នេះពួកយើងតើអាចចាត់ទុកថាត្រូវគ្នាវិញហើយមែនទេចាំងស៊ីលោកចាំបន្ទិញខ្ញុំមិនមែនព្រះអើយតើអ្នកណាអាចក្រំបានទៅត្រូវគ្នាវិញគាត់ដូចជាមិនបានកាត់ឯណាមិនបានជ្រើសរើសសេវាកម្មដំឡើងទេយប់ចានេះទៅឲ្យខ្ញុំត្រូវជាអាណាមកដំឡើងមិនខ្វះទេអ្នកណាជាអ្នកធ្វើខូចអ្នកនៅដំឡើងទៅតើអញអាចត្រឡប់មកដំឡើងវិញបានឬអត់លោកចៅចង់ផ្ញើអ្វីមកខ្ញុំមិនក៏សរសេរយូរម្លេះរឿងបែបហ្នឹងនាងមករកខ្ញុំមកធ្វើឲ្យឆ្លានបើអញឆាប់ដំឡើងនោះអញក៏បានឆាប់ត្រឡប់មកវិញដែរនេះនាងចង់ត្រូវគ្នាជាមួយនឹងខ្ញុំវិញខ្ញុំទៅដល់ហើយទៅហើយចាំងស៊ីមិនបានជាលោកមកទីនេះអញ្ចឹងមិនមែននាងហៅខ្ញុំមកទេខានជួបគ្នា2ឆ្នាំនាងស្រីប្រាប់បែបនេះមកជួបជាមួយសង្សារចឹងនាងពិតជាចង់ត្រូវគ្នាជាមួយនឹងខ្ញុំមែនណាព្រះអើយលោកឆាននឹងចាំងស៊ីពួកគេប្រាប់ប្រវត្តិដូចគ្នាខ្ញុំផ្ញើសារទៅខំមនុស្សតើធ្វើយ៉ាងម៉េចទៅឯដែលសំខាន់យកជ្រើយ៉ាងនេះហៅសង្សារចាំមកជួយដំឡើងក្រោយឲ្យចាំងស៊ីតាមពិនមិននេះខ្ញុំបានច្រឡំដែរផ្ញើសារខ្ញុំដឹងប្រអប់ឧបករណ៍នាងទុកនៅកន្លែងណាដែរមែនទេមិនមែនទេតើលោកដឹងអីបានមកដល់ហើយក៏មកដល់ទៅបានកំឡុងប្រើ free ក៏ល្អដែរក្រោយពេលខ្ញុំមកនៅតើនាងដាក់អីខ្លះនៅលើក្រេនេះបានជាធ្វើឲ្យបាក់អញ្ចឹងគេខោអាយរបស់ខ្ញុំរៀងច្រើនបន្តិចជ្រុងនេះមិនជាជ្រុងមួយដែលល្អបំផុតសម្រាប់បង្ហាញទេព្រះអើយចាំងស៊ីឥឡូវនេះហេតុអីបានជាពូកែស៊ីអារម្មណ៍យ៉ាងនេះតើមានត្រង់ណាដែលលោកគ្រូប៉ាត់ម្នាក់ទៅជាស្ដាយនេះគឺជាចំណុចរបស់ខ្ញុំតែនេះយើងមើលមកខ្ញុំជួបគ្នាដល់ម្លឹងហ៎នៅឆ្នាំនោះបងមិនមែនមកពីគេខ្មិតពេងមិនយល់ពីថាស្នេហាហើយផ្ដោតអារម្មណ៍ទៅលើការងារទៅនោះស្មាងលើមុខនឹងរាងកាយរបស់គេខ្ញុំមិននឹងអាចដាច់ចិត្តបានជាមួយនឹងគេទៅកើតទៅណែពេលខ្ញុំដំណើររួចហើយលោកគ្រូប៉ាត់ជាងបន្ទប់នេះដូចជាមិនក្តៅដល់ម្លឹងឡើយហេតុអីបានជារបស់លោករហមយ៉ាងនេះអញ្ចឹងក្រេបានចូលរួចហើយតើនាងចង់សាកមើលបន្តិចទេចង់មកនិយាយតាក់ទាញចិត្តខ្ញុំមិននឹងអាចចាញ់ចិត្តលោកបានទេបានតែប៉ុន្តែតើលោកចង់ឲ្យខ្ញុំសាកក្រែនេះយ៉ាងម៉េចទៅវិញលោកគ្រូប៉ាត់ជាងជួយបង្រៀនខ្ញុំផងគឺសាកបែបនេះមិនមែនទេគេហេតុអីបានជាប្រើទៅស៊ីអារម្មណ៍យ៉ាងនេះចឹងស៊ីសារដែលខ្ញុំផ្ញើទៅតាមពិតខ្ញុំផ្ញើខំមនុស្សខ្ញុំមិនផ្ញើវាឲ្យលោកទេចិនអីណែចិននាងនិយាយថាឲ្យខ្ញុំឆាប់ដំណើរក្រេរួចគឺនឹងអាចត្រឡប់មកវិញអញ្ចឹងឥឡូវនេះពួកយើងតើអាចចាត់ទុកថាត្រូវគ្នាវិញហើយមែនទេចឹងស៊ីលោកចាំបន្ទិញខ្ញុំមិនមែនព្រះអើយតើអ្នកណាអាចក្រំបានទៅត្រូវគ្នាវិញគាត់ដូចជាមិនមែននឹងកាត់ឯណាសម្រាប់បងប្អូនដែលមានបញ្ហាស្បែកមុខឡើងមុនឡើងរោអាឡែស៊ីស្បែកមុខមានជាំស្បែកមុខខ្មៅស្អាតអត់ភ្លឺថ្លាបងប្អូនទាំងអស់គ្នាអាចជ្រើសរើសប្រើប្រាស់ជាមួយនឹងឈុតព្យាបាលស្បែកមុខ Skin 66បានជួយព្យាបាលបញ្ហានៅលើស្បែកមុខឲ្យបាត់លឿនក្នុងរយៈពេលខ្លីជាឈុតមុខដែលចេញពីខាង Clinic ផ្ទាល់តែម្ដងសម្រាប់ឈុតមុខ Skin 66គឺជួយព្យាបាលបញ្ហាស្បែកមុខរបស់អតិថិជនចូលរាប់ម៉ឺនរាប់សែនអ្នករួចមកហើយសម្រាប់អ្នកដែលមានបញ្ហានៅលើស្បែកមុខចង់ព្យាបាលឲ្យបាត់លឿនក្នុងរយៈពេលខ្លីកុំភ្លេចជាមួយនឹងឈុតព្យាបាលស្បែកមុខ Skin 66មិនតាន់ហើយទេមានការមិនត្រូវត្រឡប់មកវិញទេចិនតើគេជាណាដូច្នេះបាញ់មិនអ្វីដែលនាងនិយាយសិតជាកាត់ទៅតាមភាសាមួយនេះនឹងចាប់ផ្ញើគេក្រេនេះបាក់នៅរបៀបណាទៅគឺមកពីបងប្រុសរបស់ខ្ញុំម្នាក់នឹងគេដៃភ្លើងចឹងមុនមិនបានប្រយ័ត្នក៏ធ្វើវាបាក់ទៅនេះវាមិនសំខាន់ទេយ៉ាងម៉េចនេះលោកកាត់អីបរិយាកាសមិញនេះគឺនៅល្អអន្តែបញ្ចប់ទៅដល់បែបនេះបើមិនដូច្នេះទេប៉ុន្តែពួកយើង
alo cái đầm lão rồi hai anh bảo bị bán hai លៀនជៀនតើនេះប្រែទៅជាមនុស្សបែបនេះតាំងពីពេលណាគេនេះខ្ញុំទៅចូលរួចខ្ញុំតន់ចេញពីមាត់ទ្វារផងនេះបញ្ញាប់ហៅគេមកវិញហើយ នេះគេយ៉ាងម៉េចនឹងគេដឹងថាមានមនុស្សមកក៏អ៊ីនហើយអីចាចាំងស៊ីគេមិនមែនត្រឡប់មកដល់វិញក្នុងរយៈពេលកន្លះម៉ោងឯណាបំខ្លាចអីគេមិនអាចចាប់ពួកយើងបានទេ តើនេះទុកខ្ញុំជាអី នេះគេចង់និយាយពីអីនឹងអូគេជាមនុស្សប្រពៃនេះយ៉ាងនេះគេអាចមិនសមខ្ញុំត្រូវគ្នាវិញជាមួយគេវាពិបាកណាស់ខ្ញុំគួរតែយកចិត្តគេបន្ទិញអីចាគ្រូប៉ែតជាងអញ្ចឹងពួកយើងបង្កើតពីអសាមួយទេជុំនេះមិនឲ្យគេមកវិញទេយ៉ាងម៉េចដែរ ខ្ញុំប្រាប់នាងចុះខ្ញុំមិនមែនជាមនុស្សបែបហ្នឹងទេ ស្គ្រាប់នឹងប្រេងយ៉ាសកាប្រសិទ្ធភាពតាំងពីប្រើប្រាស់លើកដំបូងប្រើចូលគ្នាបង្កើតប្រសិទ្ធភាពគុណទ្វេដងជួយជំរុញកសិកាចាស់ក្រិនគ្រើមនៃស្បែកបំបត្តិក្លិនក្លៀកក្លិនខ្លួនបានយ៉ាងល្អជួយជំរុញការលាបឡេឲ្យកាន់តែចូលស្បែកបានជ្រៅធ្វើឲ្យស្បែកទន់សភ្លឺមាត់រលោងភ្លាមៗ គេមានរឿងអីនឹងនេះខ្ញុំបានវិភាគខុសតែដឹងបរិយាកាសមិននេះល្អណាស់តែមិនបានជាសាប់មកសម្ដែងថាខ្លួនឯងជាបរិបទបរិសុទ្ធ បងស្រីខ្ញុំត្រឡប់មកវិញហើយក្រែរបស់ខ្ញុំបងបានល្បាងហើយឬនៅហ៎សាស្ត្រាចារ្យជាងសៀវលោកមិនបានយកនៅទីនេះ នេះពួកឯងស្គាល់គ្នាអី បងស្រីសាស្ត្រាចារ្យជាងពីមុនខ្ញុំធ្លាប់និយាយប្រាប់បងថាគាត់ដឹងនាំខ្ញុំជាឋានពួកខ្ញុំឯងស្នាក់នៅទីនេះហើយទៅហើយដោយសារតែផ្ទះរបស់បងស្រីនៅមួយឆ្ងាយពីមន្ទីរពេទ្យដូច្នេះទៅខ្ញុំមកនៅទីនេះទៅនោះគឺជាបន្ទោរបស់ខ្ញុំប៉ុន្តែយប់នេះសាស្ត្រាចារ្យជាងមិនគួរតែយាមទេមិនបានជាលោកនៅផ្ទះរបស់ខ្ញុំទៅវិញលើប្រវត្តិសៀវលោកបានសរសេរថាគេជាកូនតូលដែលសំខាន់បានស្នាក់នៅក្នុងបន្ទប់របស់ខ្ញុំពីមុនទៀតដូច្នេះគេមិនប្រថ្មីរបស់លិនឈិនតាមមិនដែរទេ គេជាអ្នកមកដំឡើងក្រែឯង លិនឈិនកុំមកប្រមាថខ្ញុំបានទេថ្ងៃក្រោយពួកយើងជួបផ្ទះទៅគ្នាទៅ នេះតែ អេចាំសិនមកស្រីតានេះមានរឿងស្អីយកចៅយ៉ាងនេះទៅហើយសាស្ត្រាចារ្យដែលមានវ័យក្មេងមានសមត្ថភាពខ្លាំងបំផុតនៅក្នុងទីពេទ្យរបស់ខ្ញុំមកជួយលំដាំងក្រែឲ្យខ្ញុំហីពិតជាអស្ចារ្យខ្លាំងណាស់អញ្ចឹង ប្លុកខ្ញុំផង បើជាមួយតែមានរឿងស្អីទៅសាស្ត្រាចារ្យជាងគឺជាអនាគតបងថ្លៃរបស់ខ្ញុំទេ មិនដល់ស្គាល់មនុស្សមិនដល់ស្គាល់គ្នាហាមកចាក់ដល់ប៉ុណ្ណឹង មនុស្សម្លាយស្គាល់គ្នាហើយបងស្រីសាស្ត្រាចារ្យជាងគាត់ពាក់ស្បែកជើងរបស់ខ្ញុំ តែ ទៅ ឯង ហើយ ស្នាក់ជាមួយគេណាស់តែឯងទៅទៀមទាពីគេទៅឯងមិនឃើញថាគេប្លុកយើងចោលទេអីចាំងស៊ីលោកពិតជាចាំមិនសិនមែនហើយលោកក៏ថាខ្លួនឯងជាអ្នកណាទៅខ្ញុំមិនបានឆ្លោះវិញនឹងលោកឡើយខ្ញុំលើនេះមិនចូលចិត្តលោកស្បែកតែបន្ទិញខ្ញុំមិនបំភ្លេចលោកចោលតាំងពីយូរហើយ ចិនតែនេះចោលខ្ញុំធ្វើយ៉ាងម៉េចទៅល្អខ្ញុំព្យាយាមអស់ពីសមត្ថភាពដើម្បីចូលទៅចិត្តដែលនាងចូលចិត្តហេតុអីបានជានាងមិនអាចចងចាំខ្ញុំបន្តិចសោះអញ្ចឹង លោកគ្រូប៉ែតជាងក៏តែទៀងខ្ញុំរកកតុកខ្ញុំចោលហើយបានជាលោកមកផ្ទះរបស់ខ្ញុំអញ្ចឹងតើលោកនៅស្លាញ់ខ្ញុំទេមែនទេមិនមែនទេហើយបានជានៅសក់សក់គេអំឡុកខ្ញុំវិញអញ្ចឹងមនុស្សគេនេះពិតជាគ្មានគុណធម៌សម្បត្តិបន្ទិញខ្ញុំលុបវាលឿនយ៉ាងនេះគេគួរតែមិនបានឃើញទេមែនទេមិនមានអីទេខ្ញុំគ្រាន់តែចង់ប្រាប់ថាលោកភ្លេចយកស្បែកជើងរបស់លោកទៅវិញហើយ លៀនឈិនអ្វីដែលនាងបានផ្ញើមកមាញ់ខ្ញុំបានមើលឃើញហើយថ្ងៃក្រោយសារបែបនេះនាងក៏ផ្ញើមកខ្ញុំទៀតជាពិសេសយកបែបមានលោកឈើជាសិស្សរបស់ខ្ញុំ នេះគេមានប្រតិកម្មអីហ្នឹងលោកចៅជាសិស្សរបស់គេចុះវាយ៉ាងម៉េចឬក៏នៅមន្ទីរពេទ្យមានច្បាប់វិន័យថាមិនឲ្យថ្នាក់នៅតាក់ទងរៀបការជាមួយនឹងសាច់ញាតិរបស់បុគ្គលិក បងស្រីខ្ញុំក៏មកអាហាររួចហើយខ្ញុំទៅបើប្រជែងក្នុងបន្ទប់របស់ខ្ញុំមុនហើយបងប្រាប់ទៅណា ចឹងដឹងហើយមិនបានត្រូវទៅសួរគេឲ្យច្បាស់បើសិនជាគេនៅស្រឡាញ់ខ្ញុំមិនត្រូវធ្វើឲ្យខកខានម្ដងទៀតឡើយអាឡូចាំងស៊ីតើលោកនៅស្រឡាញ់ខ្ញុំឬអត់តើពួកយើងអាចត្រូវគ្នាវិញទេអាឡូចាំងស៊ីតើលោកស្រឡាញ់ខ្ញុំឬអត់តើពួកយើងអាចត្រូវគ្នាវិញទេ ចង់លោកឈើវិញនោះធ្វើយ៉ាងម៉េចតើនាងនឹងប្រែចំណេះចំណូលជាមួយគ្នាទេ ស្អីគេរឿងបែបនេះនៅមន្ទីរពេទ្យរបស់ពួកលោកគេមិនអនុញ្ញាតទេមែនទេទុកចិត្តចោលបើលោកមិននិយាយគ្មានអ្នកណាដឹងឡើយ លៀនឈិនខ្ញុំទទួលស្គាល់ថាខ្ញុំស្រឡាញ់នាងប៉ុន្តែខ្ញុំជាមនុស្សម្នាក់ដែលគ្រប់សិលធម៌ដែរនាងមិនអាចសំអាងតែខ្ញុំស្រឡាញ់នាងហើយបង្ខំខ្ញុំធ្វើរឿងដែលខ្វះសិលធម៌នោះ គ្រាន់តែចង់ត្រូវគ្នាជាមួយនឹងសង្សារចាស់ប៉ុណ្ណោះមិនបានជាគាត់បាននៅសិលធម៌ទំនៀមទម្លាប់អីទៅវិញអញ្ចឹងចង់វិលទៅរកសង្សារចាស់វិញតែវាខុសច្បាប់មែនទេ បងស្រីហេតុអីក៏មិនតាន់ចេញមកទៀត តែឥឡូវហើយខ្ញុំអត់ទូរស័ព្ទសិនហើយបើខ្ញុំមិនចេញទៅលោកចាស់ច្បាស់ជារករឿងនេះខ្ញុំនិយាយមិញនេះសាស្ត្រាចារ្យដែលមានសិលធម៌ខ្ពស់សូមលោកពិចារណាបានល្អផង គូស្នេហ៍អ្វីថ្មនេះតើធ្វើឲ្យបានទៀតទៅលៀនឈិនហេតុអីបានជានាងធ្វើបែបនេះដាក់ខ្ញុំនេះជាលើកទី1ហើយដែលខ្ញុំបានដំឡើងក្រេវាអាចគ្មានសមត្ថភាពតែក្រេនោះដូចតែមានឯងបាន ទុកចិត្តចោលខ្ញុំបានសាក់មិញនេះស្នាដៃធ្វើពិតជាល្អមែនវាចូលបានល្អណាស់ពួកយើងនៅលើនោះទាំងពីរនាក់ក៏វាមិនមានបញ្ហាដែរតើលោកចង់ឲ្យខ្ញុំសាក់ក្រែនោះយ៉ាងម៉េច ឈឺសាបែបហ្នឹង
ឈិនតើត្រូវខ្ញុំធ្វើយ៉ាងម៉េចទៅឲ្យបំភ្លេចនឹងបាន มันមានបញ្ហាអ្វីឡើយគ្រាន់តែជាជំងឺអមមុនប៉ុណ្ណោះត្រឡប់ទៅវិញគ្រាន់តែការដំណើររបស់អាហារនិងហាត់ប្រាណឲ្យបានច្រើនឬក៏រកមិត្តប្រុសម្នាក់មកដេកជាមួយទៅគឺបានហើយអ្នកមីងកៅមិត្តប្រុសមកដេកជាមួយ ក្រេបានល្មមរួចហើយតែនេះចង់ឡើងសារបន្តិចទេ អាប្រុសសាវ៉ាម្នាក់នោះមួយរយៈនេះមិនដឹងមានជំងឺអ្វីទេតែតែនិយាយផ្លែផ្លែរហូតចង់ត្រូវគ្នាវិញឬអត់ក៏មិនដឹងចំណាយយន្តចិត្តមកដល់ហើយខ្ញុំតែសិនហើយលិនឈៀនឯងអៀនហើយមិនមែនទេមន្ទីរពេទ្យជើមានអ្នកឆ្នាំច្រើនណាស់ឯងជាប់ចិត្តមួយណាឯងប្រាប់ប៉ារបស់ឯងយកត្រឡប់ទៅផ្ទះតែម្ដងទៅខ្ញុំតែសិនហើយលិនឈៀនម្នាក់នេះគឺគ្រាន់បានណាជំងឺរបស់ឯងកុំភ្លេចព្យាបាលផងតាមឡើយខ្ញុំគិតថានឹងមិនរវល់ជាមួយគេទេប៉ុន្តែមើលតែគេសង្ហាយ៉ាងនេះនឹងគួរឲ្យចាប់អារម្មណ៍យ៉ាងនេះទៀតការខឹងរបស់ខ្ញុំគួរតែទុកមួយឡែកសិនឬអត់មានមិនប្រដើម្បីព្យាបាលជំងឺគួរតែដាក់វាចូលក្នុងការវិភាគហើយ នាងឈឺហើយហ៎ លោកគ្រូប៉ែជាងរឿងការពីលើកមុនដែលមិនទាន់បានធ្វើចប់នៅផ្ទះរបស់ខ្ញុំតែពេលណាតែពួកយើងអាចបញ្ចប់ទៅលោកគ្រូប៉ែជាងខ្ញុំមិនស្រួលខ្លួនអ្នកគ្រូប៉ែបាននិយាយថាឲ្យខ្ញុំហាត់ប្រាណជាមួយមិត្តប្រុសទៅអាចប្រសើរឡើង អ្នកនាងលីនសូមនាងគោរពខ្លួនឯងបន្តិចទៅគ្រាន់តែជំងឺអមមុនប៉ុណ្ណោះលោកឈើគឺជាគ្រូពេទ្យដែរគេក៏អាចព្យាបាលនាង ខ្ញុំត្រូវការលោកគ្រូប៉ែជាងព្យាបាលឲ្យ លោកឈើគេនៅខាងក្រៅនេះនៅឡើយទេ ទុកចិត្តចោះគេត្រូវបានបាត់បង់ហើយមកមិនឃើញទេ តែនេះបានគិតអំពីផលពិបាកនៃការធ្វើបាននេះទេ ប្រកាសជាបានកិន លៀនឈៀនខ្ញុំសម្បល់នាងហើយខ្ញុំមិនស្មោះត្រង់ដូចនាងគិតទេខ្ញុំក៏ចេះមានអារម្មណ៍មិនអាច បាត់ប្រមិនបានចាំបាច់ក្រុមធ្វើអីជីវិតមនុស្សយើងខ្លីណាស់រីករាយជាមួយវានៅពេលដែលយើងអាចធ្វើវាបានទៅមកខកខានម្ដងនេះខ្ញុំមិនដឹងថាត្រូវចំណាយពេលណាទៀតទេលោកគឺជាគ្រូប៉ែជួយព្យាបាលអ្នកជំងឺវាគឺជារឿងគប្បីណាស់ សាស្ត្រាចារ្យជាងតើលោកមានរស័យដែរអត់មានទេអូឈិនខ្ញុំនឹងថាខ្ញុំធ្វើបាយមិនត្រូវទេប៉ុន្តែខ្ញុំពិតចំណាយត្រូវបានមែនឲ្យតែពេលដែលខ្ញុំនៅឃើញរឿងនៅលើក្រេនោះខ្ញុំក៏ចាប់បានប្រច័ណ្ឌហើយ ប្រច័ណ្ឌខ្ញុំតែនៅលើក្រៅតែម្នាក់ឯងសោះនឹងហេតុអីក៏ត្រូវប្រច័ណ្ឌការងារនៅមន្ទីរពេទ្យឥឡូវនេះរហូតសូម្បីតែមកគ្រូពេទ្យសម្រាប់នៅលើក្រៅក៏គ្មានដែរមែនទេពេលវេលានៅសល់មិនច្រើនទេដូច្នេះធ្វើរឿងសំខាន់ភ្លាមទៅលោកកាត់អីសូម្បីតែថាប់ក៏លោកមិនខ្ញុំថាប់ដែរ រឿងនេះបើឲ្យគេដឹងតើខ្ញុំយកមកទៅទុកណែណាទៅឲ្យខ្ញុំធ្វើគ្រូគេយ៉ាងម៉េច ក៏ត្រូវដែរឥឡូវនេះគឺជាម៉ោងធ្វើការបើឲ្យគេចេញទៅការដើម្បីដេកជាមួយនឹងអតីតមិត្តស្រីតាមចរិតរបស់គេពិតជាមិនអាចទទួលយកបានមែនអញ្ចឹងចេះចាខ្ញុំឈឺហើយលោកទៅពីអ្នកជំងឺខ្ញុំដល់ផ្ទះទៅធ្វើអញ្ចឹងតើអាចឲ្យលោកធូរចិត្តឬអត់ ទៅផ្ទះនេះចង់ខ្ញុំកាត់មនោសញ្ចេតនាជាមួយនឹងក្រុមការរបស់នាងហើយ មិនបាច់ទេខ្ញុំគិតថាចង់កក់សន្តាគារនៅចិត្តនេះ គុំតើអាននិយាយថាខ្ញុំព្រមឬមិនព្រមលិនឈៀនទោះបីជាខ្ញុំពិតជាឲ្យលះបង់បុគ្គលិកលក្ខណៈនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំស័ក្តិសមត្រឹមតែនៅស្ថានភាពជាមួយនាងតែប៉ុណ្ណោះទោះបីជាខ្ញុំឲ្យលះបង់បុគ្គលិកលក្ខណៈពិសេសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំស័ក្តិសមត្រឹមតែនៅស្ថានភាពជាមួយនាងតែប៉ុណ្ណោះ មកតែខាងមន្ទីរពេទ្យពិតជាមិនអនុញ្ញាតឲ្យសាច់ញាតិបុគ្គលិកមានទំនាក់ទំនងមែននេះគេចង់មានទំនាក់ទំនងលួចលាក់ជាមួយខ្ញុំផងចឹងស៊ីខ្ញុំនឹងថាលោកតាក់ទងជាមួយខ្ញុំវាធ្វើឲ្យលោកពិបាកប៉ុន្តែឥឡូវនេះខ្ញុំពិតជាមិនអាចធ្វើអ្វីបានចំពោះលោកឆាប់ពិតមែនមិនអញ្ចឹងចាំដល់គេចោះកម្មសាស្ត្រចាំខ្ញុំឲ្យគេទៅធ្វើការងារនៅមន្ទីរពេទ្យផ្សេងខ្ញុំតែកក់សន្តាគារសិនហើយ ខ្ញុំមិនចាំបាច់ទេខ្ញុំមិនទាន់ថប់ទៀតដល់ថ្នាក់នេះទេមុននេះចាត់ការរឿងនេះជាមួយនឹងលោកឈើចប់នាងមិនបាច់មករកខ្ញុំទៀតទេ មិនមែនទេតើលោកនិយាយពីអីហ្នឹងបើលោកមិនចង់ទៅសន្តាគារអញ្ចឹងទៅផ្ទះរបស់ខ្ញុំក៏បានដែរព្រោះខ្ញុំខ្លាចថាលោកអៀននោះអីហេតុអីមិនជាគេប្លុកខ្ញុំចោលរហូតអញ្ចឹងតើលោកចង់ត្រូវគ្នាវិញឬអត់លោកលេងបានហើយម្ដងនេះលោកនិយាយពីលោកលេងបានដែរមកវិញហើយអី ហើយមិនងាយទេនៅទីបំផុតលោកគ្រូជាងបានធ្វើជាមនុស្សហើយថ្ងៃនេះគាត់បានជាឲ្យខ្ញុំត្រឡប់មកចាំមកពេល ឯងមានមិត្តស្រីតាំងពីកាល អត់មានទេនេះជារឿងដែលខ្ញុំបានបណ្ឌិតឡើងនៅមន្ទីរពេទ្យខ្ញុំមានមិត្តស្រីហើយមិនអញ្ចឹងខ្ញុំខ្លាចទៅជាអ្នកធ្វើការច្រើនជាងគេនៅក្នុងក្រុមរបស់ ឯងមិនខ្លាចវាធ្វើឲ្យប៉ះពាល់ដល់និស្ស័យស្នេហ៍ឯងទេ បើthêmការធ្វើការថែមម៉ោងនិស្ស័យស្នេហ៍នោះចាត់ទុកជាស្អីទៅថ្ងៃនេះខ្ញុំនៅបានប្រាប់មិត្តរួមការងាររបស់ខ្ញុំទៀតថានឹងបន្តធ្វើការថែមម៉ោងទៀតមិត្តស្រីរបស់ខ្ញុំនាងមិនសប្បាយទេគឺខ្ញុំខ្លាចនាងលួចមានអ្នកថ្មីចោល ពិត ខ្ញុំ ជាខ្លាំងមែនសូម្បីតែរង្វង់តូចៗសម្រាប់អ្នកជួបរឿងអាក្រក់បែបនេះក៏អាចលុតចោលបានហើយយប់យ៉ាងនេះហើយប្រយ័ត្នទៅដេកទៅ ហើយត្រីសួស្ដីបង អ្នក ស្រី ត្រីសួស្ដី អ៊ីនឈៀនគ្រាន់តែចូលចិត្តនាងស្រឡាញ់នាងចង់រស់នៅជាមួយនាងតែប៉ុណ្ណោះហេតុអីក៏ពិបាកយ៉ាងនេះ បើត្រង់មិនបានក៏មិនបាច់ត្រង់ទេជីវិតមនុស្សខ្លីណាស់រីករាយជាមួយវានៅពេលដែលយើងធ្វើបានទៅមកខកខានទៀតខ្ញុំមិនដឹងថាពេលណាទៀតទេ ភាសាដែលខ្ញុំនៅជាមួយនាងបានមានតែមួយនេះខ្ញុំផ្ញើសារទៅនាងឆ្ងាយយ៉ាងនេះនាងមិនតបវិញសូម្បីតែមកពីឈៀនតើនាងលេងត្រូវការខ្ញុំហើយហ៎នាងមិនចូលចិត្តមើលវាទេធ្វើអញ្ចឹងតើនាងនឹងឯងមករកខ្ញុំមុនដែរទេ មិនត្រូវទេសាច់ដុំកង់បែបនេះមិននឹងអាចមានតែខ្ញុំចុច like តែម្នាក់បានទេតើគេមានចេតនាបង្ហោះឲ្យខ្ញុំឃើញតែម្នាក់ឬអត់មិនបានទេម្ដងនេះខ្ញុំមិនអាចអនុគ្រោះឲ្យគេបានងាយៗឡើយខ្ញុំត្រូវតែពឹងលើអំណាចរបស់ខ្ញុំខំប្រឹងសម្ដែងនេះលោកចោលវិញតែបែបនេះហីតើអាចមកពីខ្ញុំនិយាយហួសហើយពេកទៀតដឹងឲ្យខ្ញុំសុំទោសខ្ញុំមិនមែនចាំមានន័យបែបហ្នឹងទេតាមពិតទៅលោកថតបានស្អាតណាស់ រូបភាពអំបញ្ញមិញនោះខ្ញុំច្រឡំហោះទៅទេហើយខ្ញុំទៅតែអំបញ្ញមិញនេះទេទើបខ្ញុំលុបចោលវិញ ព្រោះម្នាក់នេះហេតុអីបានជាមករឹងអញ្ចឹង
មិននេះខ្ញុំភ្លេចសើរូបនេះទុកហើយដឹងហើយ តានាងមានរឿងអី មកមិនតាន់ឆ្អែន ខ្ញុំបានឲ្យលោកស្រីចេញទៅធ្វើការមុនពេលហើយនាងត្រូវគេទៅ គេគឺជាក្មេងដែលមិនតាន់ហាត់ប្រាណផងមានសិទ្ធិនំអីមើលទៅមានតែលោកទេមានចាំងស៊ីខ្ញុំចង់មើលនេះចាំងស៊ីនៅក្នុងអេក្រង់ទូរស័ព្ទមើលមិនចាំមើលរកវិធីសាស្ត្រទៅបញ្ញាប់អញ្ចឹងខ្ញុំទៅផ្ទះរបស់លោកទៅ អញ្ចឹងតានាងចង់មកផ្ទះរបស់ខ្ញុំដែរទេ កម្រិត MG collagen កាន់តែខ្ពស់ប្រសិទ្ធភាពគឺកាន់តែលឿនជាមួយនឹងយ៉ាសាកា collagen ជាប្រភេទ collagen tripeptide មានកម្រិត MG រហូតដល់ 48,000 mg ជ្រាបចូលកោសិកាស្បែកបានលឿនប្រសិទ្ធភាពខ្លាំងជាង collagen ដែលមានកម្រិត MG ទាបជួយឲ្យស្បែកសភ្លឺថ្លាទន់មាត់រលោងបំបត្តិភាពជ្រីវជ្រួញជួយឲ្យក្មេងជាងវ័យសម្រួលដល់ការមករដូវឲ្យបានទៀងទាត់បំបត្តិមុនមុខជាំអាចរុយជួយឲ្យសក់ក្រចកដុតលូតលាស់បានល្អឃើញប្រសិទ្ធភាពលឿនរហ័សតាំងពីញ៉ាំប្រអប់ដំបូងអាចញ៉ាំបានទាំងស្ត្រីនិងបុរសជាផលិតផលដែលមានស្តង់ដារគុណភាពខ្ពស់គ្មានជាតិស្ករជាពិសេសត្រូវបានចេញពីរោងចក្រខ្នាតយក្សដែលមានបទពិសោធន៍យូរឆ្នាំសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់បំផុតជាង collagen នៅលើទីផ្សារចាំបាន collagen ដែលមានគុណភាពខ្ពស់ជំនួយសម្រស់និងសុខភាពកុំភ្លេចជ្រើសរើសយ៉ាសាកា collagen ខានជួបគ្នាតែ2ឆ្នាំពេលនេះបងចេះតែចិត្តគេហាញតែតែបងរលែករលប់បែបនេះធ្វើអីនេះជាសម័យអីទៅហើយអ្នកដែលធ្វើរឿងនេះគឺមានច្រើនណាស់ គឺជាសម័យណាក៏ដោយក៏ត្រូវធ្វើបែបនេះដែរ តែគេដឹងថាប្រធានមន្ត្រីបច្ចុប្បន្នរបស់ខ្ញុំតែដឹងខ្ញុំបានលើថាមួយរយៈនេះគេកំពុងនៅដំណាក់កាលសំខាន់នៃការឡើងឋានៈគេប្រហែលជាខ្លាចអ្នកដទៃនិយាយប្តេជ្ញាថាគេឡើងឋានៈដោយសារមនុស្សស្រីប្រុសល្ងងហើយចាអញ្ចឹងលោកគ្រូពេទ្យជាងនេះលោកមិនមែនព្យាបាលជំងឺឲ្យអ្នកជំងឺទេដឹងបងចង់ថាគាត់ថាតាមចិត្តអញ្ចឹងហីក្រែងបងនិយាយថាវាគឺជាការអាម៉េ ជាជាតើអូនស្រីនៅជួយចិត្តបងដែរទេ តើបងនិយាយអីបើខ្ញុំមិនចូលចិត្តបងខ្ញុំមិននឹងឲ្យមករកបងដល់ទីនេះ ប៉ុន្តែទំនាក់ទំនងរបស់ពួកយើងនៅទីបញ្ចប់ យ៉ាងម៉េចបងមិនពេញចិត្តបានអញ្ចឹងខ្ញុំទៅវិញ បងនៅខុសហើយវាគឺជាកំហុសរបស់បងនៅថាក្បត់នេះមិនត្រូវទេវាខុសសិលធម៌ប៉ុន្តែបងចង់លើកបាក់ ហេបងក៏បងនិយាយអីចាំងស៊ីបងកំពុងធ្វើអីបងយ៉ាងម៉េចនឹងចាំងស៊ីអេនឹងនេះគេដេញមកមើលទេដឹងមិនមែនទេអីនេះគេពិតជាដេញមកមើលមែនពេលដែលពួកយើងឆ្លាញ់គ្នាកាលពីលើកមុនដូចជាមិនដាច់ការបែបនេះឡើយប្រសិនបើអ្នកជំងឺរស់នៅនឹងធ្វើការនៅក្រោមសម្ពាធយូរពេកនឹងអាចបណ្ដាលឲ្យមានអាការៈដេញមកមើលមកតែសាស្ត្រាចារ្យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រមន្ទីរពេទ្យពិតជាមិនងាយធ្វើនោះឡើយចាំងស៊ីបងពិតជាស្ដាប់មិនលឺមែនទេចាំងស៊ីសួស្ដីចាំងស៊ីអីចា ជាមកតែខ្ញុំមកទៀតស្នាដាក់ខ្ញុំដាក់ថ្នាំនេះមកជាប់ជាមួយនឹងគ្រូខ្ញុំមក បងនឹងខ្លួននឹងហើយទីបំផុតបងក៏បាននឹងខ្លួនពួកយើងឆ្លាញ់គ្នាកាលពីលើកមុនបងមិនដែលមានអាការៈបែបនេះទេ វាទៅតែកាត់ឡើងប៉ុន្មានថ្ងៃនេះទេ នៅជាមួយខ្ញុំបងមានសម្ពាធដល់ម្លឹងផងហើយចាំងស៊ីបងប្រកាសជាហត់នឿយហើយ នេះជាអ្វីដែលបងគួរតែទទួលមិនមែនទេតាយប់នេះបងនៅទីនេះឬក៏ត្រឡប់ទៅវិញទេ ក្រែមួយនេះក៏បានដាច់រួញពេលត្រូវគ្នាវិញក៏មិនរំលឹកសំបីមួយម៉ាន់តែបានជាមកសួរខ្ញុំថាទៅផ្ទះវិញឬអត់តើអីឬអត់ដែលគេមិនចាំត្រូវគ្នាជាមួយខ្ញុំវិញមិនមែនទេចាំងស៊ីខ្ញុំចង់សួរលោកមួយម៉ាន់តើពួកយើងឥឡូវនេះមានតំណែងអ្វីជាមួយគ្នាជាសង្សារនឹងគ្នាឬមិនមែននេះតើមានន័យថាម៉េច មិនណាទេលោកពិតជាថោកទាបមែន មួយប្រហែលទេទំនាក់ទំនងដាក់គ្មានពលិមួយតែខ្ញុំសំឡងមិនដែរទេវាគេទៅបាញ់ទៅមិនបានជាឲ្យមិនតន់ដេញអញ្ចឹង មិនតន់ដែរទេកំពុងចាំហាត់ខ្ញុំនេះបងយកមកហើយតើមកពីណាមកពីណាទេនេះកំពុងមកជិះណាបងយកគាត់ទេ គឺបែបនេះយើងមានមិត្តភក្តិម្នាក់ហើយគេត្រូវគ្នាជាមួយសង្សារចាស់គេវិញពួកគេទាំងពីរគួរតែនៅស្រឡាញ់គ្នាទៅវិញទៅមកហើយនៅបានប៉ុន្តែ
ក្រោយពីចំខាងប្រុសម្នាក់នោះបានជានិយាយថាពួកគេមិនមែនជាសង្សារនឹងគ្នាទៅវិញឯងនិយាយទៅថាមកពីអី បងចាក់ដែរបងជីងទៅក្រៅមិញនេះគឺបងតែ ឯងកុំខ្វល់ច្រើនពេកយើងក៏ប៉ុន្តែនិយាយព្រៀងមិត្តភក្តិរបស់យើង នេះច្បាស់ថាប្រុសម្នាក់នោះគឺចង់ធ្វើបាបពេករបស់គេណាមិនអាចទេនេះបងធ្វើឲ្យឈ្មោះជើងអាច3ឆ្នាំរបស់ខ្ញុំគឺដោយសារតែbướcអត់បានកម្មហ្នឹងហើយបងអញ្ចឹងប្រុសម្នាក់នោះជាណាទៅខ្ញុំទៅវាយគេហ្មង មិនមែនទេមិនមែនយើងទេគឺជាមិត្តរបស់យើងឯងនេះមួយថ្ងៃកុំគិតទៅរឿងអត់ប្រយោជន៍ពេក បងស្រីខ្ញុំមិនចង់ទៅញ៉ាំហាប់ឯប្រទេសអញ្ចឹង យើងមិនចង់ស៊ីទេ មិនសុខសុខគាត់ឈឺអញ្ចឹងមកនេះចាំខ្ញុំខកសុំច្បាប់ឲ្យមិនបានគាត់មិនអញ្ចឹងធ្វើមួយគាត់កំពុងតែចប់អញ្ចឹងមិនទេបែរជានេះទេចាំខ្ញុំមកវិញគេចូលទិញថ្នាំឲ្យបងចឹងណាឯងថត់យើងធ្វើអីកុំថត់យើង ថតទុកចំផតាមដើម្បីសុំច្បាប់ណាហើយសាតាជាងក៏ជឿខ្ញុំបងធ្វើអីគាត់តែមិនពីមុខនោះទេមានណាមើលស្គាល់បងទេ យកមិញបានអត់ឃើញវីដេអូមួយគេនិយាយថាយុវជនសម័យនេះពូកែនិពន្ធរឿងណាឯងនិយាយទៅស៊ីលោកគេមានមិត្តស្រីឬអន់ចាំបានលើគេនិយាយថាគេមានរហូនប៉ុន្តែឯងគិតថាគេនិយាយកុហកឬអន់នៅគ្រាន់តែជាការថតវីដេអូប៉ុណ្ណោះវាមិនអាចមានរឿងចឹងទេ សាតាជាងពេលនេះលោកកំណត់ទេមានរឿងមិនស្អីខ្ញុំមិនស្រួលទៅចង់សុំច្បាប់ឈ្មោះទេអូខ្ញុំចង់មកនិយាយថាមកជឿធ្ងន់នោះអាចនាំមកពីនៅមន្ទីរពេទ្យបានអរគុណសាស្ត្រាចារ្យដែលបារម្ភមកតែខ្ញុំប្រឡាក់ទៅវិញមើលថែនេះទៅគឺបានហើយចាំស៊ីអញមិនដឹងពីដល់មកហើយទេថាតំណែងរបស់ពួកគេទៅជាតំណែងរបស់ពលិបានអាចគាត់តែជាមួយដើមនេះដែលបានតែក្នុងគេចេះស្ដាប់ពីខ្ញុំជាអ្នកស្គាល់លៀនជាមន្ទីរហើយលៀនជានេះក៏បានចូលចិត្តខ្ញុំមិនដែរ លោកគ្រូថ្ងៃនេះខ្ញុំចង់សុំច្បាប់មួយថ្ងៃខ្ញុំមិនអាចជួបបានទេគ្រាន់តែមួយថ្ងៃតែប៉ុណ្ណោះថ្ងៃត្រង់នេះមានការប្រជុំដ៏សំខាន់មួយហ៎ មានទេ ក្រៅពីនេះខ្ញុំឃើញរោគសញ្ញាដែលបង្ហាញក្នុងរូបភាពគ្រាន់តែក្តៅខ្លួនប្រាស័យធម្មតាទេនាងជំនួសពេញវ័យហើយនាងអាចមើលថែខ្លួនឯងបានប៉ុន្តែនិយាយចុះថ្ងៃត្រង់នេះខ្ញុំឲ្យច្បាប់បែបកន្លះថ្ងៃក៏បានខ្ញុំអរគុណឲ្យសាស្ត្រាចារ្យខ្ញុំបានលើលោកច្រើននិយាយថានាងមិនស្រួលខ្លួនខ្ញុំចង់ទៅមើលនាងតើបានទេ ម្សិលមិញមិនមែននិយាយថាចង់ត្រូវគ្នាជាមួយខ្ញុំវិញតែមួយយប់ទៅហើយតើនៅឃើញមកលោកខ្ញុំវិញម្សិលមិញតែបាត់ទៅណែក្តីស្រឡាញ់ដែលយឺតយ៉ាវគឺស្រាលជាងស្មៅទៅទៀតមិនត្រូវគេលោកឈើក៏ជាគ្រូពេទ្យដែរគេក៏អាចមើលថែខ្ញុំបានដែរ ថ្ងៃត្រង់នៅទីពេទ្យមានការប្រជុំសំខាន់មួយបើលោកឈើសុំច្បាប់នឹងធ្វើឲ្យប៉ះពាល់ដល់ទូហេតុការរបស់គេដូច្នេះដោយសារតែហេតុនេះគេខ្ញុំជួយបាយអាចត្រឡប់ទៅមើលថែនាងទេខ្ញុំដឹងថាឥឡូវនេះខ្ញុំក៏អាចមានទូនាទីទៅមើលថែនាងដែរ មិនបានជាពាក្យសម្ដីទាំងនេះដូចជាជនទី3ម្លេះឬក៏គ្រាន់តែជាការស្មានខុសតែដឹង សាស្ត្រាចារ្យជាងលោកកាស្អីហ្នឹងខ្ញុំមិនអីទេនេះឯងនេះបងស្រីរបស់ខ្ញុំបានយកមកឲ្យលោកណាអូជួយអរគុណគេជំនួសខ្ញុំផងសាស្ត្រាចារ្យជាងហេតុអីបានជាគិតថាថ្ងៃនេះលោកដូចជាចម្លែកម្លេះណែតើលោកធ្វើស្អីហ្នឹងហ៎ អាហារដែលមិត្តស្រីយកទៅឲ្យតើមានរសជាតិយ៉ាងម៉េចដែរតើបងមានចង់ភ្លក់រសជាតិមិត្តស្រីរបស់បងដែរទេ ពេលត្រឡប់ទៅវិញឧស្សាហ៍កំដរនិងឧស្សាហ៍អានសភ័យបានច្រើនកុំគិតរឿងសារច្រើនពេកឯងត្រូវចុះកម្មវិធីសិក្សាមុនទៅមិត្តស្រីគ្រាន់តែជារឿងមកពេលប៉ុណ្ណោះទេការងារទៅជារឿងអ្វីដែលគួរតែបំពេញតើរាល់ដងសាស្ត្រាចារ្យជាងតែងតែលេងទឹកមុខឲ្យខ្ញុំធ្វើការថែមម៉ោងរហូតមិនក៏ចម្លែកអញ្ចឹងអរគុណសាស្ត្រាចារ្យជាងបងស្រីខ្ញុំត្រឡប់មកវិញហើយតើបងញ៉ាំផ្លែឈើទេ លោកឈើគេត្រឡប់មកវិញហើយតែយូរយ៉ាងនេះហើយគេមិនតន់តបសារខ្ញុំវិញទៀតអញ្ចឹងតើបាយនោះឆ្ងាញ់ឬក៏មិត្តស្រីរបស់បងឆ្ងាញ់ជាងមើលតែគេត្រូវខ្ញុំនិយាយឡើងអៀនហើយតែដឹងមិនបានទេស្ថានភាពបែបនេះខ្ញុំមិនអាចឲ្យវាកន្លងទៅបានឡើយ តើមានរឿងអីណោះ នេះគឺជាទឹកមុខចង់បានឬក៏ជាទឹកមុខបដិសេធអាចបិទមិនចិត្តបាច់ចំហនេះគេពិតជាបានតែទាញចិត្តខ្ញុំខ្លាំងមែនទែនលោកគ្រូពេទ្យជាងខ្ញុំជឿឲ្យមិនស្រួលក្នុងខ្លួនទេខ្ញុំត្រូវការមើលសាច់ដុំក្បាលពោះទៅអាចប្រសើរឡើងមិនបង្ហាញមកអញ្ចឹងលោកគ្រូពេទ្យជាងតើលោកអៀនខ្ញុំមែនទេ នាងមិនមែនចង់មើលសាច់ដុំក្បាលពោះរបស់ខ្ញុំទេ ខ្ញុំពិតជាចង់ទៅស្ទាបអង្អែលនេះលោកគ្រូពេទ្យជាងបើមិនអញ្ចឹងពួកយើងណាត់គ្នាម្ដងទៅ បងស្រីតាមម្នាក់នេះជានរណាទៅហេសាស្ត្រាចារ្យជាងម្នាក់នេះជានរណាសាស្ត្រាចារ្យជាង លោកគ្រូពេទ្យជាងស្អីឥឡូវនេះអញចាំបង្កើតនិយាយរឿងប្រដាប់ទៀន ខ្ញុំមើលទៅប្រអប់បាយនោះដូចគ្នាខ្លាំងណាស់ដែលខ្ញុំនិយាយដល់សាស្ត្រាចារ្យ ខ្ចប់បាយហាងតែមួយគេប្រកាសជាប្រាប់ដូចគ្នាយ៉ាងម៉េចឲ្យតែប្របាយអញ្ចឹងសត្វតែជារបស់គ្រូពេទ្យជាងតើអញកំពុងតែគិតស្អីនឹង ក៏ត្រូវដែរសាស្ត្រាចារ្យជាងមិនធ្វើរឿងបែបនេះទៅ ទីបំផុតខ្ញុំអាចរក្សាមុខមាត់របស់ចាំងស៊ីនៅចំពោះមុខសិស្សរបស់គេបានហើយ បងស្រីលោកពូពិតជាចង់ឲ្យបងឆាប់រៀបការមែនប៉ុន្តែបងមិនអាចជ្រើសរើសអញ្ចឹងបានទេមនុស្សប្រុសដែលធ្វើបែបនេះទៅលើអ៊ីនធឺណិតមានច្រើនណាស់ហើយសម័យនេះមនុស្សបោកប្រាស់ច្រើនណាស់បងស្រីកុំធ្វើអញ្ចឹងអី ក្មេងដូចជាឯងនេះយកស្អីទៅមិនក៏ឯងប្រើជាមនុស្សមាត់ច្រើនយ៉ាងនេះអញ្ចឹង មានអីដែលខ្ញុំយល់នោះខ្ញុំក៏មានសាច់ដល់ក្បាលពោះដែរបងមើលទៅនេះ យើងមិនចង់មើលក្បាលពោះសត្វតែខ្លាចរបស់ឯងទេយើងងងុយដាច់ហើយឯងចេញទៅពេលក្រោយបើហ៊ានចូលមកមិនគួរធ្វើបែបនេះទៀតយើងនឹងវាយបំបាច់ជើងរបស់ឯង ខ្ញុំធ្វើប៉ះពាល់ដល់គាត់មែនទេតើខ្ញុំនិយាយខុសទៅបងស្រី ចេញទៅ បាន
សួស្តីលេខទូរស័ព្ទដែលលោកអ្នកបានហៅកំពុងជាប់រវល់សូមព្យាយាមម្ដងទៀតនៅពេលក្រោយយប់យ៉ាងនេះគេនិយាយទូរស័ព្ទជាមួយអ្នកណាទេតើគេអាចមកមើលរហូតដល់ថ្នាក់ដើរទូរស័ព្ទតែគេនោះមិនត្រូវទេខ្ញុំមិនបានដាក់សម្ពាធអីទៅលើគេផង តើដឹងទេលោកឈើគេបានដឹងពីតំណែងរបស់ខ្ញុំជាមួយនឹងសេវឈៀនខ្ញុំគ្រាន់តែជាមនុស្សដែលមិនអាចឃើញពលឺហើយជាគ្រូដែលអសរធម្មម្នាក់តើមានសិទ្ធិអីទូរស័ព្ទទៅគេនោះប៉ុន្តែខ្ញុំមិនឈៀនគឺយើងឆ្លាញ់គ្នាទៅវិញទៅមកអាឡូថ្ងៃស្អែកមកដល់ហើយទៅចិត្តចុះគ្រប់យ៉ាងមានបងនៅហើយ ពិតជាល្អណាស់ទីបំផុតខ្ញុំអាចមកហាត់ការនៅមន្ទីរពេទ្យជាមួយបងហើយខ្ញុំពិតជាសប្បាយចិត្តណាស់ ឬក៏នាងជាមិត្តស្រីរបស់សាស្ត្រាចារ្យជាងដែលបង្ហាញមុខនោះ បងដូចជាស្រកគីឡូ មិនថ្ងៃទៅមួយយ៉ាងនេះបងញ៉ាំច្រើនណាស់ អញ្ចឹងច្បាស់ជាបងធ្វើការហាត់ពេទ្យដឹង ចាំបងនាំឲ្យទៅកាយចម្លាយចុះមិនបានទេតាមនេះខ្ញុំត្រូវតែចែករំលែកឲ្យបងស្រីដឹងសង្ឃឹមថាគាត់អាចខ្វល់ពីខ្ញុំផងចុះបងស្រីសាស្ត្រាចារ្យជាងពិតជាមានមិត្តស្រីមែន ជាងស៊ីប្រុសក្លុកមុននឹងទីបំផុតដាក់ចិត្តបង្ហាញទំនាក់ទំនងយ៉ាងហើយ បងស្រីសាស្ត្រាចារ្យជាងនិយាយថាថ្ងៃនេះមានការប្រជុំគាត់មិនឲ្យខ្ញុំសុំច្បាប់ទេប៉ុន្តែបងទៅចិត្តចុះខ្ញុំនឹងលួចត្រឡប់ទៅមើលថែបងវិញណាណែដុកទ័រលីននេះលោកពូសេឈើពូបានប្រាប់ឲ្យប្រហែលដងហើយថាពេលដើរតាមផ្លូវមិនត្រូវមើលទូរទស្សន៍ទេឯងមិនចេះស្ដាប់សោះហើយឯងមកមើលនេះឈឺហើយតែនេះឈឺធ្ងន់ដែរទេនឹងប្រហែលជាគ្រាន់តែប្រាស្រ័យក្រៅខ្លួនទេពូទៅចិត្តចុះខ្ញុំកំពុងលួចលបទៅវិញទេដើម្បីមើលថែគាត់ហើយកូននេះឈឺហើយក៏មិនប្រាប់យើងមកម៉ាត់ដែរនេះមកវាគាត់ឃើញលោកពូរវល់នៅកន្លែងធ្វើការខ្លាចពូបារម្ភ មិនអីទេឯងមិនចាំបាច់ត្រឡប់មកវិញទេឯងនៅប្រជុំចុះយើងអាចមើលថាខ្លួនឯងបានស្ដាប់បង្គាំ ខ្ញុំត្រឡប់ទៅវិញប្រកបចិត្តសង្សារចាស់របស់គាត់ហើយមិនឲ្យខ្ញុំទៅមើលគាត់ហើយខ្ញុំត្រឡប់ទៅវិញឥឡូវនេះហើយណែតាតែតាមមិត្តព្រមអង្គុយទុកចិត្តស្អីនេះស្អីហ៎មិនអីទេខ្ញុំមិននិយាយអ្វីទាំងអស់បើមិននិយាយទេអញ្ចឹងយើងទៅមើលខ្លួនឯងឥឡូវនេះបងស្រីឯងមាននឹងត្រូវគេបោកណាស់ពីបំផុតខ្ញុំជួបមិត្តប្រុសរបស់គាត់ហើយខ្ញុំពិតជាចង់ដឹងណាស់គេហ៊ានបោកបងស្រីរបស់ខ្ញុំមកចាំមើលខ្ញុំមិនចាត់ការគេដល់របៀបណាខ្ញុំទៅជាមួយលោកពូដែរបានតោះទៅហេដុកទ័រកោនៅផ្ទះខ្ញុំមានការបន្តបន្តិចអញ្ចឹងប្រជុំនៅថ្ងៃនេះនាងចាត់ការជំនួសខ្ញុំចុះ អូប៉ុន្តែយ៉ាងស៊ីក៏បានសុំច្បាប់តែមិនអីទេលោកទៅធ្វើការលោកទៅចាំខ្ញុំត្រូវអ្នកផ្សេងមកជំនួស ហើយសុំច្បាប់ហើយប៉ុន្តែមិនបាច់មិនខ្ញុំឃើញគាត់អង្គុយនៅការិយាល័យសោះតែគាត់សុំច្បាប់តាំងពីពេលណាហេនេះចេះដល់ណានឹងគេនៅខ្លួនមួយត្រូវទេសេចក្ដីនិយាយទៅយើងយកសេជាងណែនាំឲ្យបងស្រីឯងទៅវាយ៉ាងមិនដែរលោកពូកុំចេះតែចាប់គូព្រះផ្ដាស់អីសាស្ត្រាចារ្យគាត់មិនមិត្តស្រីហើយកាលពីប្រហែលថ្ងៃមុនមិនរំការងារខ្ញុំបាននិយាយថាសាស្ត្រាចារ្យជាងរៀបខ្លួនយ៉ាងសង្ហាតណាត់ជួបមិត្តស្រីរបស់គាត់អញ្ចឹងគួរស្ដាយណាស់ បើសិនជាឲ្យពួកគេជួមលោកឆ្លើយដឹងថាគ្រូដឹកនាំនិងបងស្រីរបស់គេលួចលាក់នៅជាមួយគ្នាជាងស៊ីប្រកាសជាខ្មាស់អៀនប៉ុន្តែតើគេនឹងមកឬអត់មិនមែនតែដឹងរបស់ពេលយក28ឆ្នាំទៅហើយចង់ខ្លាចជាតារាក៏តន់ពេលដែរ បងមានពេលតែ2ម៉ោងតែប៉ុណ្ណោះលោកឈើចិត្តត្រឡប់មកវិញហើយនៅកណ្ដាលឡើយទេមកញ៉ាំអីសិនទៅ មិនមែនទេបងមិនក៏ខ្លាចគេដឹងដល់ម្លឹង បងមិនខ្លាចត្រូវគេដឹងទេបងនៅចាំទីនេះចាំគេត្រឡប់មកវិញហើយឲ្យគេមើលបងថាមករបស់អូននៅចំពោះមុខគេ ចាំងស៊ីមិនអញ្ចឹងយើងចាំលេខទូរស័ព្ទទៅពេទ្យវិកលចរិតទៅយ៉ាងម៉េចដែរខ្ញុំមកជំងឺរបស់បងមិនស្រាទេ ព្រោះថ្ងៃបងនៅទៅពិនិត្យមើលញ៉ាំអីសិនទៅនេះជាបបរដែលមកពីហាងបបរត្រីដែលអូនចូលចិត្តញ៉ាំតែបងទៅទិញវាតាំងពីពេលណាអូសាស្ត្រាចារ្យជាងល្អចំពោះមនុស្សដែលមិនមែនជាមិត្តស្រីរបស់ខ្លួនយ៉ាងនេះ ចំពោះមិត្តស្រីខ្ញុំល្អជាងនេះទៅទៀត ឌៀមដាំខ្ញុំមែនទេអញ្ចឹងខ្ញុំជូនពរសាស្ត្រាចារ្យជាងឲ្យឆាប់រកបានមិត្តស្រីហើយមិនគួរចង់មកពាក់ព័ន្ធជាមួយខ្ញុំដែលជាអតីតមិត្តស្រីទៀតទេ ជាងបងនឹងថាធ្វើបែបនេះមិនត្រូវទេទោះបីជាបងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលការរីកគុណពីមនុស្សគ្រប់គ្នាអូនតែរៀមដាំបងរហូតនៅក្នុងចិត្តបងពិតជាពិបាកទ្រាំណាស់ បើពិបាកទ្រាំក៏បញ្ចប់តំណែងមួយនេះត្រឹមនេះហើយយើងស្រឡាញ់គ្នាដែលបើចំហទៅឬក៏និយាយថាបងចូលចិត្តការរៀមដាំបែបនេះ ជាងអូនមិនអាចសម្អាងថាបងចូលចិត្តអូនហើយអូននិយាយបែបនេះដាក់បងទេហើយអូននឹងចង់ច្រានបងចោលទៀតហើយ ហើយបានអូននិយាយខុសអូននឹងនិយាយបែបនេះទៀតហើយកុំមើលមកអូនបែបនេះអីឆាប់ឃើញទៀតទេ រឿងដែលខ្ញុំដឹងគឺមានតែប៉ុណ្្នឹងទេលោកពូបើមិនចឹងតែទៀតយើងចូលទៅខ្ញុំខ្លាចលោកពូខែដិតមិនប្រុសរបស់គាត់ពូទុកចិត្តមិនបានសង្គមឥឡូវគ្រប់គ្រងនៅច្បាប់ឲ្យតែគេមិនធ្វើបាបផ្លូវចិត្តរបស់ជាងយើងមិនប្រកាន់ទេឆាប់ឲ្យទ្វារទៅសាស្ត្រាចារ្យជាងសេជាងពូឯងនេះសេជាងពូឯងតែហើយហេតុអីសាស្ត្រាជាងនៅផ្ទះបងស្រីអញ្ចឹងបើលោកពូលាតតាំងរឿងថាខ្ញុំគ្មានមិត្តស្រីនោះថ្ងៃក្រោយមន្ទីរពេទ្យខ្ញុំធ្វើយ៉ាងម៉េចទៅឥឡូវខ្ញុំនាំគេចាក់ចេញពីទីនេះតាមទៅពេលដែរទេណសេជាឯងក៏ស្អីនឹងខ្ញុំ លោកឆាយើងនឹងមិនតស្រួលខ្លួនឡើយអញចាំបាត់ទ្វារទៅលោកពូ នៅពេលសំខាន់ណាស់ជាបងស្រីរបស់ខ្ញុំឯខ្លាចជាងគេ ពូមកទីនេះមិនក៏មិនប្រាប់លោកឆាខ្ញុំនឹងមិនបានអញ្ចឹង លោកពូលោកដុកទ័រគឺជាពូរបស់លីនឈៀន មិនមែនទេគាត់គឺជាពូជីដូនមួយរបស់លោកឆា តើពូឲ្យកំពុងនិយាយស្អីនឹងលោកពូនៅពេលនោះគឺខ្ញុំដើម្បីកាត់បន្ថយការងារថែមម៉ោងខ្ញុំប្រាប់អ្នកនាំទីពេទ្យថាខ្ញុំមានមិត្តស្រី
ហើយខ្ញុំមិនទាន់បានលើកតាមពីតំណែងខ្ញុំទេលោកពូខ្ញុំខ្លាចគេនិយាយដើម មន្ទីរពេទ្យកំពុងតែជ្រើសរើសអនុប្រធានចាំងស៊ីបើគេដឹងថាអនាគតឪពុកក្មេងរបស់គេជាថ្នាក់លើរបស់គេក្នុងចិត្តគេច្បាស់ជាមិនស្នុកឡើយដល់ពេលបានឡើងតំណែងជោគជ័យថាមិនត្រូវនឹងត្រូវគេនិយាយថាពឹងលើខ្សែជាមិនខានអត្តសញ្ញាណប៉ាមានតែត្រូវលាក់ពីគេសិនទី នេះបងស្រីកំពុងតែជួយលាក់ខ្ញុំនៅចំពោះមុខសាស្ត្រាចារ្យជាងអូយើងយល់ហើយខ្ញុំគឺជាពូរបស់លោកឈើហើយក៏ចាត់ទុកថាជាពូរបស់ឈិនដែរ ប៉ាបាយជាយកព្រមហើយស្មានមិនដល់ថាពេលដែលសំខាន់បែបនេះលោកចៅគេពូកែណាថ្ងៃក្រោយខ្ញុំគួរតែជប់ធ្វើបាបគេទៀតហើយ តាមពិតពូគេតាំងពីទៅជួបចាត់ទុំហើយឈិនគាត់បានហាននឹងចិត្តស្និទ្ធយ៉ាងនេះសេជាងអនុប្រធានគាត់និយាយថាថ្ងៃនេះឯងបានដាក់ច្បាប់មិនឲ្យមកផ្ទះឈិនហើយនៅទីបបរត្រីដែលនាងចូលចិត្តទៀតខ្ញុំគ្រាន់តែដាក់កាន់ហើយបានលើឈិននាងមិនស្រុកខ្លួនខ្ញុំក៏តែយកមកផ្ញើសុខទុកទៅដល់កាត់ហើយខ្ញុំចាំបានថាផ្ទះរបស់ឯងដូចជាមិនមែនដាក់កាត់តាមផ្លូវនេះទេឯងនឹងឈិនមានទំនាក់ទំនងជាមួយគ្នាតែស្គាល់គ្នារបៀបណាហើយមិនមែនធម្មតាពីមុនពួកខ្ញុំចាំរួមសាលា មែនមិនធម្មតាប៉ុណ្ណឹងដូច្នេះមិនរួមសាលាបានសុខទុកខ្ញុំរួចហើយលោកមិនមែននិយាយថាមានការងារនៅមន្ទីរពេទ្យទៀតទេខ្ញុំមិនរំពឹងថាលោកនឹងនិយាយថាខ្ញុំជាមិនស្រីរបស់លោកចំពោះមុខរួមការងារឡើយ នេះឯងនិយាយស្អីគេមានបំណងមកសុខទុកភ្ញៀវនៅមិនទាន់និយាយថាត្រឡប់ទៅវិញផងចង់ដេញគេហើយទៅថាទៅឆុងតែមកយើងនៅទីនេះសេជាងឯងក៏ស្រាប់ឈិននិយាយពីប្រាចាំអង្គុយចុះទៅចាត់ទុកទីនេះជាផ្ទះរបស់ឯងទៅចុះអង្គុយទៅលោកតាលីននៅទីពេទ្យមានការងារធ្វើទៀតខ្ញុំគិតថាទៅវិញហើយសាស្ត្រាចារ្យមិនមែនអាចច្បាស់ហើយទេពួកខ្ញុំទៅមកពីទីពេទ្យមិនបាញ់មិញខ្ញុំលើថាទីនោះអត់មានការងារទេលោកកងខ្វល់ខ្វាយពីការងារច្រើនពេកគួរតែនៅភ្លុកមហូបបងស្រីសិនទៅនឹងហើយមិនស្រីរបស់ខ្លួនជាបងស្រីទៀតពិតជាខ្ពើមមិនចាំបាច់ទេហេមិនក៏រត់ទៅឃើញខ្ញុំតែងតែបញ្ញាបែបនេះធ្វើដូចជាកិច្ចពីជីវិតអញ្ចឹងពេលនេះគាត់សំច្បាប់ការងារហើយខ្ញុំស្មានថាគាត់គឺជាមនុស្សឈួតនឹងការងារដល់ពេលមានមិនស្រីក៏វក់បែបនេះទៅវិញប៉ុន្តែចុងក្រោយសាស្ត្រាចារ្យជាងនៅតែជាសាស្ត្រាចារ្យជាង ចាងស៊ីគេមានមិនស្រីមែនទេ ច្បាស់ជាមានហើយមិនមែនឯងខ្ញុំគិតនេះទេនៅមន្ទីរពេទ្យពួកគេនិយាយបែបនេះគ្រប់គ្នាប្រហែលថ្ងៃមុនសាស្ត្រាចារ្យបានផ្លាស់ប្ដូរថ្ងៃយាមរបស់គាត់ដើម្បីចេញទៅជួបមិត្តស្រីរបស់គាត់ហើយគាត់ថែមទាំងបានតបតែងខ្លួនយ៉ាងសោកសង្ហាទៀតផងគួរស្ដាយណាស់ដើមឡើយខ្ញុំមានក្រុងនឹងផ្សំប្រគំពួកហ្មងទៀតផង ល្អណាស់អញ្ចឹងតែបានជាគេប្លុកខ្ញុំចោលគឺគេមិនខ្វល់ពីខ្ញុំតាមពិតគេមានអ្នកថ្មីហើយទុកអតីតសង្សារចាស់លេងសើច ឈិនតែកាស្អីហ្នឹងឯងមិនស្រួលទៀតហើយមែនទេចាំគួរចុះទៅ លោកឆាសាស្ត្រាចារ្យជាងរបស់ឯងបានណាត់គ្នាតាំងពីពេលណាត្រៃមួយនេះយើងក៏ចាំស៊ីដែរ ថ្ងៃនេះដែលគាត់តំណាក់គ្នានោះគឺជាថ្ងៃដែលបងហៅគាត់មកជួយដំឡើងក្រែឲ្យខ្ញុំហ៎នៅពេលនោះទឹកមុខរបស់គាត់អាក្រក់មកយ៉ាងនេះប្រកាសជាមានរឿងអីជាមួយមិត្តស្រីរបស់គាត់ហើយនៅហៅបងមកជួយដំឡើងក្រែទៀតនៅក្នុងចិត្តគាត់មិនដឹងថាជាចាប់ណាទេ ដូច្នេះចាងស៊ីដើម្បីតាមមកជួបខ្ញុំគេបានតបតាំងខ្លួនទៀតអញ្ចឹងមិត្តស្រីដែលពួកគេនិយាយនោះគឺជាខ្ញុំតែក្នុងមកនិយាយថាជាមិនប៉ុន្តែពេលមកជួបខ្ញុំបានតបតាំងខ្លួនជាពិសេសទៀត ឯងចង់ដឹងពីសៀវជាងយ៉ាងនេះតើឯងពិតជាចូលចិត្តសៀវជាងតើមែនទេ ប៉ានិយាយអីហ្នឹងខ្ញុំមិននឹងអាចទៅ សៀវជាងគេពិតជាឆ្នើមហើយមានចរិតល្អមុខមាត់ក៏សង្ហាប៉ាប្រកាសជាសង្ឃឹមថាគេនឹងឲ្យខ្លាចជាកូនប្រសាររបស់ប៉ាប៉ុន្តែឥឡូវនេះគេមានមិត្តស្រីហើយរឿងអសរធម៌បែបនេះប៉ាមិននឹងហ៊ានបណ្ដេញឯងចេញពីគ្រួសាររបស់យើងទៅ ប៉ាកូនស្រីរបស់ប៉ាជាមនុស្សបែបណាប៉ានឹងមិនដឹងទៀនម្យ៉ាងទៀនអសិលធម៌ត្រង់ណាទៅមិត្តស្រីរបស់ចាងស៊ីនោះគឺជាខ្ញុំហើយ ឯងនៅក្នុងចិត្តទៅបានហើយប៉ាបានឲ្យសៀវឈើទិញបបរត្រីដែលឯងចូលចិត្តមកដែរប៉ាភ្លេចថាជាងស៊ីគេបានទិញយកមកឲ្យឯងហើយចុះឯងវិញឯងចិត្តដិតជាមួយនឹងជាងស៊ីតាំងពីពេលណាមក គេស្គាល់គ្នាតាំងពីនៅរៀនតែមិនសូវចិត្តស្និទ្ធប៉ាមិញកូននៅមិនទាន់ញ៉ាំឆ្អិនឡើយកូនចាំញ៉ាំម្យ៉ាងទៀន សុទ្ធតែជារបស់ឯងទាំងអស់ញ៉ាំតាមសម្រួល ចាអេលោកឆាពេលឯងមកពីមន្ទីរពេទ្យឯងជួយយកអាហារឲ្យលោកគ្រូពេទ្យយ៉ាងជំនួយយើងផងចាត់ទុកថាជាការអរគុណដែលគេបានមកសួរសុខទុក្ខយើងតែឯងស្ដាប់ឮឬណី ខ្ញុំដឹងហើយបងយកចិត្តគេតាំងពីពេលណា មិនបាច់ខ្វល់ទេល្អណាស់ចាងស៊ីខ្ញុំបានគិតគូរពីអារម្មណ៍របស់លោកខំប្រឹងលាក់បាំងពីតំណែងពួកយើងនៅចំពោះមុខលោកឆាននិងលោកប៉ែងតែលោកវិញបានជាលួចលាក់តែមានអ្នកដទៃមានរឿងអីទេសូម្បីលេខទូរស័ព្ទខ្ញុំក៏មិនលើកដែរខ្ញុំបានក៏បន្ទប់នៅសន្តាគារហោះគន់បងឆាប់ចេញមកខ្ញុំមានរឿងចង់និយាយ សាស្ត្រាចារ្យជាងរឿងលោកមិត្តស្រីរបស់លោកខ្ញុំបានឃើញអស់ហើយដោយការគិតមែននៅជប់នោះគេបានមើលដឹងថាជាខ្ញុំគេរកខ្ញុំនៅថ្ងៃនេះចង់ប្រែតំណែងខ្ញុំជាមួយនឹងឈិនគ្មានផ្លូវទេលើកនេះខ្ញុំមិនអាចបោះបង់ចោលឈិនជាលើកទី2ទេកសែភ្នែករបស់សាស្ត្រាចារ្យជាងមិនក៏ប្រែទៅជាគោលខ្លាចយ៉ាងនេះមកពីខ្ញុំរំលឹកមិត្តស្រីរបស់គាត់មែនទេសាស្ត្រាចារ្យជាងខ្ញុំគ្រាន់តែឃើញតែចែកដល់ប៉ុណ្ណោះទេលោកមិនប្រកាន់ទេមែនទេរឿងមួយនេះគឺខ្ញុំមិនត្រូវខ្ញុំជាគ្រូម្នាក់ដែលគ្មានគុណធម៌គឺមកពីខ្ញុំអាចទុកចិត្តបានទៅខ្ញុំមកក្បែរនាងបើមានអ្វីកុំស្រីបន្ទោនេះអត់សិនណាស្មានដល់ថាសាស្ត្រាចារ្យជាងស្មោះត្រង់ស្នេហ៍យ៉ាងនេះសាស្ត្រាចារ្យខ្ញុំមិនទាំងបានឃើញនាងច្បាស់ផងតើខ្ញុំទៅរករឿងលោកយ៉ាងម៉េចទៅម្យ៉ាងទៀតរឿងស្នេហានេះទៅពីខ្ញុំមិនអាចបន្តបានទេខ្ញុំមិនអាចជឿចោលទេឯងមិនបានឃើញមុខមាត់នាងច្បាស់ទេត្រូវហើយមិនបានឃើញច្បាស់ទេបាញ់មិនលោកនិយាយថាលោកជាគ្រូម្នាក់ដែលគ្មានគុណធម៌គឺខ្ញុំនិយាយថាឯងមានមិត្តស្រីទៅហើយឯងនៅថៃម៉ោងមកធ្វើការយកជ្រៅយ៉ាងនេះថ្ងៃក្រោយខ្ញុំមកព្យាយាមឯងត្រឡប់ទៅផ្ទះខ្ញុំបានក៏បន្ទប់នៅសន្តាគារហោះគន់បងឆាប់ចេញមកខ្ញុំមានរឿងចង់និយាយជាមួយបង ឯងមិនបានទៅទេព្រោះលោកឈើគេបានចាប់ដើមសង្ស័យហើយថ្ងៃនេះបងនឹងឲ្យគេឆាប់ចេញពីធ្វើការប្រហែលថ្ងៃនេះយល់ល្អអូនគួរតែនៅកំដរលោកឈើទៅ លោកឆាសង្ស័យថាលោកមានមិត្តស្រីដូច្នេះលោកក៏បដិសេធជាមួយខ្ញុំជាអ្វីទេខ្ញុំជាជនទី3ដែលមិនអាចឲ្យឃើញមែនទេចាងស៊ីលោកចាំតែមើលចុះបងប្រុសការបំពេញព័ត៌មានក្នុងតារាងនេះខ្ញុំដូចជាមិនសូវយល់ តាមពិតទៅនាងជាមិត្តស្រីរបស់សាស្ត្រាចារ្យជាងសោះសាស្ត្រាចារ្យបើមិនមានកាយទេអញ្ចឹងខ្ញុំមិនរំខានអ្នកទាំងពីរទេខ្ញុំលាសិនហើយបានថ្ងៃនេះមិនបាច់ថែមម៉ោងទេត្រឡប់ទៅផ្ទះចុះណាអរគុណសាស្ត្រាចារ្យ បងប្រុសពេលក្រោយខ្ញុំក៏ថាបងថាជាលោកគ្រូពេនខ្ញុំខ្លាចថាបើគេដឹងថាខ្ញុំគឺជាបងស្រីរបស់បងគេនឹងចាត់ទុកខ្ញុំខុសគ្នាព្រោះខ្ញុំចង់ធ្វើការនៅមន្ទីរពេទ្យដោយសមត្ថភាពផ្ទាល់
បានឯងមកយកត្រង់ណាចាំបងរៀនឯងចុះណា ត្រង់នេះនៅមានត្រង់នេះទៀតចាំងស៊ីថ្ងៃនេះបងតែបោះស្រាយប្រាប់ខ្ញុំមិនច្បាស់ ជាជិនមិនបានចាញ់មកទីពេទ្យ ខ្ញុំមកលោកប៉ា ការិយាល័យរបស់ប៉ាមិននៅទីនេះទេឯងមកមើលលឺសើ ប៉ានៅតែយកពីខ្ញុំ ឃើញសកម្មភាពបាញ់មិញពីនេះឯងឆ្លោះគ្នាឯងគឺជាបងស្រីសូម្បីកាលរបស់មិនទៅក៏ធម្មតាធម្មតាចូលចាញ់គ្នាបន្តិចទៅហើយនេះគឺជាកន្លែងធ្វើការរបស់គេឯងចូលមកអញ្ចឹងគេនឹងមានមុខអីទៀតមើលសើជាងពួកកាយយ៉ាងនេះពួកឯងអាយុស្គាល់គ្នាប៉ាគិតថាចំពោះកងពួកឯងទាំងពីរឲ្យទៅជាងខ្លាចទៅជាគុណប្រសារបស់ប៉ាគួរឲ្យស្ដាយណាស់ពួកឯងទាំងពីរមាននិស្ស័យតែគ្មានវាសនា ស្រីម្នាក់នោះគឺជាមិត្តស្រីរបស់គេតែដឹង ប្រហែលជាអញ្ចឹងហើយប៉ាកំរោលឃើញសើជាងអត់ធ្មត់យ៉ាងនេះយកចិត្តទុកដាក់ប្រយោគគេបែបនេះប៉ាឮថាគេតែងតែសម្ដៅមើលទូរស័ព្ទ 80% គឺសារទៅមិត្តស្រីរបស់គេប៉ាការងាររវល់មានពេលតិចណាស់មើលថែឯងថ្ងៃក្រោយបើសិនជាឯងអាចរកមិត្តប្រុសដែលពូកែហើយជាគិតគូរដល់សើជាងនោះប៉ាទុកចិត្តហើយប៉ាត្រូវតែវាកាត់ដូច្នេះហើយឯងគួរតែប្រញាប់ទៅផ្ទះទៅណាហើយទីនេះជាកន្លែងធ្វើការរបស់គេឯងចូលមកអញ្ចឹងគេនឹងមានមុខមាត់ទៀតអី ប្រហែលពិភពរបស់មនុស្សពេញវ័យជួបប្រទះរឿងអីដែលស្ងប់ស្ងាត់មិនអាចធ្វើដូចជាកូនគ្មានអន្តរសាមិនថាផ្ដោតលើគេឬខ្លួនឯងត្រូវតែរក្សាភាពថ្លៃថ្នូរចាំងស៊ីពួកយើងចាប់ត្រឹមនេះចុះយល់អត់កំតាក់តងគ្នាទៀត យូរយ៉ាងនេះហើយមិនកំឆាតតបខ្ញុំកំពុងធ្វើស្អីប្លុកហើយឬមកពីខ្ញុំមិនទៅស្ថាគាររកនាងខាងនឹងខ្ញុំហើយឈិនខ្ញុំគ្មានអំណងរុញនាងទៅឲ្យអ្នកដទៃទេតែខ្ញុំពិតជាមិនដឹងថាគួរធ្វើយ៉ាងម៉េចទេតែពីខ្ញុំយកព្រមចាប់ប្រើតំណែងតំណងនេះគេឈ្មោះតែថ្ងៃខាងមុខក៏ខ្ញុំមិនខ្វល់តែខ្ញុំខ្វល់ពីនាងខ្ញុំពិតជាខ្លាចណាស់ខ្ញុំមកខូចឈ្មោះនាងហើយធ្វើបាបនាងចាស្នែងគឺប្លុកចោលតំណែងតំណងពួកយើងគឺបញ្ចប់ហើយជាការបញ្ចប់ដ៏ល្អតែហេតុអីក៏ខ្ញុំមិនអាចបំភ្លេចឈិនបានតាំងពីយើងបែកគ្នាពីឆ្នាំមុនមកដល់ឥឡូវនេះខ្ញុំមិនធ្លាប់គិតថាបោះបង់ទេឬតែមិនបោះបង់ឈិនសុំទោសអធិស្ឋានផងច្រឡំមនុស្សហើយមិនបានទេខ្ញុំមិនអាចបោះបង់ទេបាននេះមិនតាន់រៀបការខ្ញុំមិនមានឱកាសរកវិធីចេញពីបញ្ជីប្លុកនេះសិននេះជាកលាប់ក្រហមដែលឈិនស្រឡាញ់ជាងគេសង្ឃឹមថាពេលនេះឃើញផ្កានេះនឹងសប្បាយចិត្តខ្ញុំតាំងតែយ៉ាងនេះលុះសប្បាយជាមិនឃើញទេមនុស្សនេះមើលទៅចម្លាញ់ណាស់តែមិនក៏ខ្ញុំមើលទៅដូចជាធ្លាប់ស្គាល់ណោះមិនបានទេមិនអាចកាសាចឹងទេត្រូវឲ្យលុះសើតសិនទៅអាចជប់ឈិនយ៉ាងណាមិញសមាជិកខ្ញុំពេលនេះដូចជាគ្មានសង្ឃឹមសោះ សិលឺថ្ងៃនេះគេចាំមកជុំគ្នាលោកមិនអាចទៅចូលរួមទេហ៎ មិនស្រីរបស់ខ្ញុំនៅផ្ទះចាំខ្ញុំលើកនេះខ្ញុំមិនអាចចូលរួមបានទេ មិនបានទេជុំគ្នាលើកមិនក៏មិនបានចូលរួមលើកនេះលោកត្រូវតែទៅពីនេះប៉ុន្មានកែវ មិនស្រីរបស់ខ្ញុំស្អាតណាស់ខ្ញុំទៅមិនបានមែនជាធម្មតាថែម៉ោងគឺទុកនឹងចោលបើមិនកំដៅនាងទេនៅខាងក្រៅនាំរឿងគិតយ៉ាងម៉េចទៅពួកនឹងឆាប់ចេញទៅលឺសើបាច់ជុំគ្នាលើនេះឯងទៅមិនអញ្ចឹងទេខ្ញុំពន្យាពេលបាច់ជុំគ្នាក្រោយពីហេតុការណ៍នេះកំណត់មិនស្រីឯងយូរទៅទាំងអស់គ្នានឹងឃ្លីឆ្ងាយហើយបានអញ្ចឹងខ្ញុំប្រាប់មិនស្រីខ្ញុំបន្តិចសាស្ត្រាចារ្យជាងខ្ញុំទេទូរស័ព្ទបន្តិចមិនទេចុះមិនចាំបាច់គួរសមទេឥឡូវបងស្រីថ្ងៃនេះញ៉ាំបាយជុំគ្នាខ្ញុំមិនតែញ៉ាំបាយនៅផ្ទះទេ មែនអញ្ចឹងមកទៅផ្សារទំនើបទិញបន្លែ ផ្សារទំនើបជិនទៅផ្សារទំនើបសាស្ត្រាចារ្យជាងនិយាយចប់ហើយពួកយើងទៅបានឯងរំទៅខ្ញុំមានកម្មបន្តិចឥឡូវសេឈិនខ្ញុំមានត្រាបន្តិចមិនបានតែញ៉ាំបាយជុំគ្នាទេពួកនេះទៅចោះណាយីពេលហើយមិនបាច់ចាប់ខ្ញុំទេនេះគឺខ្ញុំទៅគឺខ្ញុំ ចាំងស៊ីលោកបំផិតខ្ញុំស្លាប់ហើយ ឈិនមិនក៏ប្លុកខ្ញុំយូរយ៉ាងនេះមិនឃើញដល់ប្លុកគេសោះ លោកសំអាងអីខ្ញុំដកចេញក្មេងតូច រឿងលោកបងខ្ញុំធ្វើមិនទៅមិនចង់រញនាងឲ្យទៅអ្នកដទៃតែខ្ញុំមានសមត្ថភាពអីនៅក្បែរនាងបានទៅ បើលោកដឹងថាខ្លួនឯងមិនស័ក្តិសមក៏មករំខានខ្ញុំទៀត ឈិនខ្ញុំខុសហើយថ្ងៃក្រោយខ្ញុំធ្វើយ៉ាងទៀតទេលើខ្ញុំផងតើនាងមិនចង់ទេហ៎ទៅផ្ទះទៅមិនមានអ្នកណាឃើញទេហ៎ឈិនមិនថ្មីនេះនាងមានរវល់នឹងខ្ញុំឥឡូវបាត់អាសានឹងខ្ញុំទៀតមិនមែនលោកសើនិយាយអ្វីជាមួយនាងទេ លោកធ្វើរឿងអាម៉ាស់ដល់ខ្លួនឯងខ្លាចគេនិយាយលោកសើមិនបានធ្វើអ្វីខុសទេអ្នកខុសនោះគឺជាលោក ខ្ញុំដឹងថាខ្ញុំខុសធ្វើអ្វីមិនត្រូវតែខ្ញុំស្រឡាញ់នាងខ្ញុំអាចបាយពីនាងទេខ្ញុំមានតែទ្រាំជាមួយតរន្តកម្មពីសិលធម៌ឈិនដើម្បីនាងខ្ញុំអាចទ្រាំបានខ្ញុំក៏ជាមនុស្សខ្ញុំក៏មានថ្ងៃដែលទ្រាំមិនបានដែរក៏ធ្វើបាបខ្ញុំទៀតបានទេ ខ្ញុំធ្វើបាបលោកចាំងស៊ីលោកនិយាយច្បាស់ទៅមើលអ្នកណាធ្វើបាបអ្នកណាខ្ញុំគ្រាន់តែចង់ស្រឡាញ់គ្នាជាមួយលោកគឺលោកជាអ្នកបង្ខំខ្ញុំលោកជាអ្នកចង់លាក់បាំង ឈិនគឺនាងបង្ខំខ្ញុំទេខ្ញុំមិនចង់ជាមនុស្សដែលគេចពីពន្លឺតែលោកសើជាកូនសិស្សរបស់ខ្ញុំគួរតែយកអីប្រយោជន៍នាងប្រាប់ខ្ញុំមកខ្ញុំគួរធ្វើយ៉ាងម៉េច ច្បាស់ណាស់ថាលោកចង់នៅខាងក្រៅឥឡូវលោករៀនចាំបន្តអ្នកផ្សេង
ពេលមុនមិនក៏មិនឃើញថាលោកជាមនុស្សបែបនេះចាំងស៊ីខ្ញុំសូមនិយាយជាមួយលោកឲ្យច្បាស់ចាប់ពីពេលនេះទៅពួកយើងកាត់ផ្តាច់ទំនាក់ទំនងឈប់តែតងគ្នាទៀត ជាដើម្បីនឹងអ្វីក៏ខ្ញុំទ្រាំបានដែរខ្ញុំក៏ជាមនុស្សខ្ញុំក៏មានថ្ងៃដែលទ្រាំមិនបានគាត់ធ្វើបាបខ្ញុំទៀតបានទេ ហេតុអីខ្ញុំធ្វើបាបលោកមិនក៏នៅពេលគូក្បាលខ្ញុំអញ្ចឹងខ្ញុំគ្មានអ្នកណានិយាយប្រាំ បើស្រីទឹកមុខបងមិនល្អសោះឬមួយអតីតមិនប្រាប់បងគួរស្រឡាញ់នឹងធ្វើអីទៀតហើយ គ្មានទេកុំចេះតែទាញ បើស្រីទឹកមុខបងមិនល្អសោះឬមួយអតីតមិនប្រាប់បងគួរស្រឡាញ់នឹងធ្វើអីទៀតហើយ គ្មានទេកុំចេះតែទាញមួយថ្ងៃគេបោកប្រាស់រហូតខ្ញុំនិយាយមិនចាញ់ទេធ្វើស្អីនឹងនេះជារបស់យើង នៅមន្ទីរពេទ្យត្រូវគេធ្វើបាបគ្រប់គ្រាន់ហើយហើយក៏នៅផ្ទះត្រូវបងធ្វើបា តំ ប ណែងតំណងនឹងមិនរួមការងារនៅមន្ទីរពេទ្យមិនល្អទេអ្នកណាធ្វើបាបឯង បងស្រីបងមិនដឹងទេសាស្ត្រាចារ្យជាងមករយៈនេះណាអារម្មណ៍មិនល្អគាត់មកទប់ទល់នឹងខ្ញុំគាត់មិនចូលរួមញ៉ាំបាយជុំគ្នាខ្លួនឯងបើគាត់ឲ្យខ្ញុំទៅទៀត គេមានមិត្តស្រីមិនក៏អារម្មណ៍មិនល្អឲ្យពួកឯងចូលរួមញ៉ាំបាយជុំគ្នាប្រហែលជាដើម្បីឲ្យពួកឯងជុំគ្នាហើយទៅណាត់ជាមួយមិត្តស្រី តាមពិតអញ្ចឹងសោះគាត់នឹងមិត្តស្រីគាត់ទំនាក់ទំនងល្អយ៉ាងនេះមិនបានជាមករយៈនេះមិនសប្បាយចិត្តសោះអញ្ចឹងណោះហើយ អាឡូប៉េអ្នកមានចាំមន្ទីរពេទ្យធ្ងន់ឬអន់ល្អហើយអញ្ចឹងចាំស្អែកខ្ញុំទៅសួរលោកគ្រូពេទ្យថាម៉េចជីឈិង អ្នកគ្រូជីបងស្រីអ្នកគ្រូជីជាគ្រូពេទ្យដែលទៅនឹងមកថ្មីឬថាគាត់នៅសាស្ត្រាចារ្យជំនួនថ្នាក់យ៉ាងម៉េចបងស្គាល់ទេ តាមស្រឡាញ់យ៉ាង4ឆ្នាំរឿងអីខ្ញុំមិនស្គាល់ខ្ញុំស្គាល់ច្បាស់ណាស់មួយអាទិត្យហើយ អ្នកជំងឺវិលមុខហើយចង្អោររោគសញ្ញាយុបណាដែរឈិនមិនបានជានាងមកមិនស្រួលខ្លួនត្រង់ណា ឈៀនអូនេះជាមនុស្សស្រីដែលបងចង់មើលស្រីរហូត ឈិន ហើបងប្រុសបងធ្វើឲ្យបងខ្លាចខាងហើយមិនអញ្ចឹង មិនដឹងហេតុអីបានជានាងមកទីពេទ្យនាងមិនស្រួលខ្លួនតាមមិនដែរទេ អេណាមីងអាយ៉ាឈៀនមកអង្គុយចាំមកណាអាយ៉ាមីងខានឃើញអាយូហើយពិតជានឹកឯងមែនខ្ញុំក៏នឹកណាមីងដែរសុខភាពណាមីងបានធំបន្តិចឬអន់លីងឈៀនជំងឺចាស់អ្នកគ្រូពេទ្យជីនិយាយថាស្នាក់នៅពេទ្យពិនិត្យប្រហែលថ្ងៃបើមិនមានបញ្ហាអ្វីទេអាចចេញពីពេទ្យបានហើយអញ្ចឹងទុកចិត្តបន្តិចមួយរយៈនេះខ្ញុំជាអ្នកមើលថែអ្នកមីងបានឆ្លាត ណែឈិនឮថានាងឈឺហើយ លោកគ្រូពេទ្យជាង ឈិនហេតុអីក៏នាងនៅទីនេះ លីងឈៀនខានជួបគ្នាយូរតាមពិតអ្នកមីងម្នាក់នេះជាអ្នកផ្ទះរបស់នាងខ្ញុំគឺជាគ្រូពេទ្យពិនិត្យជំងឺរបស់គាត់អ្នកមីងខ្ញុំធ្វើសុបជូនអ្នកមីងសាក់ផ្លុកបន្តិចទៅអីទេសុបមិនប្រញាប់ញ៉ាំទេលោកគ្រូពេទ្យជាងលោកនឹងឈៀនពីមុនស្គាល់គ្នាមែនទេ ពួកយើង មិនមែនទេមិនស្គាល់ពួកគេទាំងពីរបែកគ្នាហើយបើអញ្ចឹងខ្ញុំនៅមានឱកាសណាមីងតាមពិនខ្ញុំលោកគ្រូពេទ្យជាងនិងលីងឈៀនគឺជាមិត្តរួមសាលានឹងគ្នាឈៀនប្រហែលជាគេមិនចាំទេមែនទេអីបើអញ្ចឹងលោកគ្រូពេទ្យជាងមានមិត្តស្រីហើយនៅរៀបការហើយនៅលោកមើលឈៀនរបស់ពួកយើងទៅយ៉ាងម៉េចដែរមិនអញ្ចឹងមីងផ្សំគប់ឲ្យពួកឯងទាំងពីរទៅចោះ បើខ្ញុំទទួលបានការទទួលស្គាល់ពីអ្នកមីងជាអ្នកផ្ទះរបស់ឈិនអញ្ចឹងថាមិនត្រូវខ្ញុំអាច ណាមីងកុំចាប់សំផ្គុំលោកគ្រូពេទ្យជាងមិនខ្វះមិត្តស្រីទេ ឈិន ហើយយ៉ាឯងនេះលោកគ្រូពេទ្យជាងសង្ហាហើយមានការងារល្អទៀននិយាយស្ដីមានសិលធម៌ធៀបជាមួយនឹងអតីតមិត្តប្រុសឯងល្អជាងគេរាប់ម៉ឺនដងទាំងស៊ីជាប្រភេទបរិបទដែលឯងចូលចិត្តមិនអញ្ចឹងហីមីងចង់ឯងល្អទេណាមីងពេលនេះខ្ញុំបដោះរសជាតិហើយខ្ញុំចូលចិត្តកូនឆ្កែតូចមានមនុស្សប្រុសមួយចំនួនអ្នកណាចង់បានអាចយកបានអញ្ចឹងមែនទេតែហើយមីងលើថាប៉ាឯងនិយាយថាមិត្តប្រុសឯងមករំខានស្ដាប់មីងណាកាត់កាលវាចោលទៅឯងក៏ធំមិនក្មេងទេកុំឲ្យគេមករៀបរៀងការលូតលាស់របស់ឯងទៀន ការលូតលាស់ឈិនមិនមានមិត្តប្រុសទេ ហើយយ៉ាមិត្តប្រុសស្អីឈិនរហូតមកណាមីងសុំនេះបើសិនជាតិចមិនឆ្ងាញ់ទេរឿងរបស់ខ្ញុំដឹងច្បាស់មីងស្នាក់នៅមន្ទីរពេទ្យក៏និយាយច្រើនពេកឯងបានមីងញ៉ាំមិនរវល់នឹងឯងទៀតទេ ឈិនអត្តន័យរបស់អ្នកមីងឥឡូវនាងនៅម្នាក់ឯងតាមពិតនាងបែកគ្នាជាមួយនឹងលោកឈើមែនទេ អីយ៉ាងស៊ីលឹងឈិនស្អាតយ៉ាងនេះមិននឹងអាចទៅដែលថាគ្មានអ្នកតាមស្រឡាញ់គ្មានមិត្តប្រុសនោះឈិនគេគ្រាន់តែចង់លាក់ជាមួយអ្នកផ្ទះរបស់គេប៉ុណ្ណោះខ្ញុំគិតថាលោកកុំដេញដោលសួរទៀតអីគ្រូពេទ្យទាំងពីរបើគ្មានការឆាប់ចេញទៅវិញទៅមីរបស់ខ្ញុំត្រូវការសម្ដែងអ្នកមីងខ្ញុំនឹងលោកគ្រូពេទ្យជាងនឹងមកមើលអ្នកមីងម្ដងទៀត ឈិនខ្ញុំមានរឿងចង់និយាយជាមួយនាងអាចចេញមកបន្តិចបានទេ ពេលនេះខ្ញុំរវល់ខ្ញុំគ្មានពេលទេមានពេលចាំមីងជាអ្នករៀបចំឈិនលោកគ្រូពេទ្យជាងហៅឯងកុំនៅទីនេះទៀតអីចេញទៅនិយាយគ្នាទៅណាខ្ញុំនឹងគេគ្មានអ្វីត្រូវនិយាយទេមិនក៏ឯងនិយាយស្ដីយ៉ាងនេះឆាប់ទៅអ្នកមីងខ្ញុំមកមើលមីងហើយហេសាស្ត្រាចារ្យអ្នកគ្រូពេទ្យជី ហើយចានេះគឺជាសើសើត្រឹមតែមួយផ្លែសោះឯងក៏ធំចានេះទៅហើយមើលទៅពិតជាដូចពូរបស់ឯងណាអីមកនេះមកមីមកបន្តិចទៅមើលសិលុងឯងនឹងលេងឈិនស្គាល់គ្នាមែនទេពួកយើងគឺជាគ្រូសាតែមួយបើអញ្ចឹងខ្ញុំនឹងលោកគ្រូពេទ្យជាងមិនរំខានទេសើសើឯងប្រាប់មីងទៅមើលតើលោកគ្រូពេទ្យជាងគេនៅលីឬអន់មីងមើលគេដូចជាមានចិត្តលើបងស្រីរបស់ឯង
អ្នកមីងមិនអាចនិយាយតែប្រាទេខ្ញុំឃើញតភ្នែកសាស្ត្រាចារ្យជាងមានមិនស្រីហើយ ពិតជាគួរឲ្យស្ដាយមីងឃើញគេនឹងបងស្រីឯងពិតជាសំគ្នាតើសំគ្នាអីប្រុសចង្រៃ បងស្រីបងមានមនោសញ្ចេតនាចំពោះគាត់ខ្លាំងយ៉ាងនេះគាត់ធ្វើបាបបងហើយ ធ្វើបាបយើងបងស្រីឯងអាចត្រូវមនុស្សប្រុសធ្វើបាបបានដែរបងមិនទម្លាប់មនុស្សដែលមានមិត្តស្រីហើយមិនចង់ចែកចាយគេទៀតបងមិនមែនព្រាននារីតាជាស្អីទៅវិញទៅចៃចង់គ្រូប៉ែជីនោះមានចិត្តចំពោះលោកគ្រូប៉ែជាងច្បាស់ណាស់មីងមើលទៅគ្រូប៉ែជាងនោះមិនដូចជាឯងនិយាយទេអ្នកមីងស្គាល់មុខស្គាល់មាត់តែមិនស្គាល់ចិនមនុស្សខ្លះគឺជាចចពាក់ស្បែកជៀមពូកែសម្ដែង បងស្រីមិនអាចនិយាយអញ្ចឹងទេមួយរយៈនេះខ្ញុំឃើញសាស្ត្រាចារ្យទូរស័ព្ទមករហូតមិនសប្បាយចិត្តថាមិនត្រូវគាត់បែកគ្នាជាមួយនឹងមិត្តស្រីរបស់គាត់ឥឡូវជាដំណាក់កាលព្យាបាលរបួសស្នេហាទៀត ដូ ផង ច្នេះលើកមុនគេមករកខ្ញុំដើម្បីព្យាបាលរបួសស្នេហាគេប៉ុណ្ណឹងចឹងស៊ីប្រុសចង្រៃគេចាត់ទុកខ្ញុំជាអ្វីទៅពេលឯកាតំណែងតំណងគ្រាន់តែកំដៅលើគេព្យាបាលរបួសស្នេហាប៉ុណ្ណឹង ម្នាក់ជាងបានតែទៅមកថ្មីជាសហការនៅក្រោមសាលាសាស្ត្រាចារ្យជាងពួកគេបែកគ្នាហើយនៅមន្ទីរពេទ្យរឿងខ្លាំងគឺមិនដឹងពិតប្រាកដមែនពិតជារឿងចម្លែកណាស់ ខ្ញុំចាំថាយ៉ាងស៊ីធ្លាប់និយាយប្រាប់ខ្ញុំថាគេកំពុងតែមានប្អូនស្រីម្នាក់កំពុងរៀនពេទ្យឈ្មោះចង្រានឯងនិយាយថាចង្រានគឺជាមិត្តស្រីរបស់យ៉ាងស៊ីចង្រានអាយុប៉ុន្មាន ទៅបញ្ចប់ការសិក្សាឆ្នាំនេះអាយុប្រហែលជាខ្ញុំយ៉ាងមិនទៅបងស្រីចាប់អារម្មណ៍គេហ៎ ឯងប្រកាសឬអន់ថាចង្រានគឺជាមិត្តស្រីរបស់យ៉ាងស៊ី ប្រកាសណាខ្ញុំឃើញតភ្នែកយ៉ាងបានហៅសាស្ត្រាចារ្យថាបងប្រុសពីរនាក់នេះស្នេហ៍ស្នាគ្នាណាមិនមែនស្នេហាអ្វីទេនៅជាមួយគ្នាច្រើនថ្ងៃបងប្រច័ណ្ឌហើយ នៅជាមួយខ្ញុំយូរយ៉ាងនេះប្រច័ណ្ឌពីបាក់ចិនសុទ្ធតែមកពីអាចមកលោកឈិននេះប្រព័ន្ធដែលមានខុសចង្រានគឺជាប្អូនស្រីរបស់យ៉ាងស៊ី ចាជាងបានជាបងស្រីសាស្ត្រាចារ្យអញ្ចឹងខ្ញុំមិនយកច្រឡំទៅលើគាត់ហើយទេ លោកឈើអាចមកឯងនេះ បងស្រីវាយខ្ញុំធ្វើអីហ្នឹង ប្រលងងយ៉ាងស៊ីឥឡូវនេះប្រកាសជាពិបាកចិត្តហើយខ្ញុំតែលងលំគេឯងសំតែវាយណាមីងខ្ញុំមានការបន្ទិញលោកឈើមកថាណាមីងបានល្អ សាស្ត្រាចារ្យគ្មានមិនស្រីមកគាត់សប្បាយចិត្តម្ល៉េះបងស្រីមិនមែនស្រឡាញ់សាស្ត្រាចារ្យជាងទេហេហ៎អញ្ចឹងបងស្រីច្បាស់ជាស្រឡាញ់គាត់ខ្លាំងហើយហ៎ចូលមកជិននាងប្រមជុកខ្ញុំ កាយមានរឿងចង់និយាយជាមួយខ្ញុំនោះអីនេះចាំមក ជិនរឿងពីមុនជាបញ្ហាខ្ញុំមិនបានចែកពីសមាជិកខ្លួនឯងបានច្បាស់ខ្ញុំមកកែតែនាងអាចទទួលបានទេដូច្នេះហើយខ្ញុំសូមបងកុំចាក់ចេញពីខ្ញុំបើសិនជាលោកធ្វើបានល្អខ្ញុំអាចពិចារណាលង ជិននាងទៅចិត្តចុះខ្ញុំមិនឲ្យនាងពិបាកចិត្តទេខ្ញុំនឹងមើលថែនាងនឹងក្បែរខ្ញុំគ្រប់ពេល លីងឈៀនក៏នៅទីនេះដែរ គ្រូប៉ែជីជិនមករកខ្ញុំដើម្បីពីគ្រូតានាងមានកិច្ចការទៅ លោកគ្រូពេទ្យជាងអ្នកជំងឺបន្ទប់405ចង់និយាយជាមួយលោករឿងព្យាបាល អូការពីគ្រូជាមួយនឹងជិនគឺវាមិនតបញ្ចប់ទេបន្តិចទៀតមករកខ្ញុំ បានអញ្ចឹងលោករវល់ចោះមិនក៏ខ្លាចគេខឹងម្ល៉េះ ហើយនេះជាមន្ទីរពេទ្យបើលើចេញទៅវាមិនល្អទេដើម្បីអូនគិតពីអនាគតពួកយើងរងទុកហើយណាជិន អូនយកពីបងរវល់ចោះអូនទៅសិនហើយអូនតែមែនតើហើយនេះទៅហើយមនុស្សប្រុសមិនចេះខន់បានហើយមិនចេះថែរក្សាពិតជាតាក់ទាញមែនទៅតែដោះស្រាយរឿងមិត្តស្រីហើយនៅម្នាក់តាមស្លាញ់មួយទៀននៅចង់ឲ្យខ្ញុំផ្ដោតសមាជិកឲ្យទៀនដែលចាំចាស់មិនបានខ្ញុំត្រូវតែរំលឹកយ៉ាងស៊ីមិនអាចឲ្យជីឈិញមានអាកាសទេយ៉ាងស៊ីបងត្រូវចាំពីសមាជិកខ្លួនឯងរក្សាគុណធម៌របស់មនុស្សប្រុសដែរឬណែខ្លាចគាត់មិនចូលមើលបាត់ទូរស័ព្ទខ្ញុំលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅបានបាត់ទូរស័ព្ទលោកគ្រូពេទ្យជាងនេះជាស្ថានភាពជំងឺបន្ទប់405លោកមើលទៅមើល រោគសញ្ញារបស់អ្នកជំងឺខ្ញុំមិនសូវច្បាស់ទេត្រូវតែមើលបន្តិចសិន បន្ទប់405ខ្ញុំទៅជាមួយលង មិនបាច់ទេខ្ញុំទៅខ្លួនឯងចុះ លីងឈៀនខ្ញុំមិនយល់ថាមនោសញ្ចេតនាអ្នកទាំងពីរអាចនៅល្អយ៉ាងនេះទេ នេះកំពុងធ្វើស្អីហ្នឹង ខ្ញុំមើលករណីអ្នកជំងឺ អូអ្នកជំងឺនេះមិនមានបញ្ហាធំអីទេគ្រាន់តែរោគធម្មតាបើថ្ងៃញ៉ាំទៅធូរហើយហេអ្នកធ្វើស្អីហ្នឹង អូជាវាយក្រុងត្រូវមកមើលការងារប្រធានរងការឲ្យខ្ញុំថតរូបការងារខ្លះផ្ញើឲ្យគាត់សុំទោសផងពេលថនភ្លេចប្រាប់លង ថ្ងៃក្រោយប្រាប់ខ្ញុំបន្តិចមក ចាខ្ញុំដឹងហើយមិនទទួលទូរស័ព្ទខ្ញុំថែមទាំងបាត់ទូរស័ព្ទទៀត
មិនមែនទេជាឈិញបានតែថាមិញចាំងស៊ីមកមិនឃើញនាងទេមិនបានខ្ញុំត្រូវតែសួរច្បាស់អញមកពីថ្មីនេះខ្ញុំយកច្រឡំលើចាំងស៊ីធ្វើហួសហេតុតែដឹងតែធ្វើឲ្យអារម្មណ៍របស់គេនឿយហត់ចំពោះតំណែងមួយនេះ ឈិនដើម្បីនាងស្អីក៏ខ្ញុំត្រូវបានដែរខ្ញុំជាមនុស្សខ្ញុំក៏អាចរស់មិនបាននៅថ្ងៃណាមួយនាងក៏ធ្វើបាបខ្ញុំទៀតបានទេ គេពិតជាប្រាជ្ញចិត្តហើយអាឡូលោកឈើអញទៅនៅឬអន់ អ្នកគ្រូជីនាងស្ដាប់យល់ទេ អរគុណហើយលោកគ្រូពេទ្យជាង មិនបាច់គួរសមទេខ្ញុំមានរឿងត្រូវដោះស្រាយ បានលោករវល់សិនចុះខ្ញុំទៅហើយ មិនបានជាទូរស័ព្ទបិណ្ឌឈិនខឹងហើយបងស្រីអាណិតមិនប្រងធ្វើរបស់បងតាមមែនដែរទេហ៎បងប្រាប់មកថាគេនៅឯណាខ្ញុំរកគេជំនួស ប៉ុន្មាននាទីមុននៅល្អជាមួយបងប៉ុន្មាននាទីក្រោយជាមួយស្រីរងការងារសើចសប្បាយប្រអក្រក់ ប្រោះអាក្រក់នោះមិនស្អីល្អទៅស្មានថាបងឆ្លៃសាស្ត្រាចារ្យចុងក្រោយនៅមិនមកពេកសង្សារចាស់លើលោកនេះមនុស្សប្រុសច្រើនណាស់បងអូននឹងណែនាំប្រឡយបង គ្មានមនុស្សប្រុសល្អទេនៅទីណាមានមនុស្សប្រុសល្អលើលោកនៅគ្មានសម្បីតែម្នាក់សត្វតែប្រុសចង្រៃ ជួយមើលគាត់បន្តិចកុំឲ្យគាត់ផឹកទៀតបងស្រីខ្ញុំឈឺពោះខ្ញុំទៅទឹកមកផ្លែបងចាំនៅទីនេះហើយកុំទៅណាណា ចាងស៊ីអាក្រក់ចាងស៊ីចំកូននិយាយថានៅជាមួយគ្នាច្បាស់ណាស់ហេតុអីពេលនេះបានជាមិនត្រូវការខ្ញុំចាងស៊ីលោកនិយាយហើយថាពួកយើងនឹងនៅជាមួយគ្នាមែនទេហេតុអីបានជាលោកមិនត្រូវការខ្ញុំហេតុអី ឈិន ចាងស៊ីហេតុអីបានជាលោកមិនតបសារខ្ញុំមិនលើកទូរស័ព្ទខ្ញុំ សុំទោសជាកំហុសរបស់បងថ្ងៃក្រោយបងឈប់ធ្វើអញ្ចឹងហើយ ហេតុអីបានជាលោកសាច់ដាក់ជាឈិងសាច់ឡើងស្រស់ទៀនលើកគេនាងទៀនលោកមិនមែនស្រឡាញ់នាងហើយទេដឹង នាងគ្រាន់តែជំរុញការងារធម្មតាមនុស្សដែលបងស្រឡាញ់គឺអូនតែម្នាក់ខ្លួនថ្ងៃក្រោយទៅបងនៅរក្សាគម្លាតជាមួយនាងចោះអូនកុំបារម្ភតឡោះទេ ខ្ញុំចង់ទៅផ្ទះ តោះត្រឡប់ទៅផ្ទះវិញតោះបងស្រីខ្ញុំអង្គុយនៅទីនេះមិនទៅមិនប្រោះនាំទៅហើយណែណានាំទៅដូចជាមិនប្រោះរបស់នាងគេនិយាយថាហេតុអីក៏មិនត្រូវការនាងបែបហ្នឹងណាគេនិយាយបែបហ្នឹងឯងចង្រៃយកប្រកាសចិត្តមិនប្រោះរបស់គាត់ហើយក្រោយមកពួកគេទាំងពីរដូចជាអោបគ្នាហើយត្រូវគ្នាវិញហើយថាម៉េចហើយលេងឈិនមនុស្សល្ងងពិតជាយើងខកចិត្តមែន លោកកុំទៅខ្ញុំមិនឲ្យលោកចាក់ចេញពីខ្ញុំទេ មកមិនចេញពីអូនទេមកទៅចាក់ទឹកឲ្យអូន មិនបាច់ទេខ្ញុំមិនស្រែងខ្ញុំឃ្លាននិយាយទៅថាបងស្រឡាញ់អូនប្រញាប់ឡើង បងស្រឡាញ់អូនឈិនមនុស្សដែលបងស្រឡាញ់គឺជាអូនតាំងពីដើមដល់ចប់មានតែអូនទេ កាញ់មកមើលទៀតហើយអូនចាំងស៊ីតែមកមើលអញ្ចឹងគួរឲ្យស្រឡាញ់អញតើបានហើយចាប់ជួយដល់អូនទៅចាំងស៊ីបងរវល់នឹងរឿងឡើងតំណែងនៅលក្ខគេទៀនមិនឲ្យគេដឹងថាបងនឹងសាច់ញាតិមករួមការងារស្រឡាញ់គ្នាពេលក្រោយពួកយើងនៅជាមួយគ្នាបានល្អចាប់ឆ្លោះគ្នាបានទេបានហើយចាប់ជូតទៅអត់តែកេងក្មេងតូចរត់ភ្លើងតូចចឹងកណាកេងឲ្យស្រួលចាំងស៊ីមកមើលគូអស្រឡាញ់រៀបត្រីសុស្ដីថ្ងៃនេះភ្លេចលេខត្រាំហើយប៉ុន្តែគ្មានបញ្ហាទេចាំងស៊ីគាត់មកទាំងថ្ងៃតែដឹងចិនឈៀនផ្ញើហើយឃ្លានដែរទេ តិចតិចផ្អែមយមិញចាំងស៊ីបងមកមើលទៀតហើយមួយរយៈនេះបងរងសម្ពាធការងារច្រើនតែដឹងថែមទាំងស្លាញ់គ្នាជាមួយអូនធ្វើឲ្យបងមិនស្រួលខ្លួនទៀត ពីមុនធ្វើឲ្យឈិនយល់ច្រឡំគឺបញ្ហារបស់បងរាល់ថ្ងៃបងគិតថាធ្វើយ៉ាងម៉េចអាចយកអូនត្រឡប់មកវិញទទួលបានការលើកលែងពីអូនដូច្នេះអាការៈមកមើលកាន់តែធ្ងន់ឲ្យអូននៅអារម្មណ៍ទៀតសុំទោសណាឈិន
និយាយអញ្ចឹងពីមុនខ្ញុំយកច្រឡំលើចាំងស៊ីហើយធ្វើសង្គ្រាមត្រជាក់ជាមួយគាត់ធ្វើឲ្យចិត្តគាត់មានបន្ទុករហូតមកអូនគាត់តែជាអ្នកសំទោសអូនជាអ្នកធ្វើឲ្យបងមកមើល មកមើលអីសិតតែគ្មានបញ្ហាអាចនៅជាមួយនឹងឈិនរហូតគឺល្អហើយ ពួកយើងនឹងនៅជាមួយគ្នារហូតត្រូវទេពួកយើងនឹងមិនបាច់គ្នាដាច់ខាត ប្រធានលីង ពួកឲ្យទៅពីកំពុងធ្វើស្អីហ្នឹងហ៎ អូអ្នកមិញទៅពិសាបាយរួញខ្ញុំត្រឹមតែផ្ទះ អូបើចាំញ៉ាំទៅ បើអញ្ចឹងខ្ញុំត្រឡប់ទៅផ្ទះហើយកុំភ្លេចការណាត់របស់ពួកយើង ហើយការណាត់អីដែរក្មេងនេះនិយាយស្អីហ្នឹងប្រធានលីងយកនេះខ្ញុំមានតរៈសុំច្បាប់បានទេបានអញ្ចឹងទៅចុះហត្ថលេខាទៅបានអរគុណហើយលោកប្រធានលីង លោកឈើបងស្រីឯងញញឹមរហូតពេលដែលគេឃើញលោកគ្រូពេទ្យជាងគេបាច់ជាមួយក្រហមវាមិនមែនស្រឡាញ់គ្នាជាមួយលោកគ្រូពេទ្យជាងទេដឹង ទេប៉ាក៏យល់ថាពួកគេមិនស្រួលដែរ ហើយចាលោកគ្រូពេទ្យជាងជាមនុស្សល្អយ៉ាងនេះមិនឲ្យឈានរំលងបានទេ មិនមែនទេឈានរបស់យើងឯងរកមនុស្សពូកែដូចជាសៀវជាងប៉ាទុកចិត្តហើយណា មនុស្សប្រុសមានអារម្មណ៍ចំពោះមនុស្សស្រីពួកយើងផ្សំគុំឲ្យពួកគេទាំងពីរទៅរឿងនេះប្រកាសជាជោគជ័យ មកស្រីទូកែបងខូចមិនកំហៅគេមកចូលទៅ ឃើញឯងរវល់យ៉ាងនេះតើឯងមានពេលជួយឲ្យយើងមកពីណេលោកឈើឯងញ៉ាំមកច្រើនបន្តិចទៅបើឯងមិនញ៉ាំមកហូបទាំងនេះច្បាស់ជាតែចាំមិនខាន បងស្រីបានហើយគ្រប់គ្រាន់ហើយវាច្រើនពេកហើយតំណែងពួកឯងទៅពីគឺល្អបានមានរហូតមកជាជាងគួរសមឲ្យឆាប់ញ៉ាំទៅ នៅចំពោះមកគ្រប់គ្នាតើគេចង់ធ្វើអីនឹង បងស្រីបងកើតអីបងកើតអីហ្នឹង មិនអីទេគ្រាន់តែសាជាប់ថ្មិញលោកឈើឯងញ៉ាំមកច្រើនបន្តិចទៅ បងស្រីហេតុអីបងចាប់ក៏លេងប្រពៃឲ្យខ្ញុំច្រើនចានេះ យើងមិនបានចាប់អារម្មណ៍ឯងចាំញ៉ាំទៅ ណាហើយចុះខ្ញុំអភ័យទៅបងសាស្ត្រាចារ្យជាងសុទ្ធតែពូរបស់ខ្ញុំចំអិនគេរសជាតិឆ្ងាញ់ណាស់បានមិនត្រូវទេបងស្រីឈិនប៉ារបស់មកវិញហើយចាប់ឲ្យធ្វើទៅប៉ាបាញ់មិញលោកដុកទ័រលីនបានហៅខ្លួនឯងថាប៉ារបស់ឈិននេះហើយជាពូរបស់ឯងទៀតដូច្នេះអ្នកទាំងពីរជាសាច់ញាតិដែរតើអ្នកទាំងអស់គ្នាជាសាច់ញាតិដែរតើហើយ តើជាប៉ាស្អីគឺបាយដុកទ័រលីនគឺជាលោកពូរបស់លោកឈើគាត់គ្មានតាក់ទងជាមួយខ្ញុំទេរឿងរបស់ខ្ញុំមិនទាន់ប្រាប់ចាំងស៊ីច្បាស់ឡើយបើសិនជាគេដឹងថាប៉ារបស់ខ្ញុំគឺជាថ្នាក់លើរបស់គេហើយបំភ័យគេរត់បាត់នោះតើខ្ញុំត្រូវធ្វើយ៉ាងម៉េច ត្រូវហើយខ្ញុំគឺជាប៉ារបស់គេមានពេលខ្លះខ្ញុំនិយាយរៀងបន្តិចបាញ់មិញនេះអាចជាច្រឡំសៀលោកបានទទួលស្គាល់ទៅហើយហេតុអីឈិននៅមានតំណែងពួកយើងចំពោះមុខស៊ីជាងទៀតនោះប៉ុន្តែពីមុនខ្ញុំបានលើឈិនហៅលោកថាលោកពូទៅតែកន្លងទៅប្រហែលថ្ងៃសោះមិនបានជាបដូរទៅបាយនេះអញ្ចឹង ដោយសារតែលោកគ្រូប៉ែតលីនគឺជាលោកពូរបស់លោកឈើខ្ញុំខ្លាចថាបើខ្ញុំហៅគាត់ថាជាលោកពូដែរវាដូចជាមិនស័យសម ឈិនកុំទៅទាល់អីហៅប៉ាទៅក៏បានដែរហៅពូក៏បានតាមពិតទៅដោយសារតែឈិននឹងលោកឈើមិនរៀបការសោះទៅឈិនមិនអាចហៅថាលោកពូតែខ្ញុំខំតែគិតថាឈិនហើយលោកជ័យជាសាច់ញាតិគ្នា លីនឈៀននាងមកមើលអ្នកមីរបស់នាងទៀតហើយតើអាចតែថានាងយកលេខមកសួរសុខទុក្ខអ្នកជំងឺតើដើម្បីលួចមកបង្ហាញមុខចំពោះអតីតមិត្តប្រុសនោះនាងក៏ថាខ្ញុំដូចជានាងមែនទេពិតជាមកក្រាស់មែនខ្ញុំដាក់ពៀននាងគោរពខ្លួនឯងបន្តិចទៅកុំស្រមៃចង់តោងយករបស់ដើមមិនមែនជារបស់ខ្លួនគុំតែមានថ្ងៃណាមួយជាងស៊ីខ្លាចជារបស់យើងតែជាអ្នកណាគេឯងគឺជាសហការដែលតែងតែនៅក្បែរខ្លួនចាំងស៊ីរហូតមកនោះឯងហ៊ានចាស់ទៅដៃយើង ឲ្យខ្ញុំសុំទៅផងខ្ញុំមិនមានបំណងទេមិននេះខ្ញុំរត់បញ្ញាពេញទៅចំពោះជើងដូចចាស់ទៅលើនាងបាត់នេះទៅតិចទេតើបងមិនកាត់អីទេមែនទេនាងគឺជាប្អូនស្រីរបស់ចាំងស៊ីរឿងនេះនឹងមិនអាចចាប់ត្រឹមនេះទេអេចាត់ធ្វើអីនឹងស្រីថោទៀបលិនឈៀនអីយ៉ាអ្នកគ្រូប៉ាត់ជីងមិនបានជាអ្នកគ្រូប៉ាត់ដីលើដីអញ្ចឹងនៅលើដីមានបាត់ត្រីច្រើនណាស់អ្នកគ្រូចង់ងើបឡើងមកស្រីថោទៀមតែមានចិត្តណាមែនទេអ្នកគ្រូប៉ាត់ជីងមិនបានជាអ្នកគ្រូចាក់អាហារអ្នកជំងឺចាស់អញ្ចឹងហើយអ្នកធ្វើឲ្យខ្លួនឯងដេញនៅលើដីបែបនេះទៀតតែអ្នកគ្រូចង់ចាប់ប្រកាន់ខ្ញុំថាខ្ញុំជាអ្នកច្រានអ្នកគ្រូមែនទេលៀនឈៀននាងចង់បង្កាច់មកខុសខ្ញុំអូព្រះអើយសូមតែខ្ញុំខំរងមកជាង10ម៉ោងណាមីរបស់ខ្ញុំក៏មិនទាន់បានហូបសំបីមួយម៉ាន់តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅអ្នកណាឲ្យនាងមករករឿងខ្ញុំមុននោះនាងជាធម្មតាអ្នកគ្រូប៉ាត់ជីងសុភាពស្លុតប៉ុណ្ណាគាត់មិននឹងឲ្យមានចេតនាចាក់អាហារអ្នកជំងឺចោលទៅហើយចាអ្នកគ្រូប៉ាត់ជីងទោះជាអ្នកគ្រូស្អប់សាច់ញាតិរបស់អ្នកជំងឺយ៉ាងណាក៏អ្នកគ្រូមិនត្រូវចាក់អាហារអ្នកជំងឺចោលអញ្ចឹងដែរប៉ុន្តែគ្រូពេទ្យម្នាក់នោះក៏និយាយអញ្ចឹងដែរខ្ញុំដឹងអ្នកទាំងពីរសុទ្ធតែចាប់ចិត្តលើលោកគ្រូប៉ាត់ជីងប៉ុន្តែលោកគ្រូប៉ាត់ជីងបានចាប់ចិត្តមកលើខ្ញុំទៅហើយឥឡូវនេះអ្នកទាំងពីរបានរួមដៃគ្នាយកសុំនោះមកចាក់លើខ្ញុំហើយនៅបានច្រានខ្ញុំឲ្យដួលទៀនឥឡូវនេះនៅចាប់ប្រកាន់មកលើខ្ញុំទៀនបានអ្នកនិយាយថាលោកគ្រូប៉ាត់បានចាប់ចិត្តមកលើនាងអញ្ចឹងខ្ញុំទៅហៅលោកគ្រូប៉ាត់ជីងមកសួរតែផ្ទាល់
ខ្ញុំនៅលោកគ្រូប៉ាជាងគ្រាន់តែជាមិត្តភក្តិធម្មតាប៉ុណ្ណោះសូមអ្នកគ្រប់គ្នាកុំយកច្រឡំអីខ្ញុំស្រាប់តែនឹកឃើញថាខ្ញុំរបបបន្តិចអញ្ចឹងខ្ញុំសុំតែមុនហើយកុំតាន់ទៅអីអ្នកគ្រូប៉ាជាងលោកគ្រូប៉ាជាងនឹងមិនតាន់មកផងតានាងចាប់ប្រញាប់តានាងលៀនជៀនស្រីថោកទៀមខ្ញុំនឹងមិនដល់លេងនេះចដាច់ខាងបងថ្លៃ ឈប់ចាក់ជាពេលវេលារបស់អ្នកទាំងពីរទៀតទៅពីមុនខ្ញុំគិតថាបងស្រីគាត់ចូលចិត្តសាស្ត្រាចារ្យជាងតែតាមពិតទៅគាត់មិនដែលភ្លេចពីមិត្តប្រុសរបស់គាត់ឡើយតែពីប្រហែលថ្ងៃមុនគាត់បានទៅផឹកស្វឹងឲ្យបានទៀតផងស្អីគេជិនដើម្បីប្រុសថោកទៀតនោះចេះតែស៊ីផឹកឲ្យបើមែនហើយប្រហែលថ្ងៃនេះខ្ញុំមើលទៅមុខបងស្រីស្រស់ស្រាយណាស់គាត់ប្រកាសជាត្រូវគ្នាវិញហើយលោកពូមើលទៅយប់នេះគាត់នៅមកខ្ញុំត្រឡប់ទៅផ្ទះទៀតទេជិនមិនអាចនៅជាមួយប្រុសថោកទៀតនោះទេថ្ងៃនេះនាងច្បាស់ជាត្រូវគេធ្វើបាបទៀតហើយលោកពូហេតុអីក៏មិនទៅផ្ទះគាត់ដើម្បីជួយអតីតមិត្តប្រុសទៅហើយលងឲ្យបងស្រីបែកគ្នាជាមួយគាត់តែម្ដងទៅក្រោយពេលដែលជិនបែកគ្នាជាមួយប្រុសថោកទៀតនោះពូនឹងណែនាំឲ្យស៊ីជាងភ្លាមដល់លោកពូចាំបានប្រហែលថ្ងៃមុនបងស្រីនិយាយថាគាត់ញ៉ាំស៊ុបដែលលោកពូធ្វើដោយផ្ទាល់ដៃបានមិនចឹងទេពូទៅធ្វើស៊ុបឲ្យគាត់ញ៉ាំម្ដងទៅដល់ពេលនោះអាចជប់សង្សារចាស់របស់គាត់ហើយតើនាងជាអ្នកឃ្លានឬឯងជាអ្នកឃ្លានឲ្យប្រកាសទៅខ្ញុំជាអ្នកឃ្លានជិន លោកឆៃយប់នេះគេមិនត្រឡប់មកវិញទេពេលនៅយូរណាស់ បងត្រឡប់វិញបានទៀតហើយបងស្រីជិនបាទត្រឡប់មកវិញហើយបើទ្វារទៅតើមានរស័យនឹងឯងមានសោតដែរទេមានជិនបងស្រីជិនបាទត្រឡប់មកវិញហើយឆាប់បើទ្វារទៅលោកប៉ាឆាប់បើទ្វារទៅណែឆាប់បើទៅងៀបឡើងមកចាប់ហើយពួកគាត់ត្រឡប់មកវិញហើយណែមិនបានទេបើចោះទៅគាត់ច្បាស់ជាឃើញមិនទេមកឈ្មោះថាទេដឹងត្រង់នេះមកឆាប់ទៅបើទ្វារអាក្រៃត្រឡប់មកវិញហើយបងស្រីមិនបានជាបងអង្គុយលើខ្នើយចឹងសឡងរឹងពេងតែបានជាបងក្របខ្នើយអង្គុយទេជិនឯងនៅផ្ទះតែម្នាក់ឯងទេខ្ញុំប្រកាសជានៅតែម្នាក់ឯងមិនតែទាំងពីរធ្វើការឲ្យតែមានអ្នកណាទៀតទេបើឲ្យពួកគាត់ចាប់បានរូបភាពខ្ញុំនៅជាមួយនឹងចាំងស៊ីចិត្តដូចកញ្ចក់របស់ចាំងស៊ីនោះច្បាស់ជាមិនអាចទ្រាំទ្រនឹងសម្ពាធនេះបានឡើយតាប្រថោកទៀតរត់សង្សារចាស់របស់ឯងនោះណាទៅបើគេមកទៀតប៉ាម្ដងលេងទេគាត់មិនដោះលេងទេហីអីយ៉ាជាសម្លេងស្អីគេហ្នឹងគឺសម្លេងចេញពីបន្ទប់បងស្រីអញចាំធ្វើអីបងស្រីនៅក្នុងបន្ទប់បងមានសាកណ្ដុលចាប់ខ្ញុំឡើងទៅជួយចាប់ឲ្យណែជិនឲ្យមិនចាំឲ្យខ្វល់ទេនេះជារឿងរបស់មនុស្សប្រុសសាកណ្ដុលចង្រៃយើងមើលតើឯងមានមុខមាត់យ៉ាងម៉េចទៅកំបាំងសាស្ត្រាចារ្យជាងសិវជាងមកឲ្យនៅទីនេះតើលោកជាសង្សារចាស់ដែលសាវ៉ានោះតើមែនទេឯងនិយាយពីអីហ្នឹងយើងនៅលោកគ្រូប៉ាជាងគ្រាន់តែជាមិត្តរួមសាកលវិទ្យាល័យប៉ុណ្ណោះតើទេមិត្តសាកលវិទ្យាល័យនឹងគ្នាមកលាក់ខ្លួនក្នុងបន្ទប់ខោរបស់បងបែបនេះបងស្រីបងចាត់ទុកខ្ញុំជាមនុស្សល្ងងមែនទេលោកចារឿងមួយនេះជាកំហុសខ្ញុំគួរតែទៅខោរបស់យើងវាខូចហើយគេបានជាមកជួយឲ្យយើងថាវាយ៉ាងម៉េចយើងខ្លាចថាឯងយល់ច្រឡំតែជាមិនបាននិយាយទេឲ្យខ្ញុំសុំទៅផងឲ្យតែសង្សារចាស់របស់បងលេរញ៉ៃនឹងបងទៀតគឺល្អហើយបើខ្ញុំបានឃើញខ្ញុំទៅជាម្ដងហើយប៉ែខ្ញុំដូចជាឃ្លានពួកយើងនឹងគ្នាចុះញ៉ាំទេតើបងថ្លៃខ្ញុំដឹងថាបងនិងបងប្រុសរបស់ខ្ញុំធ្លាប់ស្រឡាញ់គ្នាកាលពីមុនជីវ័នលោកគ្រូពេទ្យជាងបាញ់មិននិយាយថាបងស្រីរបស់ខ្ញុំហើយសាស្ត្រាចារ្យកាលពីមុនត្រូវជាសិស្សគ្នាលឿនឈៀនកាលពីមុននេះជាសិស្សរួមសាលាវិទ្យាល័យជាមួយខ្ញុំជីវ័នឯងកុំចេះតែនិយាយពេកណាខ្ញុំគិតថាពីមុនលោកគ្រូនិងបងស្រីខ្ញុំធ្លាប់ស្រឡាញ់គ្នាតាមិនងាយទៅគ្មានរឿងនេះទេបងស្រីពេលក្រោយឯងមិនត្រូវឲ្យអ្នកដទៃថាបងថ្លៃបែបនេះដល់ងាយៗឡើយបើសិនជាជួបមនុស្សចិត្តមិនស្មើឯងដឹងទេថាតើវាអាម៉េចយ៉ាងណាមែនហើយនាងមិនងាយទៅឲ្យតែឃើញស្រីស្អាតនៅតាមផ្លូវហើយនឹងចេះតែចាប់គេហើយបងថ្លៃបែបហ្នឹងហើយសាស្ត្រាចារ្យជាងតើលោកមានមិត្តស្រីដែលលោកចូលចិត្តហើយនៅខ្ញុំគ្មានមិត្តស្រីទេតែខ្ញុំមានមនុស្សដែលខ្ញុំចូលចិត្តអាប្រសាវ៉ាំងរឿងអីក៏បានកាត់ឡើងហើយនៅមិនទទួលស្គាល់ខ្ញុំជាមិត្តស្រីលោកទៀនតើលោកចង់ទៅកំណែនេះឲ្យអ្នកណាហើយអញ្ចឹងគួរឲ្យស្ដាយណាស់តាមឡៃខ្ញុំគិតថាសាស្ត្រាចារ្យខ្ញុំជូនពរលោកជាមួយមនុស្សដែលលោកស្រឡាញ់ឲ្យស្រឡាញ់គ្នាយើងអរគុណឯងហើយត្រូវហើយសិលោកខែក្រោយឯងត្រូវប្រឡងបញ្ចប់ការចុះហាត់ការងារចុះណាមួយយ៉ាងនេះឯងហត់បន្តិចហើយឯងត្រូវនៅទីពេទ្យខិតខំរៀនបានច្រើនតិចទៅណាបាទឈិនឲ្យតែអាចនៅជាមួយអូនបែបនេះរហូតទ
ទោះជាបងត្រូវធ្វើជាមនុស្សលួចលាក់របស់អូនក៏បងសុខចិត្តដែរ ជាក់ស្ដែងគឺបងតែដែលមិនព្រមប្រកាសពីតំណែងពួកយើងនោះហើយបានជាបងនិយាយមកហាក់ដូចជាបន្តអូនទៅវិញ ស៊ីលោកជាសិស្សរបស់បងហើយពួករបស់គេគឺជាថ្នាក់លើដែលមានគុណចំពោះបងទៀតបងធ្វើបាននេះមិនត្រូវណាស់ទៅហើយបងធ្វើមិនអាចប្រកាសពីទំនាក់ទំនងពួកយើងនៅចំពោះមុខគាត់ទៅ គេពិតជានៅទៅតលើការតាក់ទងជាមួយនឹងសាច់ញាតិរបស់សិស្សគេពិតមែនសំណាងហើយដែលខ្ញុំមិនបានប្រាប់គេពីរឿងប៉ារបស់ខ្ញុំជាប្រធានមន្ត្រីពេទ្យនោះបើគេដឹងច្បាស់ខ្ញុំមិនហ៊ានតាក់ទងជាមួយខ្ញុំឡើយអាយ៉ាបានហើយអូនដឹងថាបងកំពុងដំណែងអនុប្រធានមន្ត្រីពេទ្យចាំពេលរឿងគ្រប់យ៉ាងដល់ក៏ដែរពួកយើងនឹងប្រកាសទំនាក់ទំនងមួយនេះតើល្អឬអន់ អូនព្រមប្រកាសពីទំនាក់ទំនងរបស់ពួកយើង ពិតមែនអូនបានវាមកដល់មិនងាយស្រួលទេរឿងមួយនេះវាសំខាន់ណាស់តែក៏ត្រូវមើលលើចិត្តបងថាបងអាចឆ្លងបានឬអន់ ឲ្យតែអាចនៅជាមួយនឹងអូនបងមិនខ្វល់ពីការងារឬក៏គេឈ្មោះអ្វីទេប៉ុន្តែបងខ្លាចពួកគេខឹងហើយធ្វើបាបអូននឹងណាបងខ្លាចបែបហ្នឹង បងមិនខ្លាចផងតែអូនខ្លាចអីទៅ បានចាំពេលដែលរឿងត្រូវបញ្ចប់ហើយពួកយើងនឹងប្រកាសគេគ្រប់គ្នាបានដឹងឈិនមិនបានជាបងមិនតរៀបចំខ្លួនអញ្ចឹងប្រយ័ត្នតែធ្វើការយឺតណា បើបងអាចអបអូនបែបនេះពេញមួយថ្ងៃទៅធ្វើការយឺតកំណៃដែរ បានហើយប្រញាប់ទៅមន្ទីរពេទ្យទៅបន្តិចទៀតអូនក៏ទៅមន្ទីរពេទ្យមិនមិញដែរពួកយើងទៅជាមួយគ្នាទៅ អាឡូបានការវាអាកាសនោះរៀបចំសិនទៅកន្លះម៉ោងទៀតខ្ញុំត្រឡប់ហើយណែតើអូនកាសែនឈិន មិនអីទេអូនគ្រាន់តែត្រូវដៃបន្តិច លើកហើយអូនត្រូវប្រយ័ត្នបន្តិច អូនដឹងហើយលោកគ្រូពេទ្យជាងបងជឿនអូនត្រឹមនេះទៅចោះខាងមុខជាមន្ទីរពេទ្យអត់ត្រូវគេមកខំមិនល្អឡើយលោកគ្រូពេទ្យជាងលោកមិនខ្លាចតែគេមកឃើញទេអី ខ្លាចតែបងមិនដាច់ចិត្តពីអូនទេ ថ្ងៃនេះម៉ោង 12ពួកយើងទៅញ៉ាំអាហារនៅហាងអឺរ៉ុបជាមួយគ្នាទៅ បាន លោកគ្រូពេទ្យជាងលោកមិនខ្លាចតែគេមកឃើញទេអី ខ្លាចតែបងមិនដាច់ចិត្តពីអូនទេ ថ្ងៃនេះម៉ោង 12ពួកយើងទៅញ៉ាំអាហារនៅហាងអឺរ៉ុបជាមួយគ្នាទៅ បាន អ្នកមីងនេះគឺជាផ្លែឈើដែលខ្ញុំបានទិញកាលពីព្រឹកមិញវាស្រស់ៗល្អណាស់ចាំញ៉ាំទៅគ្រាន់តែឃើញក៏ដឹងថាឆ្ងាញ់ដែរឈិនរបស់មីងពិតជាពូកែយកចិត្តមែនបើឯងអាចរកបានមិត្តប្រុសម្នាក់ដែលគេចេះស្រឡាញ់ថ្នាក់ថ្នមឯងនោះមីងគឺទុកចិត្តហើយត្រូវហើយអ្នកមីងមានបងប្អូនស្រីម្នាក់អាយុរបស់គេប្រហាក់ប្រហែលនឹងឯងដែរបើមិនអញ្ចឹងថ្ងៃណាមួយចាំអ្នកមីងណែនាំឲ្យពួកឯងស្គាល់គ្នាចុះមិនបាច់ទេអ្នកមីងឥឡូវនេះខ្ញុំមិនទាន់ប្រញាប់នៅឡើយអ្នកមីងកុំបារម្ភច្រើនពេកអីឯងនេះនៅលេងមិនទាន់អត់ចិត្តទៀនហើយយ៉ាលោកគ្រូពេទ្យជាងមកដល់ហើយ យកថ្នាំនេះទៅលាបតាពីមេរោគសិនទៅ របស់តោះយ៉ាងនេះតើបន្តិចគឺជាហើយ ឆាប់យកវាទៅលាបទៅបើសិនជាវាផ្ទុះឡើងក៏យ៉ាងម៉េច អូខ្ញុំអាចធ្វើได้ខ្លួនឯងបានលោកស្រីសឹងសុខភាពលោកស្រីអត់អីទៀតហើយលោកស្រីអាចចេញពីមន្ទីរពេទ្យបានថាម៉េចលឿនយ៉ាងនេះហើយយ៉ាអ្នកគ្រូពេទ្យជីងមិនអញ្ចឹងអ្នកគ្រូជួយពិនិត្យមើលខ្ញុំម្ដងទៀតទៅប៉ុន្មានថ្ងៃនេះខ្ញុំចេះតែថប់ដង្ហើមខាងមន្ទីរពេទ្យពិនិត្យរួចអស់ហើយសុខភាពរបស់លោកស្រីគឺល្អណាស់លឺស៊ីលោកនិយាយថាគ្រូពេទ្យជីងនេះមិនទាន់មានសង្សារនៅឡើយមើលគេធ្វើចំពោះឈានដូចជាមិនធម្មតាគ្មើលប្រសាឆ្នាំយ៉ាងនេះខ្ញុំមិនអាចឲ្យខកខានបានទេខ្ញុំត្រូវតែបង្កើតឱកាសពួកគេជួបមុខគ្នាឲ្យបានហើយយ៉ាក្បាលរបស់ខ្ញុំឈឺខ្លាំងណាស់អូយដើមទ្រូងរបស់ខ្ញុំក៏ឈឺខ្លាំងដែរខ្ញុំប៉ុន្មានថ្ងៃនេះដូចជាថប់ដង្ហើមដកដង្ហើមមិនចង់រួចទេខ្ញុំច្បាស់ជានៅមិនទាន់ជាសះស្បើយនៅឡើយលោកគ្រូពេទ្យជាងឲ្យខ្ញុំនៅពិនិត្យតាមដានទីនេះប៉ុន្មានថ្ងៃទៀតទៅការពិនិត្យឡើងវិញគឺជាការខ្ជះខ្ជាយធនធានវិទ្យាសាស្ត្រអ្នកមីងរបស់ខ្ញុំក៏មិនស្រួលខ្លួនគាត់ចង់ពិនិត្យឡើងវិញម្ដងទៀតគឺជាការខ្ជះខ្ជាយធនធានវិទ្យាសាស្ត្រអ្នកគ្រូពេទ្យជាពិតជាពូកែនិយាយមែន គ្រូពេទ្យជីងបើលោកស្រីសឹងគាត់និយាយថាគាត់មិនទាន់ស្រួលខ្លួនទៅហើយយើងត្រូវប្រកាន់ខ្ជាប់នៅគោលការណ៍សុខភាពរបស់អ្នកជំងឺទុកគាត់ពិនិត្យតាមដានប្រហែលថ្ងៃទៀតទៅ បាន បងស្រីអ្នកមីងមើលថាខ្ញុំយករបស់ឆ្ងាញ់អីឲ្យអ្នកទាំងពីរនេះហ៎សាស្ត្រាចារ្យជាងអ្នកគ្រូពេទ្យជីងខ្ញុំមិនដឹងថាអ្នកទាំងពីរនៅទីនេះដែរខ្ញុំមិនបានទិញចំណាយអ្នកទាំងពីរមកទេមិនអីទេព្រោះថ្ងៃត្រង់នេះគឺខ្ញុំមានណាត់ណា ថ្ងៃត្រង់នេះខ្ញុំក៏មានណាត់ដែរ តើអ្នកទាំងពីរណាតែញ៉ាំអីជាមួយគ្នាមិនដែរទេមិនមែនទេខ្ញុំបានណាត់ជាមួយអ្នកផ្សេងទៀតហើយបាននេះទេហីបងស្រីខ្ញុំបានទិញបបរត្រីដែលបងចូលចិត្តញ៉ាំខ្ញុំញ៉ាំជាមួយបងមកអ្នកមីងខ្ញុំបានទិញមីសាក្រាមដែលអ្នកមីងចូលចិត្តមកដែរឆាប់ អរ ញ៉ាំ គុណឯងហើយលោកឈើយើងមិនឃ្លានទេឯងញ៉ាំរបស់យើងដែរទៅ ថ្ងៃត្រង់ទៅហើយបងមិននឹងឯងមិនឃ្លានទៅបងជំនួសល្មមញ៉ាំយ៉ាងនេះបងស្រីបងក៏មានណាត់ដែរមែនទេ យើងមានណាត់ឯណាទៅយើងស្អីឯងមើលឥឡូវនេះ សាស្ត្រាចារ្យជាងអ្នកគ្រូពេទ្យជីងអ្នកទាំងពីរថ្ងៃត្រង់នេះមិនមានណាត់ទេហីតើអ្នកទាំងពីរនៅចូលទីនេះធ្វើអីទៀតទៅខ្ញុំទៅហើយ អញ្ចឹងអ្នកគ្រប់គ្នាញ៉ាំតាមសម្រួលចុះខ្ញុំចេញទៅសិនហើយ ហើយឲ្យតែខ្ញុំឃើញសាស្ត្រាចារ្យជាងមិនក៏ចម្លែកបែបនេះណោះ ដោយសារតែឯងធ្វើឲ្យខូចផានការអស់រលីង ម៉ោង 12 កន្លះទៅហើយហេតុអីនាងនៅតែបន្តមកទៀតអញ្ចឹងណោះតើអាចទេលោកឈើគេចាប់នាងជាប់ដល់នាងមកនោះ លោកគ្រូពេទ្យជាងចៃដន្យយ៉ាងនេះលោកក៏មកញ៉ាំអាហារនៅទីនេះដែរ អ្នកគ្រូពេទ្យបើតាមខ្ញុំចាំមិនខុសទេថ្ងៃនេះក្រែងអ្នកគ្រូមានណាត់ដែរត្រូវដែរទេ អូ
អ្នកដែលខ្ញុំបានណាត់គេមិនបានមកទេលោកគ្រូពេទ្យជាងចុះលោកវិញអ្នកដែលលោកបានណាត់មិនមកដែរមែនទេ អ្នកគ្រូពេទ្យជីអ្នកដែលខ្ញុំបានណាត់នោះគឺចិត្តបរាល់ហើយនាងចូលចិត្តភាពស្ងៀមស្ងាត់នាងប្រហែលជាអាចនឹងទៅទាល់ អឺបានអញ្ចឹងខ្ញុំមិនរំខានពួកលោកទេមិនបានជាអ្នកទីនេះអញ្ចឹង បានជួបគ្នាដល់ចៃដន្យក៏និយាយគ្នាបន្តិចទៅនេះស្តេកដែលអូនចូលចិត្ត អូនញ៉ាំមិនចូលទៀតទេ ហឹម ឆ្ងាញ់ណាស់ អត់តែដល់ម៉ោង6ខ្ញុំមិនចង់បានដល់ផ្ទះភ្ញៀវមិនទៅសាស្ត្រាចារ្យជាងមិនថាការងារខ្ញុំទៀតទេ លោកគ្រូពេទ្យជាងខ្ញុំមិនស្រួលខ្លួនទេខ្ញុំបានងត់ទឹករួចរាល់ដៃនៅលើក្រែចាំលោកគ្រូពេទ្យជាងមកជួយពិនិត្យជំងឺខ្ញុំហើយ បានមកដល់នេះផងហើយសុលូហើយចាំតិចសិនណាសាស្ត្រាចារ្យជាងនេះដល់ពេលខ្ញុំចេញពីធ្វើការហើយបើលោកមានការអីចាំនិយាយថ្ងៃស្អែកចុះណានៅថ្ងៃស្អែកមានសិស្សចូលកម្មសិក្សានៅមន្ទីរពេទ្យរបស់យើងអញ្ចឹងហើយទៅពិនិត្យឯកសារមួយឆ្នាំចុងក្រោយនេះទេឲ្យដឹងថាអែមតើទៀតគឺ3ឆ្នាំចុងក្រោយនេះណាព្រោះឯថ្ងៃស្អែកច្បាស់ជាមានសិស្សមានចំណាត់ច្រើនជាងខាងទីតែកុំបារម្ភអីកុំភ័យនេះខ្ញុំឲ្យឯងទៅវិញយប់ហើយមានប្រាប់ថែមមកទៀតផង3ឆ្នាំចុងក្រោយហើយឲ្យខ្ញុំនេះមើលតែមកយប់ហ្នឹងទេហើយអញ្ចឹងមិនមានបញ្ហាអីមែនទេសាស្ត្រាចារ្យជាងមន្ទីរពេទ្យយើង1ឆ្នាំអ្នកជំងឺចូលរាប់សែនអ្នកណានេះ3ឆ្នាំសាស្ត្រាចារ្យគិតថាមិនច្រើនពេកទេអីអាចប្រព័ន្ធអ្នកជំងឺច្រើននឹងបានជួយឯងយល់ពីស្ថានភាពរបស់អ្នកជំងឺហើយក្នុងពេលនេះឯងនៅជាក្មេងហាត់ការនៅឡើយទេពេលចប់នៅសរសេររបាយការណ៍ទីឯងនៅក្មេងណាគូប្រាប់ពេលមានប្រយោជន៍ហើយឯងមានអីទៀតដែរទេអស់ហើយដល់ស្រាប់គាត់របស់ខ្ញុំសិលអរខ្ញុំទៅអត់ណាបានហើយខ្ញុំមិននឹងខែការសិក្សាបាយទេអាយ៉ាប្រព័ន្ធអ្នកជំងឺដល់ទៅ3ឆ្នាំអត់ខ្ញុំនេះមើលចាប់ក្នុងពេលមួយយប់ចឹងអីសាស្ត្រាចារ្យជាងមួយរយៈនេះមើលទៅគួតណាដូចជាញញឹមស្រស់បោះជាងរាប់ដងខ្លាំងណាស់ណាមកមើលទៅណាពេលនេះគាត់ដូចជាប្រញាប់ទៅគុំដល់មិត្តស្រីរបស់គាត់នៅផ្ទះហើយតាមតែមើលទៅនេះណាគាត់ថាគ្មានសង្សារណាអីគាត់ចូលដល់ទូខ្លួនមួយហើយរកដល់ឋានៈដល់មិត្តស្រីគាត់ទៅហើយឯងថាគាត់សាបានមែនឯងទីខ្លួនឯងតើខ្ញុំធ្វើឲ្យប៉ះពាល់គាត់ទៅបានជាគាត់មានដាក់ការងារថែមមកខ្ញុំរហូតអញ្ចឹងមកពីគាត់បានឃើញឯងនឹងវាទៅនៅខាងពេកនឹងណោះឯងជាមួយនឹងម្នាក់ស្រីមិត្តភក្តិឯងនោះមិនដែលស្អិតគ្នាខាងណាទេមិនជិតឯងសារ pop speed នៅលើបណ្ដាញសង្គមបន្តិចទៅណាគាត់ច្បាស់ជាមិនហ៊ានតឯងទៀតទេឯងនិយាយសាច់ផងបងស្រីយកនេះខ្ញុំបានផ្ទះទីសាស្ត្រាចារ្យដាក់ការងារខ្ញុំដាក់យកទៀតឲ្យបងដល់ផ្ទះម្នាក់ក៏ពេចវាចាក់សោផងណាហើយប្រយ័ត្នជាមួយនឹងមនុស្សអត់ផងណាបងស្រីអីហ្នឹង បងត្រឡប់មកវិញហើយលោកគ្រូពេទ្យជាងថ្ងៃក្រោយអត់ចង់សម្បងកុំឲ្យលោកឆាត់ធ្វើការងារថែមម៉ោងទៀតយើងមិនអាចឲ្យតែពេលយើងចង់នៅជាមួយគ្នាហើយត្រូវឲ្យគេរងសម្ពាធបែបនេះរហូតទេ តើអូនអាណិតគេមែនទេ មិនហើយយ៉ាងណាក៏គេជាសមាជិកគ្រួសាររបស់អូន ត្រូវហើយគេទៅសមាជិកគ្រួសារបងគាត់តែចាប់លុយអូនប៉ុណ្ណោះទេត្រូវហើយគេទៅសមាជិកគ្រួសារបងគាត់តែចាប់លុយអូនប៉ុណ្ណោះទេ មិនមែនទេបងគិតថាអូនមិនចង់នៅជាមួយបងដើម្បីចំហមែនទេតែដើម្បីអនាគតរបស់បងទើបខ្ញុំបង្ខំចិត្តខ្លួនឯងតាក់ទងជាមួយបងដោយគ្មានឋានៈអ្វីទាំងអស់ ชินបងខុសហើយชินបងពិតជាដឹងថាខ្លួនខុសហើយថ្ងៃក្រោយបងមិននិយាយពីរឿងទីមកទៀតទេអូនមិនចាច់ជីវិតបងបានទេ លែងដៃទៅ ชินបងទទួលបានអូនហើយមិនគួរថ្នាក់អីលើពីនេះទេបងសម្រាប់តែមិនឯងថាមានស្នេហាលួចដាក់ជាមួយអូនបែបនេះអស់មួយជីវិតក៏មិនឲ្យអូនបែបពីបងបានដែរ ស្នេហាលួចលានៅមួយជីវិតទៀតចាំងស៊ីតាំងពីដំបូងមកបងមិនអាចចាប់ដល់ឋានៈនឹងរស់នៅជាមួយខ្ញុំតែបានចំហឡើយត្រូវទេឈិនឯងមានរឿងអីមែនទេមិនបានជាមួយទៅមិនសប្បាយចិត្តអញ្ចឹងមិនអីទេអ្នកមីងគឺមួយរយៈនេះខ្ញុំតែមិនសូវលក់ប៉ុណ្ណឹងក្មេងៗឯងនេះចូលចិត្តដាច់យប់ណាស់ដល់ពេលយូរទៅវាប្រកាសជាមិនល្អចំពោះស្មារតីឡើយខ្ញុំដឹងហើយអ្នកមីងប៉ុន្មានថ្ងៃនេះខ្ញុំនឹងឆាប់ចូលគេងឲ្យបានលឿនស្ដាប់បង្គាប់មែន បងស្រីជីវិតបងប្រុសម្នាក់នេះពេលនេះទៅការជំនួយបងហើយ អីអញចង់ធ្វើអី ប្រកាសជាដើរតួជាគូស្នេហ៍ស្អិតរមួតជាមួយខ្ញុំហើយសាស្ត្រាចារ្យនឹងឃើញហើយមិនហ៊ានឲ្យខ្ញុំខាំបងទៀតទេហើយកម្មសិក្សានោះក៏គ្មានអ្នកដែលឆ្លងពីអ្នកជំងឺកាលពីមុនដែរអញ្ចឹងការខិតខំរបស់ខ្ញុំកាលពីយប់នេះនោះគឺគ្មានប្រយោជន៍នោះទេអូខេកម្មហាត់ខ្ញុំបានជោគជ័យហើយ អញទុកចិត្តចាគេមិនបានមានស្នេហាលួចលាក់អីទេគេនឹងចាប់ឲ្យអញធ្វើការថាម៉ងទៀត បងស្រីក៏ដឹងដែរសាស្ត្រាចារ្យលេខសាយមើលមិនស្រីហើយមិនដាក់ទូខុសទៅទេ ថាម៉េចមិនក៏ខ្ញុំគិតថា background រូបភាពមួយនេះដូចជាប្រហែលម្លេះមុខមួយចំហៀងនេះក៏ខ្ញុំមានអារម្មណ៍ថាដូចជាប្រហែលដែរថាម៉េចអញនិយាយថាសាស្ត្រាចារ្យជាងមិនមានទំនួលខុសត្រូវមែនទេគេជាប្រសាវ៉ាម្នាក់ តែគឺអ្នកមីច្បាប់ច្រឡំហើយខ្ញុំនិយាយពីគ្រូពេទ្យចាងដែលនៅក្បែរនេះទេគ្រូពេទ្យចាងគឺជាគ្រូពេទ្យដែលល្អបំផុតក្នុងទីពេទ្យនេះហើយអ្នកមីច្បាប់ច្រឡំហើយគ្រូពេទ្យមកដល់ហើយបើសិនជាគាត់បានដឹងថាខ្ញុំនេះនិយាយពីរឿងតខ្លួនរបស់គាត់តាមអ្នកជំងឺនោះគាត់មិនសមសឹកខ្ញុំខាងទេ យើងគិតហើយមនុស្សឆ្នាំទៀងត្រង់ដូចជាលោកគ្រូពេទ្យជាងនេះគេមិននឹងអាចធ្វើរឿងបែបនេះចេញទៅកើនអ្នកមីងមកមនុស្សមើលតាពីសម្បកក្រៅគេមិនអាចមកចិត្តគេធ្លុះឡើយមានមនុស្សឆ្លាតពូកែទៀងត្រង់ខ្លាំងគេគ្រាន់តែជាការសម្ដែងប៉ុណ្ណឹងតែនាងស្គាល់ច្បាស់ពីលោកគ្រូពេទ្យជាងឬអន់និយាយដើមគេពីក្រៅក្នុងបែបនេះគឺជាមនុស្សពូកែទៀងត្រង់ហើយស្គាល់ច្បាស់ជាងនេះទៅទៀតខ្ញុំពិតជាបាននិយាយមកមែនបើខ្លាំងនេះក៏ប្រាប់គេតែម្ដងទៅចាំងស៊ី
គឺលោកជាមនុស្សថោកទាបបំផុតដែលមិនចេះខ្មាស់អៀនតតែសោះ គ្រូបាជាងនេះជារឿងរបស់ខ្ញុំទេសង្ឃឹមថាអ្នកផ្សេងមិនលោកដែរលិនជីមកនិយាយខ្ញុំបន្តិចបានទេនេះពីជំនឿរបស់អ្នកមីងសឹងហើយខ្ញុំក៏មានរឿងខ្លាំងនិយាយដែរ លោកគ្រូប៉ែជាងមិនមែនជាអ្នកព្យាបាលមីរបស់ខ្ញុំមានរឿងខ្លះមិនត្រូវការឲ្យលោកដែរទេឈិនលោកគ្រូប៉ែជាងគេមានបំណងល្អអន្តើឬក៏ឲ្យមិនខ្វល់ពីស្ថានភាពជំងឺមីងទេអ្នកមីងបើសុខភាពអ្នកមីងមានបញ្ហាអ្វីនោះលោកដុកទ័រលីនប្រកាសជាប្រាប់ខ្ញុំឈិននិងលោកគ្រូប៉ែជាងមិនសមមិញនេះល្អនៅឡើយហេតុអីថ្ងៃនេះបានជាពួកគេនិយាយមិនចូលគ្នាសោះអញ្ចឹងឬក៏គូសង្សារពួកគេឆ្លោះគ្នាហើយបងលៀនឈិនបងមានការយកច្រឡំអីជាមួយលោកគ្រូប៉ែជាងតែដឹងបើមិនអញ្ចឹងឲ្យលោកគ្រូប៉ែជាងបោះស្រាយប្រាប់ឲ្យច្បាស់ទៅខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយគេទេខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយគេទេ ឈិន លោកគ្រូប៉ែជាងលោកគឺជាគ្រូប៉ែខ្ញុំជាសាច់ញាតិរបស់អ្នកជំងឺថ្ងៃក្រោយសូមរំខានលោកហើយខ្ញុំថាអ្នកនាងលីនសង្ឃឹមថាលោកនឹងយល់ឬក៏ពួកគេទាំងពីរឆ្លោះគ្នាហើយចង់បែកផ្លូវគ្នាចាំបន្តិចបន្ទប់អ្នកជំងឺមួយនេះគឺជា background រូបថតដែលលោកឈើបានបង្ខំតែលីនឈៀនគឺជាមិត្តស្រីដែលលោកឈើកាន់ដៃនោះតើមានរឿងអ្វីកើតឡើងឲ្យប្រកាសទៅបងស្រីលីនឈៀនប៉ុណ្ណឹងចាអ្នកមីរបស់ខ្ញុំក៏ត្រូវការសម្រាប់បើមានរឿងអីទៀតសូមចេញទៅនិយាយនៅខាងក្រៅលោកគ្រូប៉ែជាងចាំខ្ញុំផងជាងស៊ីត្រូវហើយលីនឈៀននាងក៏មិនមែនក្មេងដែរមានមនុស្សប្រុសម្នាក់ហើយជាមួយគ្នាល្អទៅមួយថ្ងៃកុំចិត្តរត់ទឹកសម្លឹកកាពេង និយាយពីស្អីគេហ្នឹងហើយគេចម្លើយខំហ្នឹងមកចាមិនខំជាមួយពួកគេទេពួកគេនេះមិនចេះយល់ចិត្តជាមួយអ្នកដទៃទេនិយាយតាមខ្ញុំពិតជាស្អប់ជាមួយទីខ្លាំងណាស់ អីពួកអញកំពុងសឹកសៀវគ្នារឿងអីហ្នឹង ពួកខ្ញុំបាននិយាយអីទេណាមីង ឈិនអញហើយនឹងលោកគ្រូពេទ្យមានរឿងអីយកច្រឡំគ្នាមែនទេមីងមើលទៅលោកគ្រូពេទ្យជាងមិនដូចជាមនុស្សដែលអញនិយាយនោះទេណាមីងខ្ញុំនឹងគេគ្មានរឿងអ្វីយកច្រឡំឡើយហើយក៏មិនមានតំណែងអ្វីដែរ អាចទីពីមុនមកស្អីស្គាល់ស្រាយជាមួយស្តាចាជាងពេលអញចាប់ប្រាប់របស់គាត់គាត់បានពិបាកជាងអេបងស្រីស្អីនេះមានកម្មវិធីជួបជុំគ្នាណាតើលេងផ្ទះខ្មោចឯងនាំសមាជិកគ្រួសារទៅជាមួយបានណាមកកណ្ដោខ្ញុំទៅជាមួយទេ លោកគ្រូពេទ្យជាងជាកូនប្រសាដែលបងថ្លៃគាត់រត់ដោយផ្ទាល់អញ្ចឹងអត្តចរិតរបស់គេគាត់ច្បាស់ជាស្គាល់ច្បាស់ណាស់ឈិននឹងលោកគ្រូពេទ្យជាងប្រកាសជាមានការយកច្រឡំអីដែលមិនទាន់អាចដោះស្រាយបានមិនចេញឆ្លៀតឱកាសនេះត្រូវតែឲ្យឈិនដោះស្រាយឲ្យបានឈិនអារម្មណ៍របស់ឯងមិនល្អគួរតែដើរលេងចេញក្រៅទៅចូលរួមលេងកំសាន្តអីខ្លាំងទៅវាអាចជួយឲ្យធូរអារម្មណ៍បានអ្នកមីងខ្ញុំមិនចង់ទៅទេហើយយ៉ាឯងមានអារម្មណ៍មិនល្អមីងបារម្ភពីឯងណាស់ណាឥឡូវនេះមីងកំពុងតែមានជំងឺស្ដាប់តាមមីងទៅកម្មវិធីនៅថ្ងៃស្អែកឯងត្រូវតែចូលរួមជាមួយស៊ីឈើចាំស៊ីលោករកខ្ញុំធ្វើអី នាងក៏ដឹងដែរថាគេម្នាក់នោះគឺជាគ្រូរបស់ខ្ញុំនិងម្នាក់ទៀតជាសិស្សរបស់ខ្ញុំនាងអាចមើលមកខ្ញុំជាមនុស្សគ្មានធម៌មេត្តាតែនាងត្រូវចាំថាខ្ញុំមិននិយាយបង្កាច់បង្ខូចនាងបានទេ ចាំស៊ីលោកយករឿងអភិជាទាំងនោះមកនិយាយធ្វើអីខ្ញុំគ្រាន់តែចង់រស់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់ពេញចិត្តប៉ុណ្ណឹង ប៉ុន្តែពួកគេនិយាយបង្កាច់បង្ខូចពី ពួក នាង គេទាំងពីរពិតជាលាក់បាំងតំណែងប៉ុណ្ណឹងតាមពិតលេងឈៀនគឺជាមិត្តស្រីរបស់ជាងស៊ីពួកគេចង់និយាយអីនៅឃើញអីក៏តាមទៅពួកគេទៅខ្ញុំចាប់ពីទីនេះជាមួយខែហើយគ្រប់យ៉ាងក៏ប្រែប្រួលក្រែងពេលនេះលោកកំពុងតែឈរឈ្មោះធ្វើជាអនុប្រធានក៏មកតាមខ្ញុំទៀត បងស្រីសាស្ត្រាចារ្យជាងកំពុងតែតាមបងត្រូវទេបងកុំខ្លាចតែទៀតខ្ញុំទៅដល់ហើយខ្ញុំមិនអនុញ្ញាតឲ្យគេតាមបងគ្រប់ជំហានទេ សយមែនមកថ្មអីនៅពេលនេះ ឈិន យ៉ាងម៉េចនឹងលោកចង់ធ្វើអី ឈិនខ្ញុំដឹងខុសហើយកុំហៅក្បាច់យ៉ាងខ្ញុំទទួលខុសត្រូវចុះណាខ្ញុំមិនអាចរស់នៅតែគ្មាននាងទេ មិនបានអីយ៉ាងពួកគេទាំងពីរមិនទាន់ត្រូវគ្នាទៀតចាំមើលស្នាដៃខ្ញុំម្ដងកំហុសគឺជាកំហុសលោកឈរនៅទីនេះចុះក៏មកតាមទៀតនាងចង់ទៅណាគាត់តែនៅក្នុងនេះវាយប់សិនហើយខ្ញុំស្អាតខាងក្រៅបែបនេះព្រោះតែចង់ឲ្យផ្សះផ្សាគ្នាកាន់តែឆាំបងប្រុសខំឡើងកុំធ្វើឲ្យបងស្រីម្នាក់នេះខំបំណងឲ្យសោះអាឡូមុននេះបន្តិចខ្ញុំចាក់សារនៅខាងក្រៅបន្ទប់បងប្រុសនិងបងថ្លៃរបស់ខ្ញុំនៅខាងក្នុងលោកត្រូវតាមមើលឲ្យជាប់ដាក់កាមេរ៉ាពួកគេចេញមកក្រៅបានឡើយ ទៅចាត់ចុះអ្នកនាងជាង អូខេអេនេះមានទៀនស្អែកព្រឹកមក8ចាំលោកទៅចាក់សារឲ្យពួកគេចេញកុំធ្វើប្រហែលអសលទេ Nice បងស្រីនៅណាហើយនេះហើយបងស្រី អេ អូយនេះធ្វើឈួតស្អីហ្នឹង ចាំមែនគេចាក់ក្បាលហើយនេះខ្លាចទៀន អ្នកណាខ្លាចខ្មោចនោះមុននេះខ្ញុំគ្រាន់តែភ្ញាក់ទេ
តែថានាងមិនឃើញបងស្រីខ្ញុំទេ បងថ្លៃមែនទេគឺគាត់នៅខាងក្នុង នាងជាបងស្រីរបស់ចង្សៀនាងច្បាស់ជានិយាយខកយើងហើយដូច្នេះហើយខ្ញុំមិនទៅតាមផ្លូវដែលនាងនិយាយប្រាប់យើងទេ ហាមនុស្សល្ងងម្នាក់នេះតាមពិតមើលយូរទៅក៏មានចំណុចគួរឲ្យស្រឡាញ់ដែរតែ ណែធានកុំខ្លាចគេទៅបាត់ហើយ មុននេះខ្ញុំគ្រាន់តែព្យាបាលបន្តិចប៉ុណ្ណោះមិនបានចង់ប៉ះពាល់ខ្លួនលោកទេលោកកុំគិតយកច្រឡំពេកអីជាផ្លេងមិនបានជាធ្វើបាបមិនចាញ់អញ្ចឹង ទ្វីចាក់សក់ខាងក្រៅហើយបើមិនកាត់ទេ យ៉ាងម៉េចហ្នឹងអញ្ចឹងគួរធ្វើយ៉ាងម៉េចទៅលោកឆាប់ទូរស័ព្ទទៅបងប្រុសខ្ញុំឲ្យគេមកយកខ្ញុំចេញពីទីនេះភ្លាមទៅ ទូរស័ព្ទខ្ញុំអត់ថ្មណាមួយទីនេះធំលោកឈើមករងក៏វាមិនឃើញដែរកំភៃនៅទីនេះចាំសិនទៅ ខ្ញុំប្រាប់ហើយថាកុំមកចិត្តកុំមកប៉ះខ្ញុំ បើសិនមកឲ្យខ្ញុំមកចិត្តនាងទេធ្វើមិនអាចការពារនាងបានទៅ អ្នកណាចង់ឲ្យលោកមកមើលថៃ ចិននាងមិនទុកចិត្តខ្ញុំទេ ប្រកាសខ្ញុំមិនទុកចិនមិនដូចជាលោកឯងមកឃើញចិត្តនោះគ្រូពេទ្យចង្រៃនេះហេតុអីក៏រៀនរបស់គេស្អាតម្ល៉េះ ចិននាងចូលចិត្តមើលត្រូវទេបើនាងព្រមលើកលែងឲ្យខ្ញុំសន្យាថានឹងមិនធ្វើឲ្យមានកំហុសបែបនេះម្ដងទៀតទេយល់ព្រមទេហ៎ នេះជាអភិយាស្អីរបស់លោកចាំសៀខ្ញុំមិនអាចដឹងទេថាលោកពិតជាទទួលកំហុសបាត់មែននោះ នាងនិយាយទៅនាងចង់ខ្ញុំធ្វើអីទៅណាក៏បានធ្វើបានទាំងអស់ អញ្ចឹងឥឡូវទៅជួបពេទ្យវិការចរិតទៅឬអត់ និយាយទៅបើអត់មាននាងខ្ញុំប្រហែលជាទៅជួបគ្រូពេទ្យវិការចរិតហើយចិននាងលើកលែងខ្ញុំផងទៅបើអត់នាងជារបស់ខ្ញុំមិនអាចរស់ទៀតទេពួកយើងសម្រួលគ្នាទៅ មិនដឹងទេខ្ញុំតាមមើលកាយវិការលោកថាពិតជាព្រមទទួលកំហុសឬអត់ អញ្ចឹងខ្ញុំនឹងពិសាឲ្យមើលចុះណានេះជាងពីមកកន្លះពួកគេមិនតាំងចេញមកទៀតទូរស័ព្ទក៏ទេមិនចូលទៀតតើពួកគេមានបញ្ហាអីទៅណោះហើយមិនក៏ពួកគេស្ងាត់ជ្រាបបែបនេះណោះ ចាញ់ទៅដល់ដុកទ័រជាងហើយនេះ តែរួចហើយតែទូរស័ព្ទរបស់គេបាត់ លោកឆើអាយមិនឆ្ងល់ទេអីពួកគេបាត់ខ្លួនក្នុងពេលតែមួយទូរស័ព្ទក៏តែមិនចូលវាមិនដូចជាការរៀងទុកទេអី ខ្ញុំថាហាក់ប្រកាសជាមានបញ្ហាបែបនេះ ពួកគេបាត់ខ្លួនក្នុងពេលតែមួយទូរស័ព្ទក៏តែមិនចូលវាមិនដូចជាការរៀងទុកទេអី ប្រកាសជាមានបញ្ហាអីហើយដុកទ័រជាម្នាក់នោះប្រកាសជាបាត់ខ្លួនទៅជាមួយនឹងបងស្រីរបស់ខ្ញុំ ប្រកាសជាបែបហ្នឹងខ្ញុំថាហើយពួកគេមានតំណែងមិនធម្មតាចាំមើលពួកគេនឹងតែអាម៉ាស់មុងពេលការពិតលាតត្រដាំង ខ្ញុំថាដុកទ័រជាម្នាក់នេះមិនមែនជាមនុស្សល្អទេគេប្រកាសជាចាប់បងស្រីខ្ញុំទៅសំខាន់ ប៉ណ្ណឹងឡាប់ស្អីទៅបងប្រចាំគ្មានថ្ងៃធ្វើទៅមើលថោកគេអញ្ចឹងទេលោកមិនដឹងនិយាយបែបនេះដាក់គាត់ឡើង បរោះអស់ខ្មៅយកអីស្អីទៅគេល្អបាត់បងស្រីលេងជាបែបហ្នឹងនឹងមិនទទួលស្គាល់ទៀតនេះជា កុំតែនិយាយគាត់មិនមែនមនុស្សអញ្ចឹងទេអ្នកទាំងពីរដឹងថាពួកគេនៅទីណាហើយអីមុននេះមិនប្រមចាប់ពួកគេ ខ្ញុំមិនដឹងថាពួកគាត់នៅណាតែយ៉ាងហោចពួកគាត់ឆ្លងតែតងគ្នា និងបានន័យថាពួកគេទាំងពីរដឹងរឿងលិនឈៀននិងជាងសៀតែតងគ្នាហើយមិនមែនទេខ្ញុំថាបងស្រីឈៀនប្រកាសជាមានរឿងចេះច្រឡំនឹងបងប្រុសជាងហើយអញ្ចឹងហើយតើបាច់ជាពួកគាត់ឆ្លោះគ្នា នេះចាំបានន័យថាលោកដុកទ័រជាងគឺជាមនុស្សស្អាតស្អំរឿងទាំងអស់ហ្នឹងជាការច្រឡំហើយណាហើយក៏គិតថាដុកទ័រជាងនេះជាមនុស្សកែដែរតែតើបងស្រីខ្ញុំក៏ខ្ញុំឲ្យខាត់បងដែរហើយរឿងបែបនេះបើគិតទៅក៏វាមិនអីដែរពិតជាមិនអីទេមិនធ្វើខាត់អ្វីទេ ឯងមិនខឹងទេអី ខ្ញុំមិនខាត់អ្វីទៅដុកទ័រជាងម្នាក់នោះយូរក៏សនបងស្រីខ្ញុំដែរ អញ្ចឹងគេមិនបានស្រឡាញ់លិនឈៀនទេចុះទាំងពេលដែលគេតែធ្វើដាក់លិនឈៀននោះជាការយកច្រឡំឬក៏យ៉ាងម៉េចទៅ ប៉ុន្តែឥឡូវនេះយើងរកបងស្រីលេងជាមិនតាំងឃើញទេ មុននេះមិនតែងបងប្រុសជាងត្រូវសាប់ខ្ញុំហើយគាត់នឹងមកបងស្រីឈៀនត្រឡប់មកវិញព្រឹកនេះតែសន្តាគារ ថ្ងៃនេះខ្ញុំនៅចិត្តនាងមួយថ្ងៃទៅហើយមិនឃើញនាងនិយាយទូរស័ព្ទទេគឺពិតជាមិនឃើញនាងនិយាយជាមួយអ្នកណាឡើយ មុននេះនៅក្នុងផ្ទះខ្មៅយករត់តែភ័យមិនដឹងថាបងប្រុសជាងត្រូវសាប់ខ្ញុំពេលណាទៅ នាងនិយាយកុហកខ្ញុំមិនបានខ្លាចទេ អីចាត្រូវឲ្យលោកលឿងជាមនុស្សពូកែនឹងខ្លះហាត់បំផុនមិនអាចខ្លាចខ្មៅត្រូវសាប់ឲ្យលោកវិញ នាង កូនទៀមមករឹងលោកឆាប់បើគេរកខ្ញុំមិនឃើញគេច្បាស់ជាបារម្ភមានមនុស្សទេមានមនុស្សនៅខាងក្រៅទេមានមនុស្សទេ ថ្ងៃនេះខាងក្រៅប្រហែលជាយប់ហើយលោកឈើនឹងសេវានប្រហែលជាត្រឡប់ទៅវិញហើយពួកយើងសម្រាប់នៅទីនេះមកយប់ទៅ អ្នកណាឲ្យលោកអង្គុយទីនេះខាត់ចាំមិនតែងកុំចង់មកបំពេញ ជាងនឹងកំភៃអីបើនាងយល់ព្រមខ្ញុំគ្មានថ្ងៃបំពេញនាងទេ ជប់នេះខ្ញុំដៃលើក្រែលោកដៃលើកៃតែងបើលោកហ៊ានតែបាក់ខ្ញុំនឹងសម្រាប់លោកអីផ្លែនៅលើតុមានបញ្ហាអីទេដឹង ចាំខ្ញុំទៅមើលចុះ កុំចាំមកចិត្តខ្ញុំចេញទៅ ជាង ចាប់ចេញទៅ កុំខ្លាច កុំចាំមកចិត្តខ្ញុំ កុំខ្លាចនៅទីនេះហើយនាងកំភៃអីមិនបាច់ខ្លាចទេកុំខ្លាចនៅទីនេះហើយមានរឿងអីកើតឡើងទេណា ចាំងសៀខ្ញុំមិនចាំបន្តបែបនេះទៀតទេលោកឆើកុំមកបង្កបញ្ហាទីនេះដែលគ្មានហេតុផល បងស្រីគេបានមកកត់ចិត្តអ្នកមិញហើយនេះនៅមិនតច្បាស់ទៀតហីសិលោកខ្ញុំគ្រាន់តែរាក់ទាក់នឹងបារម្ភពីអ្នកជំងឺតែប៉ុណ្ណោះណាហើយអស់សំណាយណាមានអ្នកជំងឺជាច្រើននៅមន្ទីរពេទ្យយ៉ាងនេះមិនក៏មិនបារម្ភបាយជាបារម្ភអ្នកមិញខ្ញុំទៅវិញ លោកឆើខួរក្បាលរបស់ឯងមិនអាចគិតអ្វីដែលល្អបន្តិចបានទេឯងគិតថាគេធ្វើទាំងនេះគឺព្រោះតែដើម្បីឯងមែនទេ បងស្រីមិនក៏បងនិយាយការពារគេខ្ញុំបានបដិសេធជាមួយគេយ៉ាងច្បាស់ហើយនឹងចង់រំខានគ្រួសារយើងទៀតពិតជាមិនចេះខ្មាស់អៀនមែន
វិជ្ជាមនិតកូនប្រសាររបស់អនុប្រធានពេទ្យកៅព្រោះតែសិលធម៌ក្នុងខ្លួនអន់ទើបត្រូវបានទីពេទ្យដកតំណែងសាស្ត្រាចារ្យជាងលោកប្រហែលជាគិតឡើងតំណែងជាអនុប្រធានហើយលោកប្រកាសជាមិនចង់ឲ្យប្រធានទីពេទ្យដឹងពីរឿងរបស់យើងមែនទេលោកឈើគេកំពុងតែបញ្ជាក់ថាខ្ញុំជំរុញឲ្យគ្មានសិលធម៌មិនស័ក្តិសមធ្វើគំរូដល់គេបើសិនជាចង់ឡើងតំណែងអនុប្រធានទីពេទ្យកុំគិតចង់មករំខានគេទៀត មន្ទីរពេទ្យមានច្បាប់តឹងរ៉ឹងណាស់ចំពោះតំណែងរវាងគ្រូពេទ្យនិងអ្នកជំងឺលោកប៉ាគឺជាប្រធានមន្ទីរពេទ្យទាំងមូលបើគ្រូពេទ្យខ្លាចជាមនុស្សគ្មានសិលធម៌ក៏ត្រូវបានដកចេញពីតំណែងខ្ញុំនឹងមិនអាចឲ្យមនុស្សនៅក្នុងមន្ទីរពេទ្យដឹងពីតំណែងយ៉ាងឡើយពួកឯងកាត់អីនឹង លោកឈើសុំទោសរឿងមួយនេះជាកំហុសរបស់ខ្ញុំទាំងអស់ដូច្នេះ លោកគ្រូពេទ្យជាងអរគុណណាស់ដែលលោកបានមកសួរសុខទុក្ខនេះរបស់ខ្ញុំបើគ្មានការអីទៀតទេលោកអាចត្រឡប់ទៅវិញបានជីឈិញគឺមានចិត្តរលងបើសិនជាត្រូវនាងចាប់បានមិននឹងអាចខ្លាយទៅជាអនុប្រធានមន្ទីរពេទ្យបានទេឬមួយក៏លោកឈើកំពុងតែសាកសួរចម្លើយគេមិននឹងអាចខ្លាយជាបាក់ពុតរបស់ជីឈិញបានទេលោកគ្រូពេទ្យជាងលោកនិងលោកគ្រូពេទ្យលោកកំពុងធ្វើអី សិលោកចង់ឲ្យខ្ញុំប៉ះពាល់យ៉ាងមិនប្រាប់ខ្ញុំមកខ្ញុំមិនចាំលោកយកសុបរបស់លោកទៅវិញទៅ លោកឈើកុំធ្វើបែបហ្នឹងលោកគ្រូពេទ្យជាងសុំទោសសិលឹងខ្ញុំមានរឿងចង់និយាយជាមួយលោកលោកឈើរឿងដែលលោកផ្ដាច់តំណែងជាមួយនឹងលោកគ្រូពេទ្យជាងខ្ញុំមិនដឹងអស់ហើយ នាងដឹងយ៉ាងម៉េចទៅ ប្រកាសជាស្ដាប់ឮដែរទៅជារបស់ខ្ញុំ គេហ៊ានយករឿងនេះទៅនិយាយជាមួយអ្នកក្រៅតាមចេះខ្មាស់គេទេ អេរឿងនេះបាននិយាយទៅគឺជាកំហុសរបស់លោកគ្រូពេទ្យជាងគឺគេបានធ្វើឲ្យប៉ះពាល់ដល់តំណែងរវាងអ្នកទាំងពីរលីងឈៀនបានពាក់មួកបៃតងឲ្យលោកហើយលោកនៅតែយកចិត្តនាងទៀនមើលទៅគឺត្រូវតែចាប់ផ្ដើមចេញពីជាងស៊ីហើយ ខ្ញុំបានទុកគេជាគ្រូល្អម្នាក់គួរតែយកគំរូតាមតែគេបែរជាគិតមិនអាចនិយាយចេញមកបានទេគេជាមនុស្សប្រុសម្នាក់ដែលមិនចូលចិត្តខ្ញុំទៅវិញគឺជាកំហុសរបស់គេទាំងអស់ដែលបានមកផ្លាស់តំណែងរវាងគ្រូនិងសិស្សពួកយើង ខ្ញុំអាចជួយលោកបានមន្ទីរពេទ្យនៅទីក្រុងបានបញ្ជូនឈ្មោះមកហើយលោកអាចទៅលួចប្រាប់លោកប្រធានមន្ទីរពេទ្យឬមួយក៏វិជ្ជាបណ្ឌិតពីរឿងនេះពួកគេប្រកាសជាបញ្ជូនលោកគ្រូពេទ្យជាងទៅមន្ទីរពេទ្យនៅឯទីក្រុងដល់ពេលនោះខ្ញុំទៅសូមលោកប្រធានមន្ទីរពេទ្យឲ្យបញ្ជូនខ្ញុំទៅជាមួយជាងស៊ីដៃ អ្នកគ្រូពេទ្យជីខ្ញុំពិតជាចង់កម្ចាត់និងសងសឹកទៅលើសាស្ត្រាចារ្យប៉ុន្តែខ្ញុំមិនអាចឲ្យនាងមកប្រើប្រាស់ខ្ញុំបានទេខ្ញុំគិតថាខ្ញុំមិនដឹងពីអារម្មណ៍របស់នាងចំពោះសាស្ត្រាចារ្យទេ មើលទៅលោកដូចជាមិនចង់ដាក់ផ្លូវនេះទេខ្ញុំមិនជឿថាជាងស៊ីអាចប្រថុយនឹងការងារត្រូវបានមនុស្សរាប់មិនអស់ស្ដីបន្ទោសនឹងចាប់ប្រកាន់ហើយនៅតែបន្តភាពស្និទ្ធស្នាលជាមួយនឹងលីងជិននោះលោកឈើអាចឈួតមែនទេ ខ្ញុំនឹងទៅរកសាស្ត្រាចារ្យជាងនិយាយបានច្បាស់ តែខ្ញុំត្រូវនិយាយជាមួយឯងប៉ុណ្ណាដងទៀតជាងស៊ីក៏មិនមែនជាខ្ទើយទេ មិនក៏បងដឹងបងក៏មិនធ្លាប់បានសាកដែរបងស្រីបងបញ្ចេញទឹកមុខអញ្ចឹងបងនឹងសាស្ត្រាចារ្យជាង កុំនិយាយបដិបដៅបងគ្រាន់តែលើថាគេមានមិត្តស្រីមិនយល់ប៉ុន្មានគេក៏ប្រកាសជាសាធារណៈ បងស្រីបងមិនកុហកទេហ៎ ប៉ិតមែនបងក៏ហៅឯងធ្វើអីទៅឯងគឺជាបងប្រុសបង្កើតរបស់បង បើបែបនេះបង្ខំចិត្តជាបងម្ដងចុះបើសិនជាគេនៅតែធ្វើរឹកនិយាយរឿងចម្លែកដាក់ខ្ញុំទៀតខ្ញុំនឹងប្រកាសជាសាធារណៈក្នុងទីពេទ្យ បើសិនរឿងនេះនៅតែបន្តទៀតគេមិនទាន់បានប្រកាសពីតំណែងផងបែរជាត្រូវលូកឆើយកច្រឡំថាគេមានបញ្ហាចំណងផ្លូវភេទទៀតមិនបានទេខ្ញុំមិនអាចឲ្យពួកគេទាំងពីរនៅការិយាល័យតែមួយបានឡើយ ជាមិនក៏ឯងមករកប៉ាមានរឿងអីហ៎ ប៉ាលោកឆើថ្មីនេះខុសក្បាលរបស់គេប្រហែលជាមានបញ្ហាគេតែបង្ករឿងលោកគ្រូពេទ្យជាងរហូតប៉ាគួរតែបំបីពួកគេទៅកុំឲ្យនៅការិយាល័យតែមួយអី តំណែងទំនងពួកឯងទៅពីក៏ពីមុនមិនល្អទេឥឡូវជ្រុះគ្នាហើយ លោកឆើមានចំនួនខ្លួនឯងតែមួយខាងដូចជាបែបហ្នឹង សេជាងគឺជាមនុស្សទាំងរឹងនិយាយបានណាគឺម៉ាត់នឹងប៉ុន្តែគេជាគ្រូកម្មវិធីរបស់សៀវឈើសិតតែធ្វើសៀវឈើល្អមិនក៏សៀវឈើគេមិនដឹងអីអញ្ចឹងចាំប៉ាទៅនិយាយជាមួយគេចុះ អេប៉ារឿងមិនងាយស្រួលដូចជាប៉ាគេទេប៉ាមិនចាំបាច់សួរច្រើនទេស្របមកបើសិនជាប៉ាមិនបំបីពួកគេទេលោកឆើអាចនឹងនិយាយពាក្យមួយចំនួនអាចធ្វើឲ្យមន្ទីរពេទ្យអាប់អានបាន មិនអាចទេ ពាក្យប៉ុន្មានម៉ាត់នេះអាចនឹងធ្វើឲ្យប៉ាអាម៉េបើសិនជាក្នុងវិស័យវិទ្យាសាស្ត្រប្រកាសជាមិនអាចងើបក្បាលបានឡើយ ថាម៉េចនេះកូនហ៊ានធ្វើឲ្យខូចគេឈ្មោះផងហ៎មិនអាចទេមិនខ្វល់ថាពួកគេមិនចំនួនអីទេពួកគេត្រូវតែបំបីគ្នា ប៉ាពិតជាគិតដិតដល់មែន ខ្ញុំមិនអាចដឹងថាគាត់ជាអ្នកណានោះឬក៏នៅក្នុងមន្ទីរពេទ្យដែលខ្ញុំបានស្គាល់ឬក្នុងមន្ទីរពេទ្យដែលខ្ញុំបានស្គាល់មែនទេអត់ទេឯងមិនស្គាល់ទេយើងមិនមានមិនស្អីទេសាស្ត្រាចារ្យបើគ្មានការទេខ្ញុំនាំបងស្រីទៅមើលអ្នកមិញសិនទៅបងស្រីយប់នេះខ្ញុំជួយបងស្រីត្រឡប់ទៅវិញនេះដែលឡានប៉ាខ្ញុំទៅតែទិញខ្ញុំនាំបងជាសាកមើល អីចឹងលោកឆើសុកសុកជាមានអារម្មណ៍ថាមិនស្រួលខ្លួនអញចូលទៅមើលអ្នកមិញមិនចោះយើងដាក់គ្រូពេទ្យពិនិត្យមកបន្ទិញ បងស្រីការស្អីហ្នឹងចាប់ខ្ញុំជួយពិនិត្យ យើងមកខែទៅមើលពេទ្យរោគស្ត្រីអញមិននឹងអាចពិនិត្យបានទេ ចាំខ្ញុំកំដរបងស្រី អ្នកមានរបស់អញមិនក៏អញមិនទៅមើលយើងថាអញគួរតែប្រញាប់ទៅលោកគ្រូពេទ្យជាងតើលោកតំណែងឬអន់ តំណែងតា បានចឹងសូមរំខានលោកគ្រូជួយកំណត់ខ្ញុំទៅជាមួយផងទៅអើយខ្ញុំអរគុណហើយប្រញាប់ទៅ ហើយមិនបានជាខ្ញុំអារម្មណ៍ថាពួកគេទៅពីដូច ស៊ី ជា លុង បាច់ របាយការណ៍របស់អញឲ្យស៊ីជាងចុះហត្ថលេខាយកវាមកឲ្យខ្ញុំ បាទដុកទ័រកៅ អូយ យ៉ាងមិញបងចាប់សរសៃទៀតហើយទេដឹង បងឈឺស្មានណាអូសម្លាញ់ថាបន្តិចមកថាបានបាត់ឈឺហើយថាម្ដងទៀតឈិនអូស្រស់ណា មករអើដូចជាប្រេងអ្នកណាទៅ
ណែហ៎ទៅត្រង់នោះទៅមកចូលទៅសាស្ត្រាចារ្យលោកមិនមែនកំដៅបងស្រីខ្ញុំទៅពិនិត្យពេទ្យទេហ៎មិនក៏មកវិញលើម្លេះនាងអាកាសអីខ្ញុំក៏ត្រឡប់មកមុនទៅអូសម្លេងស្អីហ្នឹងអូប្រហែលជាកណ្ដុរហើយនៅមន្ទីរពេទ្យយើងមានអ្នកសម្អាតជារៀងរាល់ថ្ងៃតែមានកណ្ដុរមកពីណាទៅណែជម្រោទេទៅថាមិនត្រូវវិរុទ្ធបាត់ហើយឯមករកយើងតែមានការអីហ៎សាស្ត្រាចារ្យរបាយការណ៍ស្រាវជ្រាវនេះត្រូវឲ្យលោកចុះហត្ថលេខារបាយការណ៍របស់លោកច្រើននេះខ្ញុំបានអានរួចហើយការពិតសរសេរបានល្អណាស់គ្រាន់តែឃើញកណ្ដឹងថាម្លងពេលហាត់នេះបានយកចិត្តទុកដាក់ខ្លាំងណាស់ខ្ញុំថែមទាំងបានឃើញករណីចាស់មួយចំនួនគឺមន្ទីរពេទ្យកាលពី3ឆ្នាំមុនទៀតនេះបញ្ជាក់ថាសៀលោកគឺជាក្មេងដែលអាចប្រើអារម្មណ៍បានល្អការយល់អំពីករណីចាស់នេះក៏ដោយសារបានការបណ្ដុះបណ្ដាលពីសាស្ត្រាចារ្យដែរបើមិនអញ្ចឹងទេខ្ញុំក៏មិនអាចសរសេររបាយការណ៍ល្អយ៉ាងនេះដែរចាប់ពីថ្ងៃនេះទៅខ្ញុំព្យាយាមល្អជាងមុនដើម្បីក្លាយជាគ្រូពេទ្យដ៏ល្អម្នាក់ក្មេងនេះពិតជាគួរខ្លាចមែនខ្ញុំបានលើថាឯងមិនមកស្រីហើយបើមិនអញ្ចឹងទេខ្ញុំពិតជាណែនាំមួយស្រីឲ្យឯងហើយគ្រាន់តែប៉ុណ្្នឹងគួរខ្លាចហើយបើចឹងនៅពេលដែលខ្ញុំអាយុ24ឆ្នាំខ្ញុំបានបញ្ចប់ថ្នាក់អនុបណ្ឌិតហើយខ្ញុំនៅបានបោះពុម្ពឯកសារទៀតផងតើផ្នែកសង្គ្រោះបន្ទាន់របស់លោកនៅថ្ងៃនេះមិនរវល់ទេលោកគិតថាអ្នកគ្រប់គ្រងគ្រប់គ្នាសុទ្ធតែរវល់មែនទេអរចេញហើយខ្ញុំមិនរំខានលោកទៀតទេអញ្ចឹងសាស្ត្រាចារ្យខ្ញុំចេញទៅដែរហើយបងអូនរៀងតែនេះចំពោះមកលោកឆើធ្វើអីសាស្ត្រាចារ្យតើលោកកើតស្អីហ្នឹងមិនអីទេឯងនៅមានកាយទៀតអូគ្មានទេសៀលោកឡានពណ៌ខ្មៅដែលចតនៅចំណតឡាននោះណាលើគេនិយាយថាគឺជារបស់ឯងបកកាយដាក់ខ្លួនយ៉ាងនេះណោះជារបស់អ្នកផ្ទះទេយើងពិតជាចំណែនជាមួយគុណអ្នកមានដូចជាពួកឯងណាទាំងលុយទាំងមិត្តស្រីហើយសាស្ត្រាចារ្យជាងធ្វើការយូរយ៉ាងនេះទៅហើយសមត្ថភាពខ្លាំងដូចជាសៀលោកក៏មិនមានដែរសាស្ត្រាចារ្យសមត្ថភាពពិតជាខ្លាំងណាស់សៀលោកឯងគួរតែរៀនសូត្រពីសាស្ត្រាចារ្យជាងឲ្យបានល្អទៅណាគ្រូសាស្ត្រខ្ញុំមិនមានណាទេប៉ុន្តែចាត់ទុកថាមានលុយចាយគ្រប់គ្រាន់ប៉ុន្តែរឿងនេះនៅក្នុងទីពេទ្យរបស់យើងគ្មាននរណាអាចប្រៀបធៀបជាមួយនឹងសាស្ត្រាចារ្យជាងបានទេគ្រូសាស្ត្ររបស់គាត់គឺមានមុខជំនួយផ្ទាល់ខ្លួនមានក្រុមហ៊ុនចុះបញ្ជីទៀតផងមិនដល់ថ្នាក់នេះទេគ្រាន់តែជាក្រុមហ៊ុនតូចតាចសាស្ត្រាចារ្យជាងមិនមែនជាមនុស្សធម្មតាដូចជាពួកខ្ញុំទេហើយសិលោកកាលពីខ្ញុំខ្ញុំឃើញឯងបង្ហោះនៅក្នុងបណ្ដាញសង្គមឃើញមួយជំហានមកក៏ដឹងថាមិត្តស្រីឯងស្អាតដែរអញ្ចឹងហើយបានជាឯងស្រឡាញ់នាងយ៉ាងនេះត្រូវទេត្រូវហើយមិត្តស្រីរបស់ខ្ញុំមានស្មោះត្រង់នឹងខ្ញុំណាជាសម្លេងអីហ្នឹងខ្ញុំក៏បានលើដែរសាស្ត្រាចារ្យជាងហើយយ៉ាប្រហែលជាកណ្ដុំមកបាននោះរត់ចេញមកទៀតហើយមើលទៅសាស្ត្រាចារ្យលោកណៃទេខ្ញុំណៃទេសម្លេងបាញ់មិញខ្ញុំដូចជាលើចេញពីក្រោមតុរបស់លោកនឹងណាបើមិនបញ្ញាទេយករបាយការណ៍នេះទៅឲ្យដុកទ័រកើតទៅតែទៀតចាំខ្ញុំយកទៅសាស្ត្រាចារ្យនៅក្រោមតុរបស់លោកតើមានលក្ខមនុស្សមែនទេកុំឲ្យដុកទ័រកើតរងចាំយូរពេកអីឯងបញ្ញាទៅបាទខ្ញុំនឹងយកទៅឲ្យគាត់ឥឡូវនេះភ្លាមខ្ញុំមិនមានការទៀតខ្ញុំចេះតែសិនហើយមិញនេះមនុស្សច្រើនយ៉ាងនេះបាត់តែគេចាប់បានតែធ្វើយ៉ាងម៉េចទេបើទៅគេចាប់បាននោះអូនទម្លាក់មកទាំងនេះមកលើបងទាំងអស់ហើយនិយាយថាគឺបងជាអ្នករកអូនមកបងប្រើតែជាបែបនេះតាំងពីពេលនេះអូនគាត់តែចេញទៅហើយមិនចឹងលោកឆើច្បាស់ជាសង្ស័យគាត់មានចេតនាបង្ហាញថាគាត់មានឡានទំនើបជាច្រើនមានវ័យក្មេងមានទេពកោសល្យនៅចំពោះមុខខ្ញុំអញគឺចង់និយាយរាល់ថ្ងៃពេលដែលអញទៅធ្វើការគេតែងតែមានទឹកមុខមិនរីងនិងមានមតិអវិជ្ជមានចំពោះឯងនោះជារឿងមិនធម្មតាឡើយមិនអីទេគាត់មិនមានមតិអវិជ្ជមានចំពោះខ្ញុំទេគឺគាត់បានចាប់អារម្មណ៍លើខ្ញុំស្អីគេស្អីគេស្រីទោះជាភ្នាក់ប៉ុណ្ណាក៏មិនដល់ថ្នាក់ព្រោះទឹកដាក់ខ្ញុំចឹងដែរយើងថាឯងទៅព្យាបាលខួរក្បាលទៅចឹងស្អីគឺជាបរិបទគេមិនមែនដឹងអ្វីដែលឯងនិយាយទេបងស្រីស្ដាប់ខ្ញុំនិយាយសិនខ្ញុំពិតជាមិនបាននិយាយទេប្រាទេមកនៅថាមិនមានស្អីកន្លងទេសិលោកថ្ងៃនេះវេនជាងរបស់ឯងតែហើយសាស្ត្រាចារ្យតើលោកមានកាយអូមិនអីទេយប់នេះឯងត្រូវធ្វើរហូតដល់ម៉ោង2យប់ណាយប់ជ្រៅយ៉ាងនេះហើយឯងត្រឡប់ទៅផ្ទះវិញដែរទេអូអញ្ចឹងខ្ញុំមិនត្រឡប់ទៅវិញទេខ្ញុំនៅសម្រាប់ទីនេះក៏បានដែរហើយយប់ឡើងនៅទីនេះតិចណាស់ដូច្នេះយកភួយនេះដល់ទៅមិនមែនទេសាស្ត្រាចារ្យគាត់និយាយចំមិនថាម៉េចដូចជាហួសព្រំដែនហើយសាស្ត្រាចារ្យជាងតើលោកអត់ត្រឡប់ទៅផ្ទះទេអូទៅខ្ញុំឃើញថាឯងខិតខំប្រឹងប្រែងធ្វើការយ៉ាងនេះបានជាប្រាប់ថាឯងមិនត្រូវឆ្លោះជាមួយមិត្តស្រីឯងទេត្រូវទេបើអញ្ចឹងខ្ញុំណែនាំមិត្តស្រីម្នាក់ឲ្យឯងចោលទេអ្នកដែលខ្ញុំចូលចិត្តគឺជាសិស្សមិនចាំបាច់សាស្ត្រាចារ្យជាងខ្ញុំស្រឡាញ់មិត្តស្រីរបស់ខ្ញុំណាកុំណែនាំអីចុះបើមិត្តស្រីរបស់ឯងនឹងមិនស្រឡាញ់ឯងវិញតើឯងនៅតាមតង់ទៀងគេទៀតដែរទេសាស្ត្រាចារ្យជាងតើលោកចេញទៅធ្វើការដែរទេហ្នឹងហ៎បើសិនជាថ្ងៃក្រោយឯងមានវិបត្តិស្នេហាអីដូចជាឯងបែកគ្នាជាមួយនឹងមិត្តស្រីរបស់ឯង
ឯងមិនរកខ្ញុំពិភាក្សាបានយើងចាំពិភាក្សាណែលោកគ្រូពេទ្យឈិនតើថ្ងៃនេះលោកគ្រូមកជួយយើងជំនួសខ្ញុំបានទេខ្ញុំចង់ត្រឡប់ទៅផ្ទះបន្តិចព្រោះខ្ញុំមានธุរៈដោះស្រាយមើលទៅអតីតមិត្តស្រីរបស់សាស្ត្រាចារ្យបានធ្វើបាបផ្លូវចិត្តរបស់គាត់ខ្លាំងពេកហើយបងមានអារម្មណ៍ដូចខ្ញុំទេនេះគាត់កំពុងតែប្រសញ្ញាថាគាត់ចង់បានហើយ មិនមែនទេអញមិនមែនដោយសារតែឃើញចំណងជើងអត្ថបទសាធារណៈមួយក៏គិតថាគេចាំបានឯងចុះបើសិនជាឯងមើលច្រឡំ មិនអាចទេខ្ញុំមិនអាចមើលច្រឡំទេ ជាលើខ្លួនឯងពេកក៏ជាជំងឺមួយដែរឯងគួរតែទៅពីនិន វាជារឿងពិតណាខ្ញុំមិនបានកុហកទេគាត់បានបង្ហាញពីសមត្ថភាពសិក្សារបស់គាត់ជាសាធារណៈដើម្បីបង្ហាញពីភាពតាក់ទាញគាត់ហើយបន្ទាប់មកគាត់បានបង្ហាញពីរថយន្តទំនើបជាច្រើនគ្រឿងទៀតផងដើម្បីបញ្ញត្តិហិរញ្ញវត្ថុរបស់គាត់ប្រាប់ថាមិនមែនមិត្តស្រីតែនេះមិនមែនជាការคล้ายៗទេតែគាត់ប្រាប់ថាបែកគ្នាជាមួយមិត្តស្រីហើយឥឡូវនេះគាត់នៅខ្លួនមួយទៀតផង តាឬអនគេកំពុងតែចាំមកអួតហើយនឹងប្រចាំនឹង ក៏ត្រូវដែររូបរាងខ្ញុំសង្ហាយ៉ាងនេះហើយនៅឆ្នាំយ៉ាងនេះទៀតគាត់មិនគួរប្រច័ណ្ឌទេហើយរង្វង់ពុជសាសពិតជារញ៉េរញ៉ៃមែនហើយ យើងថាមិនមែនវិទ្យាសាស្ត្រមានបញ្ហាឡើយគឺខួរក្បាលរបស់ឯងមានបញ្ហា ហើយក៏តែច្បាស់ទៅរត់ពេលសាស្ត្រាចារ្យជាងគាត់ឃើញខ្ញុំគាត់តែគិតពីខ្ញុំរហូតហ៎ប្រហែលមកពីខ្ញុំសង្ហាពេកហើយបានជាគាត់អៀននឹងខ្ញុំ ឯងពិតជាសង្ហាប៉ុន្តែ ឈិនយប់នេះស៊ីលូគេធ្វើការថែម៉ោងមិនត្រឡប់ទៅផ្ទះទេតើបងគួរទៅផ្ទះអូនឬក៏បងទៅទទួលអូននៅផ្ទះរបស់បងហ៎10នាទីទៀតបងទៅហើយ លោកឆើគេកំពុងនៅផ្ទះពេលនេះគេកំពុងតែឈួនបងក៏មកអី មិនបានទេខ្ញុំត្រូវរកវិធីសាស្ត្រមួយដើម្បីវាយបកគាត់វិញបង្ហាញថាខ្ញុំជាបរិបទខ្ញុំគ្មានចំណូលចិត្តមួយនេះទេតើលោកឆើគេធ្វើឲ្យដាក់អូនមែនទេ គេមិនធ្វើអ្វីលើអូនឡើយបងគួរតែបារម្ភពីខ្លួនឯងវិញទៅល្អជាង បងស្រីបងឆាប់មកជួបខ្ញុំថតរូបឲ្យខ្ញុំបន្តិចមក ឯងចង់ធ្វើអីថតនេះលើគេ ត្រូវហើយនេះជាជំហានទី1ដែលខ្ញុំដោះស្រាយរឿងរបស់ខ្ញុំ យើងគិតថាវាគ្មានប្រយោជន៍ បងបានឃើញរូបថតដែលលោកឈើបង្ហោះហើយគេប្រហែលជាបង្ហោះដើម្បីបងមើល គេពិតជាបង្ហោះដើម្បីឲ្យបងឃើញពិតមែនខ្ញុំមិននឹងអាចប្រាប់បងថាគេបានសង្ស័យថាបងក្រាស់ទៅលើគេទេមិនមែនទេបងកុំគិតច្រើនពេកអី មិនបានជាគេទទួលបានកាដូអញ្ចឹងជាក់ស្ដែងនោះអូនដឹងថាគេកំពុងតែជេរបងទៅហើយអូននឹងចុច like គេទៀតតើអូនពិតជាចង់ឲ្យបងខ្លាចជាមិត្តប្រុសរបស់អូនឬក៏អត់ like នោះអូនគ្រាន់តែចេះតែចុចប៉ុណ្ណឹងអូននឹងទៅលុបវាចេញវិញឥឡូវនេះ មកស្រីតើបងកំពុងឆាតជាមួយនរណាគេហ្នឹងគឺអតីតមិត្តប្រុសថោកទាបរបស់បងនោះឯង កុំនិយាយប្តេកគេឡើងជាអតីតមិត្តប្រុសរបស់យើងទៀតហើយពួកយើងបានចាប់បានជាមួយគ្នាសាជាថ្មី នៅជាមួយគ្នាវិញហើយមិនព្រមប្រកាសទៀតបងតាក់ទងគេដើម្បីលីសាចឹង ពេលនេះវាមិនទាន់ដល់ពេលឯងកុំចាំមកខ្វល់ បងស្រីបងនឹងនិយាយថាសាស្ត្រាចារ្យគាត់មិនវិវ័យទៀតទេបងបញ្ញាជុលមើលកាមេរ៉ារបស់គាត់ទៅ1បង្កើតបាន2 2បង្កើតបាន3 3បង្កើតបានអ្វី តើវាមានបញ្ហាអីទេនៅរបស់គេនោះមិនមែនចង់និយាយថាគ្រប់យ៉ាងសុទ្ធតែមានការតបភ្ជាប់និងប្រប៉ែលើគ្នាសុទ្ធតែតាមធម្មជាតិតើវាខុសអីទេ មិនមែនទេនេះគាត់កំពុងតែប្រាប់ខ្ញុំថាគាត់ចង់ធ្វើជាជនទី3របស់ខ្ញុំ តើខួរក្បាលរបស់ឯងនៅល្អឬអន់ មិនបានទេខ្ញុំត្រូវតែគិតរកវិធីណាមួយដើម្បីចាក់ចេញពីគាត់ មិនប្រក្រតីគឺមិនប្រក្រតីគ្រប់យ៉ាងទាំងអស់នៅពេលដែលបងធ្វើការបងត្រូវរក្សាគម្លាតពីលោកឆើហើយបងកុំស្ដាប់គេនិយាយប្តេកផ្ដាច់សោះ មិនខ្លាចទេយ៉ាងច្រើនបងសុំលាឈប់ហើយបងនាំអូនចេញទៅរកនៅក្រៅ បង ប្រទេស ខ្លាចចង់ធ្វើអន្តរប្រវេសន៍ទៅក្រៅស្រុងនៅនិយាយថាមិនខ្លាចទៀត ណាមីងនេះបងស្រីខំងើពីព្រលឹមចំអិនឲ្យណាមីងណាចំណាយរសជាតិវិញពិតជាឆ្ងាញ់ណាស់ ស្នាដៃរបស់ឈិនឈៀនគឺកាត់តាមម្ដាយរបស់គេប្រកាសជាឆ្ងាញ់ហើយបានតែមានចូលចិត្តពិសាខ្ញុំនឹងចាំយកមកឲ្យអ្នកមានរាល់ថ្ងៃតែម្ដងឆ្លាតមែនយកមកលេងបានហើយស្អែកនេះគឺមានចេញពីពេនគេនៅមន្ទីរពេទ្យរាល់ថ្ងៃបែបនេះសូម្បីតែចង្កេះនេះក៏ចេះឈឺដែរក្រែងអ្នកមាននិយាយថាអ្នកមានឈឺគ្រប់កន្លែងនោះអីអ្នកមានមិនចង់ទៅម្ដងទៀតមិននឹងចេញទេសុខភាពមីល្អណាស់មិនចាំបាច់ពិនិត្យទៀតទេ លោកមកទីនេះធ្វើអីគាត់មិនមែនជាអ្នកជំងឺរបស់លោកទេខ្ញុំបានទិញស៊ុបយិនសិនខ្មៅយកមកផ្ញើណាមីងតើអ្នកណាជាអ្នកមីងរបស់លោកនេះជាមីងរបស់ខ្ញុំរបស់ស្រីខ្ញុំទេ អាយ៉ាសេឈើលោកគ្រូពេទ្យជាងគឺជាមិត្តរួមសកលរបស់ឈិនឈៀនគេប្រកាសជាហៅថាអ្នកមីងតាន់ដែរហើយលោកគ្រូពេទ្យជាងលោកនៅឆ្លៀតទៅទិញស៊ុបយកមកឲ្យខ្ញុំទៀនខ្ញុំពិតជាអរគុណលោកហើយ បងស្រីបានចម្អិនស៊ុបយកមកឲ្យគាត់ហើយគឺមិនត្រូវការស៊ុបលោកទេ លោកឆើអញកុំនៅសារតែរឿងទាំងនោះហើយមករឿងគេនៅទីនេះលោកឆើកុំមកបង្កបញ្ហាទីនេះដែលគ្មានហេតុផល បងស្រីគេបានមកគាត់ចិត្តអ្នកមីងហើយនេះនឹងបន្តច្បាស់ទៀតហីសិលោកខ្ញុំគ្រាន់តែរាក់ទាក់នឹងបារម្ភពីអ្នកជំងឺតែប៉ុណ្ណោះណាហើយអស់សំណាយណាមានអ្នកជំងឺជាច្រើននៅមន្ទីរពេទ្យយ៉ាងនេះមិនក៏មិនបារម្ភបែរជាបារម្ភអ្នកមីងខ្ញុំទៅវិញ លោកឆើខួរក្បាលរបស់ឯងមិនអាចគិតអ្វីដែលល្អបន្តិចបានទេឯងគិតថាគេធ្វើទាំងនេះគឺព្រោះតែដើម្បីឯងមែនទេ បងស្រីមិនក៏បងនិយាយការពារគេខ្ញុំបានបដិសេធជាមួយគេយ៉ាងច្បាស់ហើយចង់រំខានគ្រួសារយើងទៀតពិតជាមិនចេះខ្មាស់អៀនមែនវិជ្ជាមនិតកូនប្រសាររបស់អនុប្រធានពេទ្យកៅព្រោះតែសិលធម៌ក្នុងខ្លួនអន់ទៅត្រូវបានមន្ទីរពេទ្យដកតំណែងសាស្ត្រាចារ្យជាងលោកប្រហែលជាគិតឡើងតំណែងជាអនុប្រធានហើយលោកប្រកាសជាមិនចង់ឲ្យប្រធានមន្ទីរពេទ្យដឹងពីរឿងរបស់យើងមែនទេលោកឈើគេកំពុងតែបញ្ជាក់ថាខ្ញុំជំនួសឲ្យគ្មានសិលធម៌មិនស័ក្តិសមធ្វើគំរូដល់គេបើសិនជាចង់ឡើងតំណែងអនុប្រធានមន្ទីរពេទ្យកុំគិតចង់មករំខានគេទៀត
មន្ទីរពេទ្យមានច្បាប់តឹងរ៉ឹងណាស់ចំពោះតំណែងរវាងគ្រូពេទ្យនិងអ្នកជំងឺលោកប៉ាគឺជាប្រធានមន្ទីរពេទ្យទាំងមូលបើគ្រូពេទ្យខ្លាចជាមនុស្សគ្មានសីលធម៌ក៏ត្រូវបានដកចេញពីតំណែងខ្ញុំនឹងមិនអាចឲ្យមនុស្សនៅក្នុងមន្ទីរពេទ្យដឹងពីតំណែងយ៉ាងឡើយពួកឯងកាត់អីនឹង លោកឈើសុំទោសរឿងមួយនេះជាកំហុសរបស់ខ្ញុំទាំងអស់ដូច្នេះ លោកគ្រូពេទ្យជាងអរគុណណាស់ដែលលោកបានមកសួរសុខទុក្ខនេះរបស់ខ្ញុំបើគ្មានការអីទៀតទេលោកអាចត្រឡប់ទៅវិញបានគឺមានចិត្តទៅលើលងបើសិនជាត្រូវនាងចាប់បានមិននឹងអាចខ្លាយទៅជាអនុប្រធានមន្ទីរពេទ្យបានទេឬមួយក៏លោកឈើកំពុងតែសាកសួរចម្លើយគេមិននឹងអាចខ្លាយជាបាក់ពុតរបស់ជាឈិញបានទេលោកគ្រូពេទ្យជាងលោកនិងលោកគ្រូពេទ្យលោកកំពុងធ្វើអី សិលោកចង់ឲ្យខ្ញុំប៉ះពាល់យ៉ាងម៉េចប្រាប់ខ្ញុំមកខ្ញុំនៅចាំលោកយកសុបរបស់លោកទៅវិញទៅ លោកឈើកុំធ្វើបែបហ្នឹងលោកគ្រូពេទ្យជាងសុំទោសសិលឹងខ្ញុំមានរឿងចង់និយាយជាមួយលោកលោកឈើរឿងដែលលោកដាច់តំណងជាមួយនឹងលោកគ្រូពេទ្យជាងខ្ញុំបានដឹងអស់ហើយ នាងដឹងយ៉ាងម៉េចទៅ ប្រកាសជាស្ដាប់ឮដោយតិចរបស់ខ្ញុំ គេហ៊ានយករឿងនេះទៅនិយាយជាមួយអ្នកក្រៅតាមចេះខ្មាស់គេទេ អេរឿងនេះបាននិយាយទៅគឺជាកំហុសរបស់លោកគ្រូពេទ្យជាងគឺគេបានធ្វើឲ្យប៉ះពាល់ដល់តំណងរវាងអ្នកទាំងពីរលីងឈៀនបានពាក់មុខបៃតងឲ្យលោកហើយលោកនៅតែយកចិត្តនាងទៀនមើលទៅគឺត្រូវតែចាប់ផ្ដើមចេញពីជាងស៊ីហើយ ខ្ញុំបានទុកគេជាគ្រូល្អម្នាក់គួរតែយកគំរូតាមតែគេបែរជាគិតមិនអាចនិយាយចេញមកបានទេគេជាមនុស្សប្រុសម្នាក់ដែលមិនចូលចិត្តខ្ញុំទៅវិញគឺជាកំហុសរបស់គេទាំងអស់ដែលបានមកផ្លាច់តំណងរវាងគ្រូនិងសិស្សពួកយើង ខ្ញុំអាចជួយលោកបានមន្ទីរពេទ្យនៅទីក្រុងបានបញ្ជូនឈ្មោះមកហើយលោកអាចទៅលួចប្រាប់លោកប្រធានមន្ទីរពេទ្យឬមួយក៏វិជ្ជាបណ្ឌិតពីរឿងនេះពួកគេប្រកាសជាបញ្ជូនលោកគ្រូពេទ្យជាងទៅមន្ទីរពេទ្យនៅទីក្រុងដល់ពេលនោះខ្ញុំទៅសុំលោកប្រធានមន្ទីរពេទ្យឲ្យបញ្ជូនខ្ញុំទៅជាមួយយ៉ាងស៊ីដៃ អ្នកគ្រូពេទ្យជីខ្ញុំពិតជាចង់កំចាត់នឹងសងសឹកទៅលើសាស្ត្រាចារ្យប៉ុន្តែខ្ញុំមិនអាចឲ្យនាងមកប្រើប្រាស់ខ្ញុំបានទេខ្ញុំគិតថាខ្ញុំមិនដឹងពីអារម្មណ៍របស់នាងចំពោះសាស្ត្រាចារ្យទេ មើលទៅលោកដូចជាមិនចង់ដាក់ផ្លូវនេះទេខ្ញុំមិនជឿថាជាងស៊ីអាចប្រថុយនឹងការងារត្រូវបានមនុស្សរាប់មិនអស់ស្ដីបន្ទោសនឹងចាប់ប្រកាន់ហើយនៅតែបន្តភាពស្និទ្ធស្នាលជាមួយនឹងលីងជិននោះលោកឆាអាចគាត់មែនទេ ខ្ញុំនឹងទៅរកសាស្ត្រាចារ្យចាំនិយាយបានច្បាស់ តែខ្ញុំត្រូវនិយាយជាមួយឯងប្រមាណដងទៀតជាងស៊ីក៏មិនមែនជាខ្ទើយទេ មិនក៏បងដឹងបងក៏មិនធ្លាប់បានសាកដែរបងស្រីបងបញ្ចេញទឹកមុខអញ្ចឹងបងនឹងសាស្ត្រាចារ្យជាង កុំនិយាយប្តេជ្ញាផ្ដេញបងគ្រាន់តែលើថាគេមានមិត្តស្រីមិនយល់ប៉ុន្មានគេក៏ប្រកាសជាសាធារណៈ បងស្រីបងមិនកុហកទេហ៎ ប៉ិតមែនបងក៏ហៅឯងធ្វើអីទៅឯងគឺជាបងប្រុសបង្កើតរបស់បង បើបែបនេះបង្ខំចិត្តជាបងម្ដងចុះបើសិនជាគេនៅតែធ្វើរឹកនិយាយរឿងចម្លែកដាក់ខ្ញុំទៀតខ្ញុំនឹងប្រកាសជាសាធារណៈនៅទីពេទ្យ បើសិនរឿងនេះនៅតែបន្តទៀតគេមិនទាន់បានប្រកាសពីតំណែងផងបានជាត្រូវលោកឆាយកច្រឡំថាគេមានបញ្ហាចំណងផ្លូវភេទទៀតមិនបានទេខ្ញុំមិនអាចឲ្យពួកគេទាំងពីរនៅការិយាល័យតែមួយបានឡើយ ជាមិនក៏អីមករកប៉ាមានរឿងអីហ៎ ប៉ាលោកឆាថ្មីនេះខុសក្បាលរបស់គេប្រហែលជាមានបញ្ហាគេតែបង្ករឿងលោកគ្រូពេទ្យជាងរហូតប៉ាគួរតែបំបីពួកគេទេកុំឲ្យនៅការិយាល័យតែមួយអី តំណែងតំណងប៉ាយតែពីកាលពីមុនមិនល្អទេឥឡូវជ្រុះគ្នាហើយ លោកឆាមានចំនួនខ្លួនឯងតែមួយខាងដូចជាបែបហ្នឹង សេជាងគឺជាមនុស្សទាំងរឹងនិយាយបានណាស់គឺម៉ាត់នឹងប៉ុន្តែគេជាគ្រប់កម្មវិធីរបស់សៀវឈើសិតតែធ្វើសៀវឈើល្អមិនក៏សៀវឈើគេមិនដឹងអីអញ្ចឹងចាំប៉ាទៅនិយាយជាមួយគេចុះ អេប៉ារឿងមិនមែនងាយស្រួលដូចជាប៉ាគិតទេប៉ាមិនចាំបាច់សួរច្រើនទេស្របមកបើសិនជាប៉ាមិនបំបីពួកគេទេលោកឆាអាចនឹងនិយាយពាក្យមួយចំនួនអាចធ្វើឲ្យមន្ទីរពេទ្យអាប់អានបាន មិនអាចទេ ពាក្យប៉ុន្មានម៉ាត់នេះអាចនឹងធ្វើឲ្យប៉ាអាម៉េបើសិនជាក្នុងវិស័យវិទ្យាសាស្ត្រប្រកាសជាមិនអាចងើបក្បាលបានឡើយ ថាម៉េចនេះកូនហ៊ានធ្វើឲ្យខូចគេឈ្មោះផងមិនអាចទេមិនគាត់ថាពួកគេមិនចំនួនអីទេពួកគេត្រូវតែបំបីគ្នា ប៉ាពិតជាគិតដល់មែនលីងជៀននាងពិតជាមិនចេះខ្មាស់គេមែនមិនត្រឹមតែមានតំណែងជាមួយលោកគ្រូពេទ្យជាងឥឡូវមកតាក់ទងជាមួយនឹងលោកប្រធានមន្ទីរពេទ្យទៀតខ្ញុំឥឡូវនេះនឹងឲ្យជាងស៊ីមកពីចរិតរបស់នាងលីងជៀនមិនសមឲ្យលោកនាងស្រឡាញ់ទេនាងគឺជាមិត្តស្រីរបស់លោកឈើហើយនឹងមករំខានជាមួយលោកទៀនហើយពេលនេះនាងបានតែតាក់ទងជាមួយលោកប្រធានមន្ទីរពេទ្យលីងបើនាងមិនមែនជាស្រីថោកទាបតើជាអ្វីទៅ នេះមិនមែនជាកំហុសរបស់លីងជៀនទេគឺខ្ញុំជាអ្នកធ្វើសកម្មភាពមុនកន្លះខែក្រោយខ្ញុំអាចនឹងបញ្ចេញសកម្មភាពលេខឈប់មិនចឹងមន្ទីរពេទ្យនឹងមានអនាគត លោកស្រឡាញ់នាងខ្លាំងយ៉ាងនេះមិនខ្វល់ពីអនាគតរបស់ខ្លួនឯងតែមែនទេ នឹងមានទៀតនាងនិយាយថាជៀនមានតំណែងជាមួយនឹងមន្ទីរពេទ្យលីងសូម្បីតែពីមួយម៉ាត់ក៏ខ្ញុំមិនជឿពីព្រោះលោកប្រធានពេទ្យលីងគឺជាពូរបស់លោកឈើមកស្រីខ្ញុំធានា 1000% សាស្ត្រាចារ្យជាងប្រកាសជាអារម្មណ៍ខ្ញុំ ក្រែងគេត្រូវបានបំបីចេញពីការិយាល័យហាញតាំងសូម្បីតែមកក៏មិនបានឃើញផងឯងនៅគិតថាគេនឹងមានអារម្មណ៍លើអញទៀនខ្វល់យ៉ាងនេះសង្ស័យតែអញទេមានអារម្មណ៍លើគេ ម្សិលមិញខ្ញុំនៅក្នុងសាលាបានឃើញគេទៅមុខរបស់គេមិនចង់មើលខ្ញុំទេខ្ញុំបានសរសេររបាយការណ៍នឹងកម្មវិធីដោយអចេតនានៅពេលដែលទៅយកលោកពូក៏ត្រូវបានបន្ទុកពេញហើយគ្រាន់តែមើលក៏ដឹងថាគេចូលចិត្តដែរ គ្រាន់តែរឿងពីរនេះសោះអញគិតថាគេចាប់អារម្មណ៍លើឯងខួរក្បាលអញគិតច្រើនពេកទៅដឹងអញគួរតែទៅរកបច្ចិតសាស្ត្រ មកស្រីតើបងត្រូវឆ្នាំអីទៅមិនបានជាមិនជឿខ្ញុំបែបនេះហើយ ឆាប់ចូលទៅ សម្រាប់អាហារមកពេលនេះដំបូងយើងត្រូវតែអរគុណដល់សិលុហើយនៅសេវ៉ាន់ណាបានជោគជ័យក្នុងកម្មវិធីសិក្សាវិទ្យាសាស្ត្រនេះសិលុសេវ៉ាន់សូមអបអរផងណាថ្ងៃក្រោយពួកឯងសុទ្ធតែជាបុគ្គលិកពេញសិទ្ធិរបស់មន្ទីរពេទ្យរបស់យើងហើយហើយទៅពីថ្ងៃក្រោយត្រូវតែមើលតាមសាស្ត្រាចារ្យជាងហើយធ្វើបានល្អ ខ្ញុំពិតជាអរគុណណាស់ខ្ញុំប្រកាសជាត្រូវរៀនសូត្រតាមលោកគ្រូពេទ្យជាង សូមអរគុណអ្នកទាំងអស់គ្នាបានមកពេលនេះចាំខ្ញុំជាអ្នកប៉ាចុះហេអ្នកទាំងអស់គ្នាកុំកុសលចំពោះលោកឈើពេកអីណាមក
លោកគ្រូពេទ្យលឹងសាស្ត្រាចារ្យជាងជាគ្រូដំរៀនលោកទៅចុះការមកសិក្សាលោកមិនគិតចង់ជូនស្រាគាត់មួយកាយទេ គួរសំបីហើយលទ្ធផលសិលលោកមកដល់ថ្ងៃនេះគឺជាការខំប្រឹងប្រែងរបស់គេខ្លួនឯងនៅចំពោះមនុស្សគ្រប់គ្នាគេហ៊ាននិយាយពាក្យបែបនេះគួរខ្ពើមណាស់មើលមកខ្ញុំគេមានចេតនាហើយ អាពេលលោកច្រើននេះសម្លឹងមកបងប្រុសធ្វើអី សាស្ត្រាចារ្យជាងក៏មិនទៀបព្រមខាងពេកអ្នកណាមិនដឹងរបាយការណ៍សិក្សារបស់លោកឈើចេញមកគឺរបស់លោកបើលោកមិនជួយគេទេគេក៏មិនបានជាប់ដែរ មិនហើយលោកគ្រូពេទ្យជាងក៏មិនទៀបខ្លួនពេទ្យអី លោកឈើនៅចាំស្អីទៀតមិនក៏ឆាប់ជូនស្រាមួយកែវទៅសាស្ត្រាចារ្យភ្លាមទៅលោកសាស្ត្រាចារ្យពួកយើងជួយមួយកែវបាន លោកគ្រូពេទ្យជាងសេលោកបានផឹកអស់ហើយលោកគួរតែឆាប់ផឹកដែរទៅលោកគ្រូពេទ្យជាងខ្ញុំខ្លាចថាថ្ងៃនេះផឹកច្រើនពេកពេលដែលញ៉ាំហើយលោកអាចជូនខ្ញុំត្រឡប់ទៅវិញបានទេសុំតើអ្នកគ្រូពេទ្យជាងសាស្ត្រាចារ្យជាងនិយាយហើយយប់នេះគាត់ជូនខ្ញុំទៅផ្ទះ បានសេវ័នបន្តិចទៀតចាំខ្ញុំជូនទៅចុះណា បងយ៉ាងម៉េចហើយមិនស្រួលខ្លួនមែនទេ អូមិនអីទេសេលោកថ្ងៃនេះឯងត្រូវតែផឹកឲ្យបានច្រើនណាមកមិនស្វឹងមិនទៅផ្ទះទេណាបានមិនស្វឹងមិនទៅផ្ទះខ្ញុំប្រាប់លោកខ្ញុំនឹងមិនស្រីរបស់ខ្ញុំមានតំណែងតំណងល្អណាស់ខ្ញុំមិនត្រូវកាយលោកមករំខានពួកខ្ញុំទេមិនអញ្ចឹងទេខ្ញុំនឹងបាយលោកឲ្យជ្រុះថ្មីជំខាន លោក ទេ ឆាលោកនិយាយប្រាប់ស្អីនឹងលោកគ្រូពេទ្យជាងមិនស្រីហើយមិនដឹងអ្វីដែលលោកនិយាយនោះទេ ខ្ញុំនិយាយប្រាប់ដែរគឺគេមិនចេះខ្មាស់គេមកចូលចិត្តខ្ញុំ លោកគ្រូពេទ្យជាងមនុស្សនេះលោកធ្វើអីនឹងក្រោកឡើងលោកគ្រូពេទ្យជាងតើបងតាណាលោកឆាលោកជាងវ៉ាន់លោកឆាគេស្វឹងហើយនឹងជួយមើលថែគេបន្តិចទៅខ្ញុំនាំលោកគ្រូពេទ្យជាងទៅសម្រាប់អ្នកគ្រូពេទ្យជាងចាំខ្ញុំជាអ្នកមើលថែគាត់នៅមិនអាចនាំគាត់ទៅបានទេអ្នកគ្រូជាង ខ្ញុំគឺប្រពន្ធខ្ញុំមានមិត្តស្រីហើយ ខួរក្បាលរបស់លោកមានបញ្ហាហើយអាឡូបងលៀនជាងបងប្រុសរបស់ខ្ញុំផឹកស្វឹងហើយបងប្រចាំមកទីនេះភ្លាមលោកញ៉ាំស្អីមិនបានជាធំយ៉ាងនេះហើយធ្ងន់ទៀត ហើយមកទៅជាអញ្ចឹងដូចជាមិនអាចទេទៅហើយ លោកឆាក៏និយាយប្រដេះលោកគ្រូពេទ្យជាងក៏មានមិត្តស្រីដូចហើយ លោកឆើរឿងមនោសញ្ចេតនាខ្ញុំជាអ្នកខុសអត់ខ្ញុំសំទោសប៉ុន្តែលោកមិនគួរយករឿងនេះមកនិយាយប្រេះប្រាស់ទេធ្វើឲ្យញ៉ៃមិនគួរនិយាយអញ្ចឹងទេមិនក៏យកមកនិយាយបែបនេះសេចក្ដីពេលនិយាយសូមបញ្ជាក់សម្ដីបន្តិចលោកពិតជាត្រូវជ្រើសធ្វើជាអនុប្រធានទីពេទ្យមែនបើសិនជាគ្មានសិលធម៌ទេដូចខ្ញុំមិនអាចទេសេចក្ដីរឿងនេះតើតើនឹងគេឈ្មោះរបស់សៀវជាងឯងក៏ដឹងពីផលពិបាកក្នុងការនិយាយប្រេះប្រាស់ដែរខ្ញុំមិនបាននិយាយប្រេះប្រាស់ទេ លោកឆាឯងក៏និយាយប្រដេះខ្ញុំសូមរាយការណ៍លោកគ្រូពេទ្យជាងមានតំណែងតំណងមិនធម្មតាជាមួយនឹងសិស្សស្រីជាងស៊ីបើខ្ញុំមិនអាចយកលោកបានខ្ញុំក៏មិនឲ្យលោករស់បានស្រួលដែរ ហេសាស្ត្រាចារ្យមិនបានបដិសេធទេមើលទៅរឿងនេះគឺកាប់ពិតហើយមិនអាចច្បាស់ជាកាប់ពិតហើយ មនុស្សស្រីម្នាក់នោះគឺជាគ្រួសាររបស់អ្នកជំងឺលិញជាង បងស្រីនេះជិន ជីឈិញខួរក្បាលរបស់នាងមានបញ្ហាតែដឹងបើនៅនិយាយប្រដេះអញ្ចឹងទេប្រយ័ត្នខ្ញុំប្រដឹង អ្នកគ្រូពេទ្យជីបើសិនជានាងចង់រាយការណ៍ពីសាស្ត្រាចារ្យជាងហើយចាំបាននិយាយក្រោយពីបងស្រីខ្ញុំធ្វើអី លោកពិតជាស្រឡាញ់លិញជាងខ្លាំងណាស់ហើយនាងបានបែបមកបតងឲ្យលោកនៅការពីនាងទៀត អ្នកណាគេពាក់មួកបៃតងឲ្យខ្ញុំមិនដឹងថារវាងនាងនិងជិនមានការចូលច្រឡំអីទេខ្ញុំដឹងច្បាស់ពីអត្តចរិតរបស់ជិនគេមិនធ្វើបែបនេះទេ លោកប្រធានមន្ត្រីប៉ែតលីងមកដល់ពេលនេះទៅហើយលោកនៅតែជឿជាក់ទៅលើលិញជាងទៀតពិតជាឆាប់ល្ងងពេកហើយលិញជាងនាងគ្រាន់តែជាមនុស្សស្រីបោកប្រាស់ម្នាក់ប៉ុណ្ណឹង ពួកយើងទាំងពីរទៅមានមនោសញ្ចេតនាចំពោះគ្នា តំណែងមនុស្សសញ្ចេតនាពិតជារំខានមែនមើលខែមកលោកគ្រូប៉ែតជាងជាអ្នកបាច់ឆ្នោតឲ្យខ្ញុំលោកនិយាយនេះធ្វើដូចជាខ្ញុំជាមនុស្សអាក្រក់អញ្ចឹង សាស្ត្រាចារ្យជាងពិតជាមានតំណែងមនោស្នេហាជាមួយនឹងគ្រួសារជំងឺមែនពិតជាគួរខ្មាស់ណាស់របាយនេះមិនសន់ធ្វើជាមនុស្សដល់គេទេមិនសាសន់ធ្វើជាអនុប្រធានដែរបងស្រីបងមិនមែនស្រឡាញ់គ្នាជាមួយនឹងចាំងស៊ីទេហ៎ប៉ុន្តែកាលពីមុនគាត់ធ្វើចំពោះខ្ញុំ បងបានប្រាប់អញតែម្ដងហើយគេគឺជាមនុស្សប្រុសប្រកាន់គឺអញទេដូចជាអ្នកគេប្រែប្រដេះវាជាកំហុសរបស់ខ្ញុំដែលបានអ្នកបាំងរឿងមួយនេះប៉ុន្តែយ៉ាងស៊ីក៏បានពឹងផ្អែកលើសមត្ថភាពរបស់គេផ្ទាល់តែគេស័ក្តិសមធ្វើជាអនុប្រធានពេនមិនមែនតាក់ទងនឹងលោកគ្រូពេទ្យដេញឡើយមែនទេឬមួយក៏រឿងមួយនេះមិនតាក់ទងជាមួយនឹងលោកប្រធានពេទ្យលីងបានជួយជ្រោមជ្រែងទេខ្ញុំបានលាក់បាំងថាលោកប្រធានមន្ត្រីពេទ្យលីងគឺជាលោកប៉ារបស់ខ្ញុំលោកឆើគឺជាបងប្រុសរបស់ខ្ញុំវាសុទ្ធតែជាកំហុសខ្ញុំទាំងអស់ខ្ញុំខ្លាចថាលោកមានសម្ពានទៅបានជាមិនព្រម នាងចង់មានន័យថាលោកឆើជាបងប្រុសរបស់នាងហើយលោកប្រធានមន្ត្រីពេនជាប៉ារបស់នាងណែបែបនេះគឺគេមិនមែនប្រុសកំណត់នាងទេមែនទេ ប៉ាត់មែនលោកមិនមែនគិតថាលោកគឺជាប្រុសកំណត់របស់ខ្ញុំមករហូតហើយលោកឆើគឺជាមិត្តប្រុសរបស់ខ្ញុំតែមែនទេ សាស្ត្រាចារ្យជាងខ្ញុំជាមនុស្សស្រួលត្រង់ទេ មិននឹងអាចទៅនាងបានជាកូនរបស់លោកប្រធានពេទ្យលីងលិញជៀនហេតុអីរឿងល្អត្រូវបានទៅលើនាងទាំងអស់សំអាងអីទៅលើកមុននាងបានធ្វើអាក្រក់ចំពោះយ៉ាងស៊ីខ្ញុំមិនតន់បានចំណាប់បញ្ជាជាមួយនាងផងលើកនេះនឹងនិយាយប្រដេះប្រដាទៀនខ្ញុំនឹងឲ្យនាងដឹងពីលទ្ធផលរបស់នាងសន្តិសឹងឆាប់យកនាងចេញពីទីនេះទៅលិញជៀនស្រីថោកទៀម ណែជិននៅពេលនេះខ្ញុំសប្បាយចិត្តណាស់តាមពិតមនុស្សប្រុសដែលនៅក្បែរខ្លួននាងគឺជាខ្ញុំម្នាក់គុណហើយខ្ញុំជាមិត្តប្រុសរបស់នាងយ៉ាងពិតប្រាកដ វាត្រូវតែបែបនេះប៉ុន្តែនៅក្នុងរឿងនេះខ្ញុំក៏មានទំនួលខុសត្រូវដែរអ្នកណាខាងមន្ទីរពេទ្យលោកមានច្បាប់គ្រូពេទ្យមិនអាចតាក់ទងជាមួយគ្រួសារអ្នកជំងឺនឹងតែបានជាខ្ញុំលាក់បាចំពោះគ្រប់គ្នាទៅ មិនដែលមានច្បាប់ទម្លាប់សោះ មិនដែលមានច្បាប់ទម្លាប់នេះបានមិនដែលមានច្បាប់នេះហេតុអីបានជាលោកមិនបាច់ចិត្តទទួលស្គាល់ខ្ញុំជាសាធារណៈលោកតែងតែគិតថាមិត្តប្រុសរបស់ខ្ញុំគឺជាលោកឆើ លោកសុខចិត្តធ្វើជាប្រុសកំណាន់ដែលគ្មានមុខមាត់បែបនេះហ៊ានលះបង់បែបគ្រប់យ៉ាងបាននៅជាមួយបងស្រីខ្ញុំសាស្ត្រាចារ្យជាងលោកពិតជាស្មោះត្រង់និងស្នេហាមែនខ្ញុំតែគិតថាសិលចឹងមានមិត្តស្រីហើយតាមពិតមិត្តស្រីរបស់គេជិនសោះក៏ល្អដែរសិលចឹងអាទីបំផុតខ្លាចជាគុណប្រសាខ្ញុំហើយ និយាយអាក្រក់ពីបងប្រុសខ្ញុំថែមទាំងបាយគាត់ទៀនតែពិតលោកសំតែត្រូវទេ
អ្នកណាសាស្ត្រាចារ្យជាងមកធ្វើរឿងច្បាច់លើខ្ញុំនោះមានការយកច្រឡំក៏មិនត្រូវបន្ទោសខ្ញុំទាំងស្រុងដែរមកថ្លៃបងមិនបន្ទោសខ្ញុំទេមែនទេ លោកឆាងឯងគួរតែឲ្យគុណដល់ផ្ទៃមុខដល់សង្ហារបស់លោកគ្រូប៉ែជាងដែលមិនបន្សល់ទុកស្នាស្នាមមិនអញ្ចឹងបងនឹងឲ្យឯងស្គាល់ពីកណ្ដាប់ដៃរបស់បងបានហើយទីបំផុតពួកយើងក៏បាននៅជាមួយគ្នាពេញសិនមិនត្រូវមានការជឿច្រឡំអីទៀតទេ Babat.